ចាប់ផ្ដើមនៅសាច់រឿងទស្សនិកជនទាំងសងខាងក៏បានធ្វើការហូរកញ្ជ្រៀវទៅឲ្យនីលីជាមួយនឹងយីហានវិញក៏បាននិយាយថាមើលទៅអាឡិតឯងតើត្រូវថ្នាំខ្លាំងមិនដឹងថាអ្វីជាកំហុសយើងក៏ចូលដឹងថាតើឯងខ្លាំងប៉ុណ្ណាចំពោះនីលីវិញគាត់ក៏បានគិតថានៅក្នុងដំណាក់កាលនៃការចម្រាញ់ Demon Spirit ណាដែលនៅសល់ចុងក្រោយគេគឺជា Demon Spirit ដែលខ្លាំងជាងគេ Demon Spirit ខ្លាចខ្មុំ Panda មួយនេះគឺពិតជាមិនដែលធ្វើឲ្យគាត់ខកអំណងនោះទេពួកគេទាំងពីរនាក់ក៏បានប្រើក្រញាំនេះប៉ះជាមួយក្រញាំខ្លាចខ្មុំវាយទៅកាន់គ្នាទៅវិញទៅមកដែលបណ្ដាលឲ្យពួកគេថយក្រោយរៀងខ្លួនបន្ទាប់មកយីហានក៏បានប្រើកន្ទុយអ្នកក្រីរបស់គាត់វាប្រហារទៅកាន់នីលីជាលើកទី2ប៉ុន្តែនីលីក៏បានគេចផុតយីហានក៏បានឌឺដងទៅកាន់នីលីទៀតថាហើយលឿនណាស់មែនហើយគាត់ក៏បានហក់សម្ដៅទៅកាន់នីលីជាលើកទី3ប៉ុន្តែលើកនេះវាយទៅកាន់នីលីមិនត្រូវនោះទេនីលីក៏បានចាប់ដៃរបស់គាត់ក្រវែងគាត់ទៅម្ខាងយីហានក៏មានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់នីលីជាខ្លាំងចំណែកឯមិត្តភ័ក្តិរបស់នីលីក៏មានការសប្បាយចិត្តជាខ្លាំងដូចគ្នាយីហានក៏បានប្រើសន្ទុះល្បឿនរបស់គាត់យ៉ាងលឿនវាយប្រហារទៅកាន់នីលីម្ដងហើយម្ដងទៀតចំពោះនីលីវិញក៏បានគិតថាការវាយប្រហាររបស់យីហានគឺពិតជាចំគោលដៅខ្លាំងមែនទែនបើសិនជាយីហានវាយប្រហារចំគាត់ប្រកាសជាមិនអាចងើបឈរបាននោះទេសមត្ថភាពរបស់យីហានពិតជាខ្លាំងជាងសមត្ថភាពរបស់ Demon Spirit Master ដែលមានកម្រិតដូចគ្នាជាមួយនឹងយីហានខ្លាំងមែនទែនចំពោះយីហានវិញក៏បានគិតថាកម្រិតនៃការវឹកហាត់របស់នីលីគឺស្ថិតនៅក្នុងកម្រិតប្រាក់ផ្កាយ5តែប៉ុណ្ណោះហើយអ្វីបើជាការវាយប្រហាររបស់គាត់មិនអាចវាយប្រហារទៅកាន់នីលីត្រូវចំពោះទស្សនិកជនវិញក៏បានគិតថាតែមានរឿងអ្វីកើតឡើងហេតុអីបានជាការប្រយុទ្ធមួយនេះវាបានជាខ្លាំងក្លាបែបនេះចំពោះយីហានវិញគាត់ក៏បានគិតថាគាត់បានមើលស្រាលទៅកាន់នីលីពេកហើយគាត់ត្រូវតែរកឱកាសណាមួយវាយប្រហារទៅកាន់នីលីដោយឡែកនីលីវិញក៏បានប្រើថាពលនៅកណ្ដាប់ដៃរបស់គាត់ហក់សម្ដៅទៅកាន់យីហានក៏បានញញឹមហើយបានបញ្ចេញថាពលដ៏ខ្លាំងក្លាដែលភ្លើងពូក្រហមជាច្រើនបានចេញមកសាយភេលើរូបរាងកាយរបស់គាត់ចំពោះទស្សនិកជនទាំងឡាយវិញពេលនេះក៏បានសប្បាយចិត្តជាខ្លាំងប៉ុន្តែនីលីក៏បានប្រាប់ទៅកាន់ពួកគេថាកាលណាបានរត់ដោយទស្សនិកជនទាំងឡាយពេលនេះពួកគេក៏បានដឹងថាយីហានពេលនេះគឺបានបញ្ចេញអណ្ដាតភ្លើងដីដោយពួកគេពេលនេះក៏បានរត់ចាក់ជើងគ្នាព្រាតដោយឡែកចំពោះនីលីវិញក៏បានប្រើការវាយប្រហារដ៏ខ្លាំងរបស់គាត់ដូចគ្នាដែលមានឈ្មោះថាការបំផ្ទុះយីយ៉ាងទៅទប់ទល់ជាមួយនឹងអណ្ដាតភ្លើងដីដោយការប៉ះទង្គិចគ្នារវាងថាពលអ្នកខ្លាំងនិងអ្នកខ្លាំងបង្កជាការបំផ្ទុះយ៉ាងខ្លាំងដែលបណ្ដាលឲ្យអ្នកនៅជុំវិញនោះគឺត្រូវតែបិទភ្នែកដែលឡែកឯយីហានក៏ត្រូវបានផ្លោងដេកដួលនឹងដីចំណែកឯនីលីក៏បានឈរនៅមួយកន្លែងប៉ុន្តែសភាពរបស់គាត់ក៏ត្រូវរបួសដូចគ្នាដោយមុនដំបូងយីហានក៏បានញញឹមគិតថាអាចសម្លាប់ទៅកាន់នីលីបានប៉ុន្តែបន្ទាប់មកទឹកមុខរបស់គាត់ក៏ប្រែជាការភ្ញាក់ផ្អើលជាខ្លាំងចំពោះនីលីវិញក៏បានគិតថាការបំផ្ទុះយីយ៉ាងរបស់គាត់មិនមានសមត្ថភាពខ្លាំងក្លាដូចនេះនោះទេប៉ុន្តែមើលទៅវាហាក់ដូចជានៅពេលដែលវាប៉ះជាមួយនឹងថាពលភ្លើងថាពលរបស់ការវិភាគយីយ៉ាងគឺកាន់តែខ្លាំងជាងមុនទ្វេដងចំពោះអ្នកទស្សនាទាំងឡាយវិញក៏មានការភ្ញាក់ផ្អើលជាមួយនឹងថាពលដ៏ខ្លាំងក្លារបស់អ្នកក្លាទាំងពីរយីហានវិញគាត់មានកំហឹងជាខ្លាំងបាននិយាយថាគាត់គួរតែជាមនុស្សម្នាក់ដែលមានទេពកោសល្យបំផុតនៅក្នុងទីក្រុងមួយនេះខ្ញុំគ្រាន់តែមានអាយុ20ឆ្នាំខ្ញុំឈានដល់កម្រិតគោលផ្កាយ3ហេតុអ្វីបានជាលេចឡើងនៅមនុស្សម្នាក់នេះដែលមានអាយុត្រឹមតែ13-14ឆ្នាំតែប៉ុណ្ណោះប៉ុន្តែសមត្ថភាពរបស់គេគឺស្មើស្មើនឹងខ្ញុំមិនឆ្ងល់ទេហេតុអ្វីបានជាលោកពុកមានការលំអៀងទៅកាន់នីលីជាខ្លាំងយកទៅតាមសមត្ថភាពរបស់នីលីបើសិនជាវានៅតែបន្តវិវត្តទៅមុខទៀតនោះវាប្រកាសជាខ្លាចជាមនុស្សដែលមាន level legend នៅក្នុងទីក្រុង Glory City នេះជាមិនខានហើយទោះបីជាចង់ឬមិនចង់នីលីប្រកាសជាខ្លាចជាអ្នកគ្រប់គ្រងទីក្រុង Glory City ទាំងមូលនេះជាមិនខានហើយនីលីជាមួយនឹងស៊ីយុនគិតបានត្រឹមប៉ុណ្ណេះគាត់ក៏សម័យនៅឃើញអំពីអតីតកាលរបស់គាត់ដោយនៅពេលដែលយីសងបាននាំគាត់ចូលទៅក្នុងគ្រួសារ Snowwind Family មានមនុស្សជាច្រើនបានធ្វើការរីកគុណទៅកាន់គាត់ដែលជាហេតុបណ្ដាលឲ្យគាត់ខំប្រឹងវឹកហាត់គិតចប់យីហានមានកំហឹងជាខ្លាំងគាត់បាននិយាយថាគាត់នឹងមិនអនុញ្ញាតគេយកអ្វីគ្រប់យ៉ាងរបស់គាត់ចេញពីគាត់បាននោះទេគាត់ក៏ចាប់ផ្ដើមបើកថាពលដ៏ខ្លាំងក្លាពើក្រហមឆ្អិនឆ្អៅរបស់គាត់ដែលមើលទៅហាក់ដូចជាខ្លាំងក្លាខ្លាំងមែនទែននីលីវិញគាត់ក៏មានការភ្ញាក់ផ្អើលហើយបាននិយាយថាខ្ញុំមិនដែលគិតសោះថាយីហានអាចធ្វើការវិវត្តរូបរាងកាយរបស់គេនៅក្នុងកលៈទេសៈបែបនេះដូច្នេះសោះចំណែកឯលោកប៉ៅវិញក៏បានសួរទៅកាន់ឌូជឺថាតើមានរឿងអ្វីកើតឡើងចំពោះយីហានឌូជឺវិញក៏បានតបថាបើសិនជាគាត់ចាំមិនខុសទេនោះគឺហៅថាការវិវត្តដែលនីលីធ្លាប់ប្រាប់ទៅកាន់ពួកគេម្ដងអាប៉ែលោកប៉ៅវិញមិនស្គាល់អ្វីការវិវត្តការអីនោះទេឌូជឺក៏បានបន្តប្រាប់គាត់ទៀតថានៅពេលដែល Demon Spirit Master បានរួមបញ្ចូលជាមួយ Demon Spirit នឹងមានការវិវត្តផ្សេងៗគ្នាដោយការវិវត្តនឹងធ្វើឲ្យសមត្ថភាពរបស់ Demon Spirit នឹងមានការកើនឡើងជាខ្លាំងលើដូច្នេះភ្លាមលោកប៉ៅក៏បាននិយាយថាអញ្ចឹងនីលីមិនស្ថិតនៅក្នុងគ្រោះថ្នាក់បាត់ហើយទេចំណែកឯអូននិងវិញក៏មានការបារម្ភទៅកាន់នីលីជាខ្លាំងចំណែកឯនីលីវិញក៏បានដឹងថាទោះបីជាសមត្ថភាពរបស់យីហានគឺមានការកើនឡើងជាខ្លាំងក៏ពិតមែនប៉ុន្តែយីហានគឺមិនអាចគ្រប់គ្រងទៅកាន់ស្មារតីរបស់គេបាននោះទេដោយត្រឹមតែមួយដៃរបស់នីលីតែប៉ុណ្ណោះយីហានក៏បានដេកដួលសារជាថ្មីហើយភ្លាមនោះដែរក៏មានស្នាមប្រេះមួយលេចឡើងនៅលើដៃរបស់យីហានដោយចំពោះនីលីវិញដៃរបស់គាត់ក៏បានជាប់ទៅដោយថាពលរបស់យីហានដោយនីលីក៏បានគិតថា
ថាពលនៃការការពារនិងការវាយប្រហាររបស់អ្នករាជដីគឺពិតជាខ្លាំងក្លាមែនដោយថាពលមួយនេះគឺអាចកំទេចទៅការអវត្តវិញ្ញាណបានយ៉ាងងាយស្រួលប៉ុន្តែក៏ជឿថាការវាយប្រហារអំបញ្ញមិញនេះប្រកាសជាប្រើប្រាស់ថាពលអស់ជាច្រើនដោយឡែកចំពោះយីហានវិញគាត់ក៏បានងើបឡើងហើយហក់ទៅវាយប្រហារទៅកាន់នីលីសាជាថ្មីនិងក៏បានស្រែកទៅប្រាប់នីលីឲ្យធ្វើការប្រុងប្រយ័ត្ននីលីក៏បានធ្វើការគេចផុតអំពីការវាយប្រហាររបស់យីហានទោះបីជារូបរាងកាយ Demon Spirit ទី2របស់នីលីក៏បានក៏ពិតមែនតែល្បឿននៃការគេចរបស់គាត់គឺពិតជាលឿនដោយនីលីក៏អាចធ្វើការគេចផុតរាល់ការវាយប្រហាររបស់យីហានហើយគាត់ក៏បានដាក់សម្ពាធទៅឲ្យយីហានវិញដោយជាលទ្ធផលនីលីក៏បានធ្វើការដាក់ទៅកាន់យីហានមួយដៃតែប៉ុណ្ណោះដែលធ្វើឲ្យយីហានគឺសន្លប់បាត់បង់ស្មារតីចំពោះគ្នារបស់នីលីគឺមានការសប្បាយចិត្តជាខ្លាំងដែលឯដូចជាតិក៏បានគិតនៅក្នុងចិត្តឲ្យយើងបានដឹងថាក៏ប៉ុន្តែគម្លាតរបស់ខ្លាឃ្មុំផែនដាជាមួយនឹងនេះគ្រីដីគឺពិតជាធំប៉ុន្តែនីលីតែងតែប្រើយុទ្ធសាស្ត្រក្នុងការគេចហើយក៏បានរកឱកាសល្អក្នុងការប្រាជំនាញពីក្នុងពេលតែមួយវាយប្រហារទៅកាន់ចំណុចខ្សោយរបស់អាវនៃគ្រីដីដោយយុទ្ធសាស្ត្រវាយដ៏អស្ចារ្យជាមួយនឹងការវាយប្រហារដ៏ត្រឹមត្រូវនេះហើយគឺជាគម្លាតរវាងពួកគេទាំងពីរនាក់ដែលឡែកចំពោះនីលីវិញក៏បានដើរសម្ដៅទៅកាន់យីហានហើយបាននិយាយថាឯងមិនចេះដៃគូរបស់ខ្ញុំទេឆាប់ចោះចាញ់ទៅយីហានទោះបីជាចង់ងើបតក៏មិនអាចងើបរួចនោះដែរដោយឡែកទស្សនិកជនទាំងឡាយវិញក៏បាននិយាយថាកាពិតទៅយីហានគឺមានប្រៀបច្បាស់ណាស់ហេតុអ្វីបានជាត្រឹមតែមួយដៃតែប៉ុណ្ណោះក៏ធ្វើឲ្យយីហានគឺចាញ់ក្នុងការប្រកួតចំពោះលូប៉ៅជាមួយនឹងមិត្តភ័ក្តិរបស់នីលីក៏បានធ្វើការនិយាយអួតទៅកាន់នីលីអញ្ចឹងណាដោយយ៉ាងដឹងស្រាប់ចឹងការអួតពើងពាក់ទៅកាន់លូប៉ៅបានដោយឡែកយីហានវិញគាត់នៅតែមិនសោកចិត្តអញ្ចឹងគាត់ក៏បានគិតថាការពិតទៅកម្លាំងរបស់គាត់គឺខ្លាំងក្លាជាងនីលីជាច្រើនដងរយៈកាលកន្លងមកគាត់គឺជាមនុស្សទី1ដែលមានទេពកោសល្យបំផុតនៅក្នុងទីក្រុង Glory City ហេតុអ្វីបានជាគាត់ចាញ់នៅពេលនេះទៅវិញគ្នាយើងនៅពេលដែលស្ដាប់ admin និយាយសម្រាយពីការគិតឬការនិយាយរបស់តួអង្គច្រើនអញ្ចឹងមានអារម្មណ៍ថាសាមត់បើសិនជាគ្នាយើងគិតថាសាម admin នឹងដកនឹងចេញណាដោយសារតែយើងដកចេញទៅពេលវេលានៃការសម្រាយក៏វាខ្លីជាងមុន admin ក៏ធ្វើវីដេអូបានច្រើនជាងមុនដែរបញ្ជាក់ admin នឹង respect ទៅកាន់ opinion របស់អ្នកតគ្នាអញ្ចឹងបើសិនជាអ្នកគ្នាសម្រេចចិត្តថាឲ្យ admin សម្រាយ admin នឹងសម្រាយតែបើអត់ទេអត់មានអត់ទេតមកកាន់សាច់រឿងយើងវិញយីហានក៏បាននិយាយទៅកាន់នីលីថានីលីឯងក៏មានការក្អឺតកតោមិនសោះយើងនឹងមិនចោះចាញ់ឯងនោះទេចំពោះនីលីវិញគាត់ក៏បានគិតថាការពិតទៅយីហាននោះទេដែលជាអ្នកមកចល័យទៅកាន់គាត់តែនៅពេលដែលចល័យចាញ់យីហានបើជាខឹងទៅកាន់គាត់ជាខ្លាំងដែលចរិតមួយនឹងគឺពិតជាចរិតដែលគួរឲ្យខ្លាចមិនឆ្ងល់ទេកាលពីជាតិមុនស៊ីយុនមិនដែលនិយាយឬរំលឹកអំពីយីហានសោះនីលីក៏ចាប់គាត់បានដើរទៅមុខបន្តិចហើយបាននិយាយថាមិនខ្វល់ថាលោកមានគម្រោងការអ្វីនោះទេខ្ញុំព្រមានលោកជាមុនយល់អលោកគួរតែបោះបង់គំនិតទឹកអស់នោះចោលទៅបើសិនជាលោកនៅតែទទូចចង់រកសេចក្តីស្លាប់ខ្ញុំមិនខ្វល់នោះទេខ្ញុំនឹងបញ្ជូនលោកទៅរកអ្វីដែលលោកចង់បានដោយនីលីរបស់យើងនិយាយនៅក្នុងពាក្យនេះគឺពិតជាខូលខ្លាំងមែនតើនីលីក៏បានបង្ហាញមួយម៉ាត់ចុងក្រោយទៀតថាសមត្ថភាពរបស់លោកមិនស័ក្តិសមប្រយុទ្ធជាមួយនឹងខ្ញុំនោះទេយីហានក៏បានដើរចេញទាំងអស់សង្ឃឹមដោយយល់មុខរបស់យីសុងដែលជាឪពុករបស់ស៊ីយុនគាត់នឹងមិនធ្វើអ្វីទៅកាន់យីហាននោះទេប៉ុន្តែបើសិនជាយីហានមានគម្រោងការអ្វីនោះគាត់ប្រកាសជាប្រឈមមុខជាមួយនឹងវាចាប់ពីថ្ងៃនេះតទៅអ្នកដែលមានទេពកោសល្យលេខ1នៅក្នុងទីក្រុង Glory City នេះគឺជានីលីដែលកាត់មកក្នុងភពនេះវិញយីហានកំពុងធ្វើការសម្ងំព្យាបាលរបួសនៅក្នុងព្រៃមួយកន្លែងដែលភ្លាមនៅវត្តមានរបស់អ្នកគ្រូសិនស៊ុយក៏បានមកដល់ដោយអ្នកក៏បាននិយាយថាអ្នកដែលមានទេពកោសល្យទី1នៅក្នុងទីក្រុង Glory City កាលពីមុនឥឡូវនេះគឺដូចជាឆ្កែដែលគ្មានម្ចាស់អញ្ចឹងមកធ្វើការលិបព្យាបាលរបួសនៅទីកន្លែងនេះទៅវិញគួរឲ្យអាណិតពេកហើយយីហានក៏បានតបវិញថាតើនៅមានរឿងអ្វីដែលមកនិយាយជាមួយនឹងខ្ញុំអ្នកគ្រូសិនស៊ុយក៏បានចូលទៅចិត្តយីហានហើយបាននិយាយថាក្នុងនាមជាកូនចិញ្ចឹមរបស់ City Lord តើលោកសុខចិត្តបបោតំណែងជា City Lord ចោលបែបនេះមែនឬទេយីហានក៏បានតបវិញថាបើសិនជានាងមករកគាត់ដើម្បីតែរឿងបែបនេះនាងយល់ល្អគួរតែឆាប់ចាក់ចេញអ្នកគ្រូសិនស៊ុយក៏បាននិយាយថាអាកប្បកិរិយារបស់លោកនៅតែខូចដូចនៅសាលាអញ្ចឹងចុះបើខ្ញុំនិយាយថាខ្ញុំមានផ្លូវមួយដើម្បីឲ្យលោកអាចក្លាយជា City Lord បានជាពិសេសលោកក៏អាចរៀបការជាមួយក្មេងស្រីល្អិតស៊ីយុនបានដោយបំណងប្រាថ្នារបស់លោកតើលោកចាប់អារម្មណ៍ដែរឬទេយីហានវិញក៏បានតបវិញថាខ្ញុំឮថាគ្រួសារពិសេសរបស់នាងនៅពេលនេះគឺកំពុងតែជួបបញ្ហាគឺមិនអាចធ្វើអ្វីបាននោះទេអ្នកគ្រូកញ្ជ្រោងក៏បានញញឹមហើយបានតបថាគ្រួសារពិសេសរបស់នាងគឺបានស្ថិតនៅក្នុងទីក្រុងមួយនេះអស់ពេលជាច្រើនឆ្នាំមកហើយវាពិតជាមិនងាយស្រួលដែលគ្រួសារ Snowwind Family ធ្វើការផ្ដួលរំលំទៅកាន់គ្រួសារពិសេសប៉ុន្តែលោកទោះបីជានីលីមិនបានចេញវត្តមានក៏ដោយក្នុងនាមកូនចិញ្ចឹមរបស់យីសុងតែលោកគិតថាលោកអាចទទួលបានតំណែងជា City Lord បានដែរឬទេយីហានក៏មានការខឹងសម្បាជាខ្លាំងបានដកកំបិតភ្ជាប់ទៅកាន់ករបស់សិនស៊ុយហើយបាននិយាយថាបើសិនជានាងមិនចេះបិទមាត់ទេទុកឲ្យខ្ញុំបិទមាត់ចំនួននាងចំពោះសិនស៊ុយវិញនៅតែញញឹមហើយបាននិយាយថាយីហានលោកគឺជាមនុស្សដែលធ្វើអ្វីគ្រប់យ៉ាងដើម្បីដល់គោលដៅរបស់លោកតាំងពីដើមមកលោកក៏បានដឹងថាដើម្បីលោកក្លាយជា City Lord បានលោកត្រូវជួបឧបសគ្គជាច្រើនមានតែគ្រួសារពិសេសរបស់ខ្ញុំនៅតែដែលអាចជួយឲ្យលោកក្លាយជា City Lord បានយីហានវិញក៏បានតបថាគួរអស់សំណាយពិតមែនមានតែគ្រួសារពិសេសរបស់នាងសិនស៊ុយនៅពេលដែលលើយីហានមិនជឿអញ្ចឹងនាងក៏បាននិយាយទៀតថាចុះបើយើងបន្ថែមទៅកាន់ក្រុម Dark Girl អូខេកន្លែងនេះគឺ Dark Girl ណាខ្ញុំសម្រាយឲ្យអ្នកនរពីមុនគឺ Dark Girl រហូតនឹងខុសហើយអញ្ចឹង sorry ផងយីហានក៏បាននិយាយឡើងថាក៏ពេតពួកឯងធ្វើការជាមួយនឹងក្រុម Dark Girl ពិតមែនតើពួកឯងមិនខ្លាចយើងយករឿងនេះទៅប្រាប់ឪពុករបស់យើងទេ
សិនស៊ុយក៏បានសើចហើយបាននិយាយថាឯងគិតថាយីសុងមិនដឹងរឿងទាំងអស់នេះមែនទេក៏ប៉ុន្តែយីសុងគឺបានដឹងរួចទៅហើយគ្រាន់តែថាយីសុងគឺគ្មានផោះតាំងតែប៉ុណ្ណោះយីហានក៏បានតបវិញថាបើសិនជាគាត់ជា City Lord វិញក៏មិនខ្វល់ពីផោះតាំងអ្វីទាំងអស់អ្នកគ្រូកញ្ជ្រោងក៏បានតបវិញឡើងចុកចាប់ថាបើសិនបើលោកមិនបានខ្លាចជា City Lord ផងតើនិយាយពាក្យប្រសិនមានប្រយោជន៍អ្វីលោកមិនបានខ្លាចជា City Lord នោះមនុស្សនៅក្នុងគ្រួសារ Snowwind Family នឹងមិនមានអ្នកណាគេគោរពទៅកាន់លោកនោះទេសូម្បីតែគ្រួសារពិសិដ្ឋក៏គ្មានអ្នកណាគោរពទៅកាន់លោកនោះដែរដូច្នេះលោកអាចគិតបានថាតើលោកចង់ខ្លាចជាឆ្កែបម្រើនៅក្នុងគ្រួសារ Snowwind Family អស់មួយជីវិតឬក៏លោកចង់ខ្លាចជា City Lord យីហានក៏បាននឹកសម័យដល់ការខិតខំប្រឹងប្រែងវឹកហាត់របស់គាត់ប៉ុន្តែមនុស្សគ្រប់គ្នាមើលគាត់ត្រឹមតែជាអ្នកក្រៅតែប៉ុណ្ណោះហើយគាត់ក៏បាននឹកសម័យដល់ពេលដែលនីលីបាននិយាយទៅកាន់គាត់ថាឲ្យគាត់ចោះចាញ់ទៅកាន់នីលីទៅគាត់មិនមែនជាដៃគូរបស់នីលីនោះទេគាត់ចប់យីហានក៏បានទម្លាក់ក្បិតចោលហើយបាននិយាយថាកញ្ជ្រោងនៅតែជាកញ្ជ្រោងឆាប់ប្រាប់ពីផែនការរបស់នាងមកដោយពេលដែលគេនិយាយថាកញ្ជ្រោងនៅតែជាកញ្ជ្រោងហ្នឹងគឺចង់សំដៅទៅលើមនុស្សដែលមានល្បិចកលបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានចាក់ចែងដើម្បីរកកន្លែងដើម្បីពិភាក្សាកាត់មកកាន់ឈុតថ្មីយើងក៏បានឃើញទីតាំងថ្មីដូចគ្នាដោយទីតាំងនឹងគឺជាទីតាំងដែលនីលីបានណែនាំទៅកាន់មិត្តភ័ក្តិរបស់គាត់ដោយយោងទៅតាមកំណត់ត្រារបស់ប្រវត្តិសាស្ត្រទីក្រុង Glory City ត្រូវបានបំផ្លាញជាច្រើនដងជាច្រើនសារមកហើយតាំងពីសម័យកាល Dark Age ប៉ុន្តែបព្វបុរសចំនួនមុនក៏ចាប់ផ្ដើមបង្កសាងវាឡើងម្ដងហើយម្ដងទៀតក៏មានគ្រួសារជាច្រើនបានរស់នៅដោយសំណង់ភាគច្រើនក៏ត្រូវបានផ្លាស់ប្ដូរពីសំណង់ចាស់ទៅជាសំណង់ថ្មីដែលឡែកឯសំណង់បុរាណមួយនេះវិញក៏ត្រូវបានបន្សល់ទុកតាំងពីសម័យកាល Dark Age រហូតដល់បច្ចុប្បន្នដោយនីលីបានក៏ចប់នីលីក៏បានចោះក្រោមហើយបាននិយាយទៅកាន់មិត្តភ័ក្តិរបស់គាត់ថាក៏បានឆែកទីតាំងនេះរួចរាល់ហើយគឺគ្មាននរណាគេតាមដានមកកាន់ក្រុមរបស់ពួកគេនោះទេរីឯលូប៉ៅវិញគាត់ក៏បានលើកឡើងថាទីកន្លែងមួយនេះគឺគាត់ធ្លាប់លេងកាលពីក្មេងដោយនៅទីតាំងចំកណ្ដាលគឺមានបារៀមួយដែលវាពិតជាខ្លាំងក្លាមែនទែនដូចជាលឿនចឹងក៏បានសួរទៅកាន់អាម៉ាក់គាត់ថាអាម៉ាក់ចេះបំបែកបារៀនឹងមែននីលីក៏បានតបវិញថាមុននឹងគាត់បានសាកល្បងរួចហើយគាត់ប្រហែលជាអាចបំបែកបានដូចជាលឿនដូច្នេះក៏បានសួរទៅកាន់នីលីវិញថាខ្ញុំបានលើកពាក្យអាចារ្យរាមថាសូម្បីតែលោកម្ចាស់យីម៉ូក៏មិនអាចបំបែកទៅកាន់បារៀនេះបានដែរនីលីឯងពិតជាខ្លាំងប៉ុន្តែខ្ញុំមិនគិតថាឯងអាចបំបែកបារៀនេះបាននោះទេចំពោះនីលីវិញកាលពីអតីតជាតិស៊ីយុនគ្រាន់តែធ្លាប់បានវិពរនេះអំពីកន្លែងនេះទៅកាន់គាត់ក៏ដឹងវិធីសាស្ត្រក្នុងការបំបែកបាត់ទៅហើយប៉ុន្តែភ្លាមនៅសំឡេងមួយក៏បានបន្លឺឡើងថាលោកប៉ៅលោកនៅទីណាដោយម្នាក់នោះគឺគ្មាននរណាក្រៅពីគូស្នេហ៍របស់លោកប៉ៅនោះទេចំពោះលោកប៉ៅវិញគ្រាន់តែលើសំឡេងគាត់ក៏បានប្រាប់ទៅកាន់នីលីថាអាម៉ាអញទៅរកផ្លូវមុនហើយអញទៅមុនអីប៉ុន្តែនីលីក៏បានចាប់ទៅកាន់គាត់ហើយសួរគាត់ថាអាម៉ាឯងទៅណាវិញដោយលោកប៉ៅបន្ទាប់ពីងើបហើយក៏បានព្យាយាមកិច្ចចំណែកឯនីលីក៏ព្យាយាមចាប់អាម៉ាពួកយើងទាំងពីរនាក់គឺជាបងប្អូននឹងគ្នាហើយចង់ឲ្យអញស្លាប់មែននីលីលឺចឹងភ្លាមក៏បានប្លែកដៃតែមកសន្ទុះក្រោយមកលោកប៉ៅក៏បានរត់ថយក្រោយដោយចែកម្នាក់នោះក៏បានគម្រាមទៅកាន់លោកប៉ៅថាលោកប៉ៅបើសិនជាលោកហ៊ានកិច្ចពីខ្ញុំទៀតថ្ងៃក្រោយលោកនឹងលែងបានឃើញខ្ញុំរហូតហើយលោកប៉ៅគាត់ក៏បានមកវិញហើយបានសាច់ហេហេដោយចែម្នាក់នឹងគឺជាសង្សាររបស់លោកប៉ៅដែលមានឈ្មោះថាស៊ីវស៊ូហើយពួកគេទាំងពីរនាក់គឺស្រឡាញ់គ្នាតាំងពីវ័យក្មេងមកម្ល៉េះប៉ុន្តែដោយសារតែលោកប៉ៅគឺមានអត្តចរិតកំសាជាមួយនឹងភាពទន់ខ្សោយរបស់គាត់មិនហ៊ានទទួលយកក្តីស្រឡាញ់របស់ស៊ីវស៊ូនោះទេដោយជាចុងបញ្ចប់ស៊ីវស៊ូក៏បានរៀបការជាមួយនឹងអ្នកប្រុសនៅក្នុងគ្រួសារមួយទៀតដោយនៅក្នុងសង្គ្រាមនៃការបំផ្លិចបំផ្លាញទីក្រុង Glory City លោកប៉ៅបានធ្វើការប្រយុទ្ធការពារទៅកាន់ស៊ីវស៊ូដែលជាហេតុបណ្ដាលឲ្យពួកគេទាំងពីរនាក់ត្រូវបានបាត់បង់ជីវិតចំណែកឯចៅស៊ីវស៊ូក៏បានណែនាំខ្លួនទៅកាន់មិត្តភក្តិរបស់លោកប៉ៅថានាងគឺមានឈ្មោះថាស៊ីវស៊ូដែលជាគូដណ្ដឹងរបស់លោកប៉ៅដែលធ្វើឲ្យអ្នកគ្រប់គ្នាគឺមានការភ្ញាក់ផ្អើលជាខ្លាំងនាងក៏បានអោបដៃទៅកាន់លោកប៉ៅហើយបាននិយាយថាដោយសារតែឥឡូវគឺនៅមុខមិត្តភក្តិរបស់លោកប៉ៅនាងទៅមកឲ្យលោកប៉ៅនៅពេលដែលទៅវិញគឺត្រូវដឹងគ្នាតែម្ដងហើយនាងក៏បាននិយាយទៅកាន់មិត្តភក្តិរបស់លោកប៉ៅថាលោកប៉ៅប្រហែលជាបង្ករឿងទៅឲ្យអ្នកទាំងអស់គ្នាខ្លាំងហើយមកទៅដូចជាក៏បានតបថាហ្នឹងហើយលោកប៉ៅក៏លឿនចឹងក៏កាត់ຕົកមិនសូវចិត្តក៏បានសួរទៅកាន់ដូចជឿថាដូចជឿអាហ្នឹងគេសួរយកគួរតែឲ្យឆ្លើយទៅអីចាយនឹងលឿនចឹងដឹងតែអញខ្ជិលទៀតហើយអញ្ចឹងទៅវិញដល់ថ្មងបាត់ទៅហើយដែលឡៃឯនីលីនៅពេលដែលឃើញចឹងវិញគាត់ក៏បានបបួលស៊ីវស៊ូចូលក្រុមជាមួយពួកគេនិយាយចប់នីលីក៏បានដើរទៅកាន់បារីដោយនីលីគ្រាន់តែដាក់ជើងទៅកាន់បារីនេះភ្លាមគាត់ក៏បានដឹងថាក្បួននេះគឺជាក្បួនមហោសកលដោយនីលីក៏បានគិតថាមនុស្សដែលរៀបចំក្បួននេះឡើងគឺមានត្រឹមតែពី3នាក់ប៉ុណ្ណោះសម្បីតែពីអតីតជាតិរបស់គាត់ក៏គាត់ធ្លាប់ឃើញក្បួននេះនៅក្នុងសៀវភៅតែពី3ទំព័រតែប៉ុណ្ណោះដោយពេលនៅគម្ពីរ Mikey ដែលនៅក្នុងខ្លួនរបស់គាត់ក៏ចាប់ផ្ដើមមានចលនាដោយនីលីក៏បានគិតថាតើអាចទេដែលនៅក្នុងនេះគឺមានអ្វីពាក់ព័ន្ធជាមួយនឹងគម្ពីរ Mikey របស់គាត់ដោយឡែកយើងក៏លេចទៅមើលបារីវិញបារីមួយនឹងវាដូចជាកស៊ូអញ្ចឹងដោយចំពោះប្រូលូប៉ៅវិញក៏គ្មានគិតខ្វាយខ្វល់លេចច្រើននោះទេគាត់បាននិយាយថាកាលពីក្មេងក៏ធ្លាប់យកបថៅដំបំបីទៅកាន់បារីមួយនឹងប៉ុន្តែវាឡងទៅប៉ះជាមួយនឹងសក់ក្បាលរបស់ក្មេងប្រុសម្នាក់ដែលធ្វើឲ្យក្មេងប្រុសនឹងគឺភ័យជាខ្លាំងហើយក្មេងប្រុសនឹងវាក៏បានយករឿងរ៉ាវទៅប្រាប់ឪពុករបស់វាឪពុករបស់វាក៏បានប្រាប់មកកាន់ឪពុករបស់ខ្ញុំឪពុករបស់ខ្ញុំក៏បានធ្វើការវាយមកកាន់ខ្ញុំចិត្តងាប់មិនដឹងថាបែបហ្នឹងគិតអ្វីនោះទេបាននិយាយផងមានអំណួតផងដែលធ្វើឲ្យចៃស៊ីស៊ូបានក្តាច់មកកាន់គាត់ហើយសួរគាត់ថាតើរឿងហ្នឹងមានអ្វីគួរឲ្យមានមោទនភាពលោកប៉ៅវិញគាត់ចិត្តដោះសារទៅគាត់ថាគាត់គ្រាន់តែចង់រំលឹកទៅកាន់នីលីតែប៉ុណ្ណោះដូចជឿក៏បានតបវិញថានីលីគ្មានគំនិតឈួតដូចឯងទេ
ដោយឡែកចំពោះនេះលីវិញក៏កំពុងតែធ្វើការវិភាគទៅកាន់បារីមួយនោះដោយគាត់បានវិភាគច្រើនប៉ុន្តែអ្នកទាំងអស់គ្នាមិនបាច់ចាំរងចាំស្ដាប់នោះទេដោយ admin មិនសម្រេចឲ្យគ្នាយើងស្ដាប់នោះទេដោយសារតែ admin ទុករៀនតែឯងនីលីគិតចប់នីលីក៏បាននិយាយថាលុះត្រាតែមនុស្សដែលមានការវឹកហាត់លើកម្រិតលីចិនទៅទៀតបានធ្វើការបំបាយទៅកាន់បារីនេះបានចំពោះនីលីក៏មានចំណឿចិត្តត្រឹមតែ 10% ប៉ុណ្ណោះក្នុងការបំបាយបារីមួយនេះដោយនីលីក៏បានឲ្យគ្នារបស់គាត់ធ្វើការសម្រាកសិនទៅទោះឲ្យគាត់ជាអ្នកបំបាយដោយក្រុមគ្នារបស់គាត់អ្នកខ្លះក៏រត់លេងបន្លែងគ្នាដោយឡែកឯចាយស៊ីវស៊ូក៏បានមកសរសើរអំពីសម្រស់របស់ស៊ីវនឹងខ្ញុំក៏មានការព្យាបាលបន្តិចបន្តួចដែរដែលនាងគឺបានចេញមកក្រៅជាមួយនឹងក្រុមអស់នេះដោយមនុស្សគ្រប់គ្នាគេបាននិយាយថានាងគឺដូចជាទឹកកកដ៏ស្រស់ស្អាតម្ដងអញ្ចឹងដោយកន្លែងនឹងគឺមានន័យថានាងគឺជាមនុស្សដែលស្ងប់ស្ងាត់ជាពិសេសនាងគឺមិនមានមិត្តភក្តិនោះទេនាងក៏បានគិតនៅក្នុងខ្លួនថាក៏ប៉ុន្តែនាងបានផ្លាស់ប្ដូរទាំងនាងមិនបានដឹងខ្លួនតាំងពីមានរឿងរ៉ាវនៅក្នុងព្រៃយប់នោះមកភាពល្អកកនៅក្នុងជីវិតរបស់ខ្ញុំក៏ចាប់ផ្ដើមប្រែប្រួលដោយទាំងអស់នេះគឺប្រែប្រួលដោយបរិសម្នាក់ដោយគេបានផ្ដល់ឲ្យខ្ញុំនៅសេរីភាពការជឿជាក់ជាមួយនឹងមិត្តភក្តិជាច្រើននៅជុំវិញខ្លួនរបស់គេដោយសារតែចាយនឹងផ្លឹកមើលទៅកាន់បរិសង្ហានីលីចាយស៊ីស៊ូក៏បានគេហឹមអាមនឹងវិញក៏បានធ្វើការសុំទោសឲ្យបាននិយាយថាក៏ប៉ុន្តែលោកប៉ៅគឺជាមនុស្សម្នាក់ដែលគួរចាប់អារម្មណ៍ខ្លាំងមែនទែនទោះបីជាបែរនេះគឺរឹងរញ៉េរញ៉ៃបន្តិចមែនប៉ុន្តែគេគឺជាមនុស្សដែលស្មោះត្រង់ជាមួយនឹងមិត្តភក្តិជាពិសេសគេគឺជាមនុស្សល្អស៊ីវស៊ូក៏បានតបវិញថាការពេលតែការព្រឹត្តិការណ៍នៅក្នុងគ្រួសារគឺមិនអនុញ្ញាតឲ្យពួកគេទាំងពីរនាក់ធ្វើការតាក់ទងគ្នានោះទេប៉ុន្តែពួកគេក៏បានធ្វើការតាក់ទងគ្នាដោយសម្ងាត់ប៉ុន្តែក្រោយមកលោកប៉ៅក៏បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់គាត់នៅពេលនោះព្រឹត្តិការណ៍នៅក្នុងគ្រួសារតែជំរុញនាងឲ្យជួបទៅកាន់លោកប៉ៅនៅពេលដែលនាងបានជួបជាមួយនឹងនីលីទើបនាងដឹងថាការរីកចម្រើនរបស់លោកប៉ៅគ្រប់បែបយ៉ាងប្រកបជាពាក់ព័ន្ធជាមួយនឹងនីលីចំពោះនាងវិញនាងក៏បានញញឹមឲ្យធ្វើការស្វាគមន៍ទៅកាន់ស៊ីវស៊ូដែលចូលក្រុមជាមួយពួកគេដែលឡាយចំពោះនីលីវិញគាត់ក៏បានធ្វើការបូកដកគុណចែកបន្ទាប់មកគាត់ក៏បានបើកប្រា Demon Spirit ទី1របស់គាត់បំលែងខ្លួនចូលទៅក្នុងបារីបានសម្រេចដោយនីលីក៏បានឡើងពីតសមួយប៉ះទៅកាន់តសមួយដែលធ្វើបណ្ដាលឲ្យមានពន្លឺមួយបានចូលឡើងដោយមកដល់វគ្គនេះទើប admin ដឹងថាកាពិតទៅនីលីគឺជា Spider-Man លាក់មុខដោយជាលទ្ធផលនីលីក៏អាចបើកបារីបានសម្រេចដោយគ្នារបស់នីលីក៏បានធ្វើការចូលទៅក្នុងបារីកាត់មកកាន់ពេល80ម៉ោងក្រោយមកដោយពួកគេក៏ត្រូវបានក្បួន teleport នាំពួកគេមកដល់ទីកន្លែងមួយនីលីក៏បាននិយាយថាគាត់មិនអាចគិតសោះថានៅក្នុងបារីគឺមានអាណាចក្រអាថ៌កំបាំងមួយផ្សេងទៀតគាត់ក៏បានប្រាប់ឲ្យគ្នារបស់គាត់ក៏មានការព្រួយបារម្ភអីកន្លែងមួយនេះវាក៏ហាក់ដូចជាកន្លែងពិសិដ្ឋឋានសួគ៌ដូចគ្នាដោយវាត្រូវបានបង្កើតឡើងដោយមនុស្សដែលមានថាពលដ៏ខ្លាំងក្លាអូខេកន្លែងពិសិដ្ឋឋានសួគ៌នឹងគឺជាកន្លែងរបស់ម្ដាយស៊ីយ៉ូណាអ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នានៅចាំចុះនីលីក៏បានអោនទៅមើលក្បួន teleport ហើយគាត់ក៏បាននិយាយថាបើសិនជាពួកយើងអាចរកឃើញត្បូងពន្លឺនោះពួកយើងប្រកាសជាអាច teleport ត្រឡប់ទៅវិញបានលើដូច្នេះដូចជឿក៏បានពន្លឺឡើងថាចុះបើសិនជាយើងមិនអាចរកត្បូងពន្លឺបានលោកប៉ៅក៏បាននិយាយកាត់ទៅកាន់ដូចជឿថាដូចជឿហែងកុំនិយាយរឿងអពមង្គលដូចនេះបន្ទាប់មកដូចជឿក៏មានការប្រុងប្រយ័ត្នហើយបាននិយាយថាស្ងាត់មាត់ដោយសារតែដូចជឿមិនបានដឹងពីរឿងអ្វីដែលបានកើតឡើងជុំវិញខ្លួនរបស់គាត់ក៏បានតបវិញថាហើយនៅស្ងាត់មាត់ប៉ុន្តែភ្លាមនោះក៏មានវត្តមានរបស់សភាវៈចម្លាស់ជាច្រើនបានធ្វើការដើរសម្ដៅទៅកាន់ពួកគេដោយសម្រស់របស់ពួកគេពេជ្រខ្ជូតមិនចាញ់ទៅកាន់សម្រស់អ្នកមើលប្រមាណនោះទេដោយមិនសេចរឿងក្រុមរបស់នីលីក៏បានរត់គេចខ្លួនអំពីខ្មោចក្រហមចំណែកឯខ្មោចក្រហមជាច្រើនបានដេញវាប្រហារទៅកាន់នីលីក៏បានគិតទៅក្នុងចិត្តថាខ្មោចក្រហមវាតែងតែប្រមាណជាក្រុមជាពិសេសពួកគេគឺមានលវលប្រាក់បើសិនជាក្រុមគ្នារបស់ពួកគេមានការកែកយឺតតែបន្តិចនោះក្រុមខ្មោចក្រហមពួកក៏ជាមករាប់រយនាក់ជាមិនខានទេនីលីក៏បានបំលែងខ្លួនទៅជា Demon Spirit ទី1របស់គាត់ធ្វើការវាយប្រហារទៅកាន់ពួកគេម្ដងម្នាក់ដោយនៅពេលនេះគោលដៅរបស់ខ្មោចក្រហមក៏បានបង្វាយទៅកាន់នីលីវិញម្ដងប៉ុន្តែត្រឹមតែប៉ុណ្ណេះគឺគ្មានបញ្ហាចំពោះនីលីនោះទេនីលីក៏បានធ្វើការគេចខ្លួនបានសម្រេចចំណែកឯដូចជឿវិញនៅពេលដែលឃើញនីលីធ្វើការប្រយុទ្ធតែម្នាក់ឯងគាត់ក៏ចង់ជួយទៅកាន់នីលីប៉ុន្តែភ្លាមនោះនីលីក៏បានចេញមកនៅគៀនខ្លួនរបស់គាត់ហើយបាននិយាយថាកុំធ្វើការបំលែងខ្លួនទៅជា Demon Spirit នៅទីនេះបើសិនជាឯងបំលែងខ្លួននោះនឹងនាំពួកវាមកកាន់តែច្រើនទុកទីនេះឲ្យខ្ញុំជាអ្នកចាត់ការធ្វើបានហើយដូចជឿក៏បានតបទៅកាន់នីលីឲ្យប្រុងប្រយ័ត្នហើយគាត់ក៏បានរត់ចូលក្រុមគ្នារបស់គាត់ដោយចំពោះការវាយប្រហាររបស់នីលីវិញពិតជាលឿនរហ័សមក1ដេក1មក2ដេក2ដោយដូចជឿវិញក៏មានការលយមាត់សរសើរទៅកាន់នីលីថានីលីបានសម្លាប់ទៅកាន់ពួកវាទាំងដែលវាមិនតាមបានតដៃផងល្បឿនរបស់នីលីពិតជាលឿនលោកប៉ៅក៏បានតបវិញថាក៏ពិតទៅនីលីគឺស្ថិតនៅក្នុងកម្រិតប្រាក់ផ្កាយ5ប៉ុន្តែគម្លាតរបស់នីលីជាមួយនឹងយើងគឺពិតជាធំពេកហើយចំពោះនីលីវិញក៏បានដឹងថាការប្រយុទ្ធបែបហ្នឹងតទៀតវាមិនមែនជាដំណោះស្រាយនោះទេនីលីក៏បានរត់ចាក់ចេញចូលជាមួយក្រុមគ្នារបស់គាត់ប៉ុន្តែព្រាមនោះលោកប៉ៅក៏បានឃើញភ្លើងមួយនៅខាងមុខដោយពួកគេគ្រប់គ្នាគិតថានៅខាងមុខគឺមានមនុស្សរស់នៅប៉ុន្តែនីលីវិញក៏បានដឹងថានៅគឺមិនមែនជាភ្លើងរបស់មនុស្សនោះទេដោយនៅគ្រាន់តែជាភ្លើងរបស់សត្វបិសាចដើម្បីធ្វើការដាក់អន្ទាក់ទៅកាន់សត្វផ្សេងទៀតលើដូច្នេះលោកប៉ៅក៏បានលន់មកថាតើកន្លែងនេះគឺជាកន្លែងអ្វីទៅនីលីតែយ៉ាងគួរធ្វើអ្វីនីលីក៏បានឲ្យពួកគេរត់ទៅត្រង់សម្ដៅទៅកាន់កន្លែងសត្វ Behemoth ដូចជាក៏បានសួរទៅកាន់នីលីថាតើសត្វនឹងមិនមែនជាសត្វដែលគ្រោះថ្នាក់ទេមែនទេ
នីលីក៏បានតបវិញថាអ្វីគ្រប់យ៉ាងដែលនៅលើโลกនេះគឺសុទ្ធតែមានចំណុចខ្សោយទីនេះគឺពោពេញទៅដោយសត្វខ្មោចក្រហមប៉ុន្តែសត្វ Behemoth វាអាចរស់នៅទីនេះបានដោយសុវត្ថិភាពមើលទៅសត្វ Behemoth នេះគឺជាសត្រូវស៊ូពុយរបស់ខ្មោចក្រហមអ្វីដែលជាពិសេសគឺសត្វ Behemoth គឺវាមានល្បឿនយឺតអញ្ចឹងបើយើងរក្សាកម្រិតរវាងពួកយើងជាមួយនឹងវាបាននោះពួកយើងប្រកាសជាមានសុវត្ថិភាពដូចជាក៏បានយល់ស្របហើយក៏បាននិយាយថាដោយសារតែពួកយើងគ្មានជំរឿចង់ឬមិនចង់ក៏ត្រូវទៅដែរនៅពេលដែលពួកគេរត់ទៅដល់លោកប៉ៅក៏បាននិយាយថានីលីអត់មានអីទេមានតែអំពូលមួយនឹងឯងនីលីក៏បានប្រាប់ទៅកាន់ពួកគេវិញថាឲ្យមានការប្រុងប្រយ័ត្នសត្វ Behemoth វាអាចលាក់ខ្លួនរបស់វានៅក្នុងភាពងងឹតហើយគាត់ក៏បានប្រាប់ទៅកាន់គ្នារបស់គាត់ឲ្យធ្វើការបិទដង្ហើមហើយដើរយឺតដោយឡែកឯខ្មៅក្រហមវិញវាក៏បានហក់ធ្វើការវិភាទៅកាន់នីលីប៉ុន្តែភ្លាមនោះក៏មានអណ្ដាតមួយហក់ទាញទៅកាន់ពួកវាដោយនៅពេលនេះសត្វ Behemoth ក៏បានចាប់ផ្ដើមវិភាទៅកាន់ខ្មៅក្រហមដោយនៅពេលនេះមិនថាជាខ្មោចក្រហមឬក៏សត្វ Behemoth ទេវាមិនបានធ្វើការវិភាទៅកាន់មនុស្សនោះឡើយដោយលោកប៉ៅក៏បានដកដង្ហើមធំហើយនិយាយថាទីបំផុតក៏មានសុវត្ថិភាពហើយប៉ុន្តែភ្លាមនោះសត្វខ្មោចក្រហមមួយក៏បានធ្វើការរត់បុកទៅកាន់ស៊ីវស៊ូដែលបណ្ដាលឲ្យនាងបញ្ចេញសំឡេងភ្លាមនោះអណ្ដាតរបស់ Behemoth ក៏បានធ្វើការចាប់ទៅកាន់ស៊ីវស៊ូលោកប៉ៅឃើញដូច្នេះក៏បានបំលែងខ្លួនទៅជា Demon Spirit ហើយបានថក់ទៅតាមស៊ីវស៊ូដោយលោកប៉ៅគាត់ក៏បានប្រាក់ក្រញាំទៅមួយស្រួយរបស់គាត់វាផ្ដែទៅកាន់អណ្ដាតរបស់សត្វ Behemoth ដោយទីបំផុតគាត់ក៏អាចជួយស៊ីវស៊ូបានសម្រេចបន្ទាប់មកក៏មានដាច់ច្រើនបានធ្វើការវិភាទៅកាន់លោកប៉ៅប៉ុន្តែភ្លាមនៅវត្តមានរបស់ការបំផ្ទុះយីយ៉ាងក៏បានមកដល់ដោយនៅពេលនេះនីលីក៏បានម្លែងខ្លួនទៅជា Demon Spirit Panda របស់គាត់ហើយគាត់បានប្រាប់ឲ្យអ្នកគ្រប់គ្នាចាក់ចេញទោះឲ្យគាត់ជាអ្នកចាត់ការប៉ុន្តែស៊ីវនឹងនាងមិនបានចាក់ចេញនោះទេដោយនាងក៏បានធ្វើការប្រយុទ្ធជួយទៅកាន់នីលីដោយពិភពលោកមួយនេះគឺគ្មានតែយុទ្ធធម៌ដោយអ្នកគ្នាបានចាប់អារម្មណ៍អត់នៅពេលដែលលូជឺលោកប៉ៅឬក៏នីលីបានម្លែងខ្លួនទៅជា Demon Spirit មុខមួយកំពូលអាក្រក់ឲ្យអ្នកគ្នាប៉ុន្តែដល់ពេលស្រីវិញនៅពេលដែលគេបំលែងខ្លួនមុខគេកាន់តែស្អាតជាងមុនទៀតណាតែអ្នកនរគ្នាសាកសម័យវិញមើលបើសិនជាមុខស្រីទៅអស់ហ្នឹងនៅពេលបំលែងខ្លួនមុខអាក្រក់ដូចលូប៉ៅឬក៏នីលីអីចឹងអ្នកគ្នាគិតមិនវិញនៅពេលដែលការវិភាយូរទៅអណ្ដាតរបស់ Behemoth ក៏កាន់តែច្រើនទៅដោយនៅពេលនេះការប្រើប្រាស់ថាពណ៌របស់នាងកាន់តែខ្សោយទៅដោយនាងក៏បានឆ្ងល់ដែរថាហេតុអ្វីបានជានីលីប្រើប្រាស់ថាពណ៌របស់គាត់ដូចជាមិនចេះអស់សោះចឹងនីលីក៏បានស្រែកទៅកាន់នាងទាំងការព្រួយបារម្ភថានាងប្រុងប្រយ័ត្នដោយអណ្ដាតរបស់ Behemoth ជាច្រើនបានធ្វើការឡំប៉ទៅកាន់នាងដោយនីលីវិញក៏បានព្យាយាមសម្រុកទៅជួយនាងប៉ុន្តែអណ្ដាតជាច្រើនបានធ្វើការរារាំងទៅកាន់គាត់ដោយឡែកឯមិត្តភ័ក្តិរបស់នីលីផ្សេងទៀតវិញក៏បានឃើញហេតុការណ៍នោះដូចគ្នាក៏បានសម្រុកទៅជួយទៅកាន់នាងដោយឡែកនាងវិញនាងក៏បានគិតថាតើខ្ញុំបានបញ្ចប់នៅទីនេះហើយមែនទេតាំងពីខ្ញុំធំដឹងក្តីមកខ្ញុំតែងតែប្រយុទ្ធប្រឆាំងជាមួយនឹងការរៀបការខ្ញុំមិនដែលស្គាល់ទេថាអ្វីទៅជាសុភមង្គលពិតប្រាកដរាល់ថ្ងៃមួយខ្ញុំបានជួបជាមួយនឹងនីលីខ្ញុំក៏ចាប់ផ្ដើមយល់ថាតើអ្វីគឺជាអត្ថន័យនៃជីវិតនីលីបងត្រូវតែបន្តរស់រានមានជីវិតហើយភ្នែករបស់នាងក៏ត្រូវបានបិទដោយឡែកឯនីលីវិញក៏បានហាមមិត្តភ័ក្តិរបស់គាត់មិនឲ្យចូលនោះទេគាត់ប្រកាសជាជួយទៅកាន់នាងមិត្តភ័ក្តិរបស់នីលីវិញក៏បានបញ្ឈប់ចលនារបស់ពួកគេប៉ុន្តែពួកគេនឹងត្រៀមជួយទៅកាន់នីលីគ្រប់ពេលវេលាដោយឡែកនីលីវិញក៏បានរត់សម្ដៅទៅកាន់សត្វ Behemoth ហើយបាននិយាយថាគ្មាននរណាម្នាក់អាចយកនាងចេញពីខ្ញុំបាននោះទេនីលីក៏បានបើកប្រាការបំផ្ទុះយីយ៉ាងគុណនឹងពីរវេបហាទៅកាន់សត្វ Behemothដែលថាពួកមួយនេះពិតជាខ្លាំងខ្លាមែនទែនហើយយើងក៏មិនដែលឃើញនីលីប្រកាសមួយនេះពីមុនមកដែរដោយនីលីក៏អាចជួយទៅកាន់នាងបានសម្រេចហើយគាត់ក៏បានធ្វើការគេចចេញអំពីការវិភាគរបស់សត្វ Behemoth នីលីបើសិនជា3គ្នា3អីស្រួលបួលតិចមកនេះដាក់គ្នាដូចច្រកគីវល្មិចទេអាក្រក់មើលចង្វាំនីលីរត់ផងនិយាយផងនាងត្រង់បន្តិចទៀតនាងនឹងអស់អីហើយដោយនីលីក៏បានគិតនៅក្នុងចិត្តដូចគ្នាថាពររបស់គាត់ពេលនេះគឺចិត្តអត់ទៅហើយបើសិនជាគាត់ប្រើការវិភាគរបស់គាត់ទៀតនោះគាត់ប្រកាសជាគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីនាំនាងចាក់ចេញនោះទេអ្នកគ្នាអាចមើលឈុតទៅនេះបានណាអាក្រក់មើលខ្លាំងមែនតើអ្នកគ្នាដោយនៅពេលដែលនីលីកំពុងតែចាក់យោបល់នោះពលឺមួយក៏បានចេញក្នុងខ្លួនរបស់គាត់ដោយនោះគឺជាទំព័ររបស់គម្ពីរមេឃភ្លាមនោះនីលីហាក់ដូចជាយល់អ្វីម្យ៉ាងហើយគាត់ក៏បានបើកការវិភាគទៅកាន់សត្វ Behemoth ដោយថាពណ៌នៃការវិភាគមួយនេះពិតជាខ្លាំងក្លាដែលធ្វើឲ្យសត្វ Behemoth ស្រែកដោយការឈឺចាប់ហើយវាក៏បានបាញ់ពលឺពណ៌ស្វាយមួយទៅលើមេឃដោយឡែកចំពោះមិត្តភ័ក្តិរបស់នីលីវិញក៏មានការឆ្ងល់ជាខ្លាំងដូចគ្នាតើមានរឿងអ្វីកើតឡើងបន្ទាប់មកសត្វ Behemoth វាក៏បានងាប់ប៉ុន្តែទៅដល់រវេដួលគឺសំដៅទៅកាន់នីលីនៅពេលនេះគឺរត់តែព្រះអាយុហើយប៉ុន្តែជាអកុសលគាត់មិនអាចគេចផុតបាននោះទេចំណែកឯដូចជាជាមួយនឹងគ្នាវិញក៏ព្យាយាមកាយរកសាកសពរបស់នីលីដោយការចោះកាយឡើងទៀមផុតពួកគេក៏បានរកឃើញទៅកាន់នីលីជាមួយនឹងនាងពួកគេទាំងអស់គ្នាពិតជាមានការសប្បាយចិត្តជាខ្លាំងលោកប៉ៅក៏បាននិយាយថាខ្ញុំដឹងថាឯងមិនស្លាប់ងាយស្រួលបែបនេះនោះទេនីលីវិញក៏បានគិតថាខ្ញុំក៏មិនចង់ស្លាប់ម្ដងទៀតនោះដែរដោយក្រឡេកមើលសភាពរបស់នីលីជាមួយនឹងនាងវិញពិតជាអាក្រក់មើលខ្លាំងមែនតើបន្ទាប់មកនីលីជាមួយក្រុមជីគ្នាក៏បានធ្វើការចាកចេញពីទីតាំងនោះនៅពេលដែលពួកគេចាកចេញក៏មានសត្វដ៏ធំមួយបានធ្វើការលេបទៅកាន់សត្វ Behemoth ដោយដំណើររបស់ពួកគេទៅមុខបានបន្តិចពេលនោះស៊ីវស៊ូក៏បានភ្ញាក់ដឹងខ្លួនបានឃើញមុខដ៏ស្រស់ញញឹមប្រាំប្រៃរបស់លូប៉ៅដោយចាយម្នាក់នឹងក៏ឆ្នាំមិនធម្មតាក៏បាននិយាយទៅកាន់លូប៉ៅថាលូប៉ៅលោកគឺបានគេចំណេញមកកាន់ខ្ញុំម្ដងទៀតហើយលូប៉ៅក៏បានតបវិញថាមុននេះគឺខ្ញុំទេគឺជាអ្នកជួយទៅកាន់នាង
ហេតុអ្វីបានជាខ្ញុំត្រូវកេងចំណេញទៅលើនាងទៅវិញចែស៊ូស៊ូក៏បានដឹកបន្តិចហើយក៏បានដឹងថាក៏ពិតទៅលូប៉ៅគឺជាអ្នកជួយទៅកាន់គាត់ពិតមែននាងក៏បានអោបដៃទៅកាន់លូប៉ៅហើយនិយាយថាបងសម្លាញ់បងពិតជាបានជួយទៅកាន់អូនពិតមែនបងគឺពិតជាមនុស្សដ៏អស្ចារ្យបងគឺជា super hero របស់អូនចំណែកឯលូប៉ៅវិញក៏បានគិតថាមនុស្សស្រីគឺពិតជាគួរឲ្យខ្លាចពិតមែនចំណែកឯនាងវិញនៅពេលនេះនាងក៏បានព្យាយាមដឹងខ្លួនដូចគ្នានាងលីគាត់ក៏បាននិយាយថាគាត់បានព្យាយាមដាស់ទៅកាន់នាងប៉ុន្តែនាងហ្នឹងគឺអត់ដឹងខ្លួនទេអញ្ចឹងគាត់មានតែ3នាងចឹងឯងអូអានេះគេមិនហៅ3គេហៅពោមិនទេគេហៅពោចឹងឯងដោយនាងក៏បានឲ្យនាងលីទំនាក់នឹងចោះនាងអាចធ្វើការដើរដោយខ្លួនឯងបានពួកគេទាំងអស់គ្នាក៏បានបន្តដំណើរទៅមុខទៀតដោយនាងលីក៏បានគិតថាបុព្វបុរសដែលបានបង្កើតកន្លែងនេះគឺមានការព្រួយបារម្ភជាខ្លាំងអំពីសត្វបិសាចទាំងអស់នោះអ្វីដែលបុព្វបុរសបានធ្វើទាំងអស់នេះក៏ដូចជាមានតម្រុយខ្លះហើយទីនេះប្រកាសជាមានអាចកំបាំងដ៏ធំអស្ចារ្យដើរទៅមុខបានបន្តិចទៀតលូប៉ៅក៏បានឃើញភ្លឹងជាច្រើនគាត់ក៏បាននិយាយថានីលីទីនោះគឺមានវោសត្វបេហាម៉ុនជាច្រើននីលីក៏បានតបវិញថាក៏មានការព្រួយបារម្ភអីសត្វបេហាម៉ុនគឺវាមិនដែលរស់នៅជាក្រុមនោះទេទីនោះគឺអាចជាភូមិដែលមានមនុស្សរស់នៅរំលឹកការពីភាគមុននីលីក៏បានជួយទៅកាន់នាងឲ្យមានសុវត្ថិភាពពួកគេក៏បានចាក់ចេញពីកន្លែងដែលមានគ្រោះថ្នាក់ហើយដាស់សម្ដៅទៅកាន់ភូមិហើយនីលីក៏បានធ្វើការសុំទោសទៅកាន់នាងថាដោយសារតែកលៈទេសៈមុនគឺត្រូវបង្ខំគាត់មានតែធ្វើបែបនេះនោះទេដើម្បីជួយទៅកាន់នាងចំពោះនាងវិញនាងក៏បានប្រកែកប្រកាន់ទៅកាន់នីលីអីនោះដែររីឯនីលីវិញគាត់ក៏បានគិតនៅក្នុងចិត្តថាអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងជាតិនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ទាំងអស់លើកលែងតែម្យ៉ាងគត់គឺអារម្មណ៍មួយនេះអារម្មណ៍ដែលគាត់ធ្វើការស្រឡាញ់ទៅកាន់នាងបំណុលស្នេហ៍របស់ស៊ីយុនគាត់មិនតបានសងរីករាល់ផងឥឡូវនេះគឺជាប់បំណុលស្នេហ៍របស់នាងម្នាក់ទៀតហើយអញ្ចឹងបំណុលស្នេហ៍របស់នាងគឺមានតែសងជាតិក្រៅនោះទេដោយនីលីទូឯកប្រុសរបស់យើងគឺពិតជាកំពូលមនុស្សហើយក៏ចង់សងបំណុលស្នេហ៍របស់គាត់គឺម្នាក់មួយជាតិពួកគេដើរទៅមុខបានបន្តិចពេលនេះភ្លៀងក៏ត្រូវបានឈប់ហើយនីលីក៏បាននិយាយថារយៈពេលកន្លះម៉ោងទៀតក្រុមខ្មោចក្រហមនឹងធ្វើការឡើងព័ទ្ធទៅកាន់ពួកគេសាជាថ្មីដោយពួកយើងត្រូវការពេលរហូតដល់ទៅកន្លះថ្ងៃដើម្បីធ្វើដំណើរទៅដល់ភូមិអញ្ចឹងពួកយើងត្រូវទៅរកមធ្យោបាយណាមួយទប់ទល់ជាមួយនឹងខ្មោចក្រហមសៀវស៊ូវិញលើដូច្នេះនាងក៏មានការភ័យខ្លាចជាខ្លាំងចំណែកឯលូប៉ៅក៏បានឲ្យនីលីរនឹកមធ្យោបាយនីលីក៏បានរនឹកបន្តិចហើយគាត់ក៏បាននឹកឃើញហើយនិយាយទៅកាន់ពួកគេថានៅក្នុងចិញ្ចៀនផ្ទុករបស់អ្នកទាំងអស់គ្នាប្រកាសជាមានដបផ្ទុកថ្នាំជាច្រើនដូចជាក៏បានតបថាប្រកាសឲ្យពួកយើងត្រូវការថ្នាំជាចាំបាច់ហើយគាត់ក៏បានបញ្ចេញក្រឡពើក្រហមមួយនីលីក៏បានប្រាប់ទៅកាន់គ្នារបស់គាត់ឲ្យធ្វើការចាប់ទៅកាន់ខ្មោចក្រហមហើយប្រមូលនូវឈាមរបស់ពួកវាលូប៉ៅវិញលើដូច្នេះគាត់ក៏បាននិយាយថានីលីភ្លាមគ្នាដូចជាមានអារម្មណ៍មិនសូវស្រួលរំមិចទេប៉ុន្តែភ្លាមនោះលូប៉ៅក៏បានស្រែកថាអូយទោះបីជាចង់ឬមិនចង់លូប៉ៅក៏បានទៅចាប់ជាមួយនឹងពួកគេបាត់សមក្រោយមកនេរី2នាក់ជាមួយនឹងបរិមម្នាក់កំពុងធ្វើការរងចាំទៅកាន់គ្នារបស់ពួកគេដោយនីលីក៏បានគិតនៅក្នុងចិត្តថាគាត់សង្ឃឹមថាទីនោះប្រកាសជាភូមិមួយចុះចំណែកឯនាងវិញក៏បានលួចមើលទៅកាន់សម្រស់កូនកំឡោះគេរីឯស៊ូស៊ូវិញក៏បានលោថាហេតុអីពួកនោះមិនតាន់មកវិញទៀតនិយាយដល់ដងហាមដល់ពេលនោះវត្តមានរបស់លូប៉ៅក៏បានមកដល់ដោយនីលីក៏បានសារទៅកាន់លូប៉ៅថាឯងក៏លឿនដែរដំបូងឡើយយើងគិតថាដូចជាអ្នកមកមុនគេតាដែលលូប៉ៅវិញក៏បានតបថាគាត់បានទៅប្រមូលឈាមសត្វដែលនីលីសម្លាប់នៅតាមផ្លូវដោយការប្រមូលឈាមសត្វខ្មោចក្រហមមួយនេះគឺជារឿងងាយស្រួលមួយសម្រាប់គាត់ភ្លាមនៅវត្តមានរបស់ដូចជាជាមួយនឹងអ្នកផ្សេងទៀតក៏បានមកដល់ដោយដូចជាក៏បាននិយាយថាលូប៉ៅឯងគឺប្រើល្បិចដោយពួកយើងមិនមែនបាននិយាយគ្នាមុនហើយមែនទេលូប៉ៅវិញគាត់ក៏បានសើចហេភ្លេចបាត់ហើយរីឯនីលីវិញក៏បានប្រមូលដបឈាមខ្មោចក្រហមដាក់នៅលើដីហើយគាត់ក៏បានគូស្ពែនៃការអំផ្ទុះដាក់ទៅលើដបទាំងអស់នោះហើយគាត់ក៏បានហុចទៅឲ្យលូប៉ៅវិញគាត់ក៏បានបោះចុះបោះឡើងហើយបានសួរទៅកាន់នីលីថាតើរបៀបប្រើវាយ៉ាងម៉េចនីលីក៏បានតបវិញថាឲ្យតែមានការក្លុកវានោះវានឹងផ្ទុះដូច្នេះកុំឲ្យវាធ្លាក់ដល់ដីអសោះលូប៉ៅគ្រាន់តែលើកថាផ្ទុះអញ្ចឹងភ្នែករបស់គាត់ក៏បើកប៉ិនពងមន់ហើយគាត់ក៏បានលបោតដៃដែលធ្វើឲ្យដូចជាបើកភ្នែកប៉ិនពងមន់ប៉ុន្តែជាសំណាងល្អលូប៉ៅក៏អាចចាប់វាតាន់ក្នុងកំឡុងពេលនោះដែរវត្តមានរបស់ខ្មោចក្រហមក៏បានមកដល់ទីតាំងរបស់ពួកគេដោយនីលីក៏បាននិយាយថាពួកគេមកចំពេលល្មមនីលីក៏បានធ្វើការក្រវែងដបឈាមទៅកាន់ខ្មោចក្រហមរីឯខ្មោចក្រហមវិញវាក៏ស្មានថាជាឈូងវាក៏បានហត់ទៅចាប់ពេលនោះលាន់លឺសូរតែប៊ុំតែក្រុមខ្មោចក្រហមទាំងអស់នោះក៏ត្រូវបានផ្ទុះស្លាប់ទាំងអស់រីឯដូចជាវិញក៏បានលាន់មកសរសើរទៅកាន់ដបបំផ្ទុះឈាមថាពិតជាមានថាមពលដ៏អស្ចារ្យចំណែកឯមិត្តភក្តិរបស់នីលីម្នាក់នេះវិញអេដមីនភ្លេចឈ្មោះបាត់ហើយគាត់ក៏បានឃើញគុជពណ៌ក្រហមមួយដោយនីលីក៏បានដឹងថានោះគឺជាគ្រីស្តាល់ខ្មោចក្រហមដែលវាពិតជាកម្រខ្លាំងមែនទែនបន្ទាប់ពីបានលេបនិងចម្រាញ់ដោយសត្វបិសាចថាមពលរបស់វាគឺគ្មានដែនកំណត់មិនឆ្ងល់ទេហេតុអ្វីបានជាខ្មោចក្រហមនៅទីតាំងនេះគឺកាចសាហាវបែបនេះដូចជាក៏បាននិយាយថាអញ្ចឹងអាចចង់មានន័យថាពួកគេទាំងអស់នេះគឺសុទ្ធតែមានគ្រីស្តាល់ប៉ុន្តែហេតុអ្វីបានជាមើលទៅដូចជាមានតែមួយអញ្ចឹងនីលីក៏បានតបវិញថាប្រហែលជាអ្នកខ្លាំងដែលបានបង្កើតនៅទីនេះគឺបានចាប់ទៅកាន់សត្វដែលមានគ្រីស្តាល់នីលីក៏បានសម្លឹងទៅកាន់គ្រីស្តាល់ខ្មោចក្រហមហើយបាននិយាយទៀតថាគ្រីស្តាល់មួយនេះគឺពិតជាកម្រខ្លាំងមែនទែនសូម្បីតែអ្នកដែលមាន level legend ក៏ពិបាកនឹងមានវាដែរដោយគ្រីស្តាល់តូចមួយនេះក៏អាចជួយទៅដល់ការវឹកហាត់របស់មនុស្សដែលមាន level legend ដូចគ្នាការពីអតីតជាតិរបស់គាត់ប្រហែលជាលោកម្ចាស់យីម៉ូបានទទួលបានគ្រីស្តាល់បែបនេះជាច្រើននៅទីនេះជាមិនខានទេមើលទៅប្រហែលជាពួកយើងត្រូវរៀបចំដបបំផ្ទុះឈាមជាច្រើនទៀតកាត់ប្រកាន់ពេលប៉ាសម៉ាក្រម៉ោកកំឡុងសង្ហាទាំង3ក៏បានធ្វើការចាប់កូនរបស់ខ្មោចក្រហមធ្វើជាចំណាត់ខ្មាំងបញ្ឆោតទៅកាន់វងខ្មោចក្រហមជាច្រើនឲ្យធ្វើការសម្ដៅមករកពួកគេពេលនោះពួកគេក៏បានធ្វើការបំផ្ទុះទៅកាន់ខ្មោចក្រហមការពិភាក្សាមុនក្រុមរបស់នីលីគឺជាអ្នករត់គេចពេលនេះក្រុមរបស់នីលីក៏បានខ្លាចជាអ្នកប្រមាញ់វិញម្ដងដោយនៅពេលនេះម្នាក់គឺសម្បត្តិក្នុងការគប់ជាខ្លាំង
បំផ្ទុះជាប់នីលីក៏បានធ្វើការដើរទៅរកគ្រីស្តាល់ខ្មៅក្រហមដោយនីលីក៏បានគិតថាការបំផ្ទុះសម្រាប់ទៅកាន់ខ្មៅក្រហមជាង 1000 ក្បាលទទួលបានគ្រីស្តាល់ត្រឹមតែ10តែប៉ុណ្ណោះប៉ុន្តែជាសំណាងល្អនីលីក៏មានសម្ភារៈមួយចំនួនធ្វើការបន្សុទ្ធទៅកាន់គ្រីស្តាល់ទាំង10នោះនីលីក៏បានដាក់គ្រីស្តាល់ទាំងអស់ចូលទៅកាន់ស៊ុបឆ្នាំងដីរបស់គាត់ហើយគាត់ក៏បានដាក់ថែមអំបិលប៊ីចេងស្ករបន្ទាប់មកនៅពេលដែលគាត់បានសតរួចរាល់គាត់ក៏បានចែកគ្រីស្តាល់នោះទៅឲ្យគ្នារបស់គាត់ម្នាក់មួយដោយនៅពេលដែលនាងបានប៉ះទៅកាន់គ្រីស្តាល់ភ្លាមនាងក៏មានអារម្មណ៍ដឹងថាពរវិញ្ញាណរបស់នាងគឺមានការកើនឡើងនីលីក៏បានប្រាប់ទៅកាន់នាងថានៅពេលដែលនាងមានពេលទំនេរធ្វើការបន្សុទ្ធថាពរគ្រីស្តាល់នោះចូលទៅក្នុងសមុទ្រវិញ្ញាណរបស់នាងនោះថាពរវិញ្ញាណរបស់នាងនឹងមានការកើនឡើងជាខ្លាំងប៉ុន្តែភ្លាមនោះពួកគេក៏បានឃើញកញ្ជ្រួតពីរហោះនៅលើអាកាសដោយដូចជាក៏បាននិយាយថាមើលទៅទីនោះក៏ប្រហែលជាមិនមែនគ្រាន់តែជាភូមិមួយតែប៉ុណ្ណោះនោះទេតែវាអាចទៅទីកន្លែងនោះគឺជាទីកន្លែងរបស់សត្វបិសាចនីលីក៏បានធ្វើការឆ្លើយតបវិញថាទីកន្លែងនេះគឺគ្មានថ្មថាមពលពន្លឺនោះទេបើសិនជាពួកយើងចង់បើកក្បួន teleport ត្រឡប់ទៅវិញនោះជាចាំបាច់ពួកយើងត្រូវទៅទីនោះតែពួកគេដើរទៅមុខបានបន្តិចទៀតក៏មានសត្វជាច្រើនបានធ្វើការភ្ញាក់ផ្អើលបន្ទាប់មកពួកគេក៏បានឃើញថ្មដ៏ធំមួយដោយពួកគេក៏បានដើរសម្ដៅទៅកាន់ទីនោះដោយពួកគេចូលកាន់តែជិតសម្ពាធកាន់តែខ្លាំងឃើញដូច្នេះនីលីក៏បានឲ្យពួកគេចាំនៅកន្លែងនោះដោយគាត់ចូលទៅមើលតែម្នាក់ឯងនីលីចូលកាន់តែជិតនីលីក៏បានឃើញអក្សរកាន់តែច្រើនគាត់ក៏បាននិយាយថាអក្សរទាំងអស់នេះគឺត្រូវបានសរសេរដោយមនុស្ស6នាក់ផ្សេងៗគ្នាតែជាសំណាងនីលីក៏បានស្គាល់អក្សរមួយក្នុងចំណោមទាំង6នីលីក៏បានយកដៃរបស់គាត់ទៅប៉ះហើយអក្សរទាំងអស់នោះក៏ចាប់ផ្ដើមចេញពន្លឺនរណាដែលធ្វើការគោរពមកកាន់ខ្ញុំនឹងទទួលបានកិត្តិយសនរណាដែលប្រឆាំងជាមួយនឹងខ្ញុំនឹងជួបជាមួយនឹងការបំផ្លិចបំផ្លាញភ្លាមនោះក៏មានថាពូមួយស្រុបទាញទៅកាន់ចិត្តគំនិតរបស់នីលីឲ្យគាត់បានឃើញព្រឹត្តិការណ៍ចុះសម្នាក់បានឈរនៅលើដុំថ្មដ៏ធំមួយហើយបាននិយាយថាក្នុងជីវិតមួយនេះខ្ញុំមានទេពកោសល្យដ៏អស្ចារ្យក្នុងអាយុ10ឆ្នាំខ្ញុំបានយល់ពីអាណាចក្រនៃកម្លាំងខ្ញុំអាចពុះភ្នំបំបាយថ្មគ្មានដៃគូប្រកួតនៅក្នុងអាយុ30ឆ្នាំខ្ញុំបានប្រកួតជាមួយនឹងជើងខ្លាំងទូទាំងពិភពលោកដោយមិនដែលស្គាល់ពាក្យថាចាញ់នៅពេលដែលខ្ញុំមានអាយុ40ឆ្នាំខ្ញុំក៏បានយល់ពីមេគេឋានសួគ៌និងមនុស្សហើយក៏ទទួលបានការយល់ដឹងដែលអនុញ្ញាតឲ្យខ្ញុំដឹងពីអតីតកាលជាមួយនឹងអនាគតនៅពេលដែលខ្ញុំមានអាយុ50ឆ្នាំខ្ញុំក៏បានដឹងថាមានគ្រោះមហន្តរាយបានមកដល់ខ្ញុំក៏ចាក់ចេញពីតំណែងហើយក៏បានបន្សល់ទុកពាក្យឆ្លាតវៃទាំង10ទុកឲ្យកូនចៅចំនួនក្រោយទទួលដោយនៅពេលនេះនីលីក៏បានដឹងហើយថានោះគឺជាអធិរិកខុងមីងដោយរឿងទាំងអស់នេះប្រកបជាមានពាក់ព័ន្ធជាមួយនឹងគម្ពីរមេខេនៅក្នុងគ្រួរបស់គាត់តើហេតុអ្វីបានជាអធិរិកខុងមីងបន្សល់ទុកនៅកេរដំណែលរបស់គាត់នៅទីនេះទៅវិញតើអ្វីទៅជាគោលបំណងពិតប្រាកដរបស់គាត់បន្ទាប់មកនីលីក៏បានមកដល់ទីកន្លែងមួយដែលមានសម្លេងមួយបាននិយាយថាតើខ្ញុំមកពីណាតើខ្ញុំទៅណាកន្លែងដែលខ្ញុំបានមើលឃើញជីវិតជាច្រើនក៏ត្រូវបានស្លាប់ជីវិតជាច្រើនក៏ត្រូវបានកើតមនុស្សជាច្រើនធ្វើការស្វែងរកផ្លូវខ្លះជាអ្នកខ្លាំងមិនចូលប៉ុន្តែជាចុងមកចប់តើមានអ្វីទៅគឺជាអត្ថន័យនៃផ្លូវនីលីឮដូច្នេះគាត់ក៏បាននិយាយថាក៏ពិតទៅជីវិតគឺជាផ្លូវអធិរិកខុងមីងគួរទៅនៅទីនេះធ្វើការស្វែងយល់ពីអត្ថន័យដ៏ពិតប្រាកដរបស់ផ្លូវក្នុងរយៈពេល10000ឆ្នាំនៅក្នុងប្រវត្តិសាស្ត្រមិនដែលគាត់ត្រាស់ថាមាននរណាម្នាក់អាចឡើងផុតលោកលីចិននោះទេតែអាចតែដែលអធិរិកខុងមីងធ្វើការស្វែងយល់ដឹងហើយធ្វើការចាក់ចេញពីទីកន្លែងនេះដោយឡែកឯអធិរិកខុងមីងវិញក៏បានបន្តនិយាយទៀតថាអវត្តមាននៃគ្មានដែនកំណត់គឺគ្មានការចាប់ផ្ដើមគ្មានការចាប់ផ្ដើមគឺគ្មានទីបញ្ចប់នីលីវិញក៏បាននឹងថាពាក្យនោះគឺជាពាក្យឆ្លាតវៃទាំង10ហើយរូបរាងកាយរបស់នីលីក៏បានដាក់នៅលើអាកាសដោយ Demon Spirit ទាំងពីររបស់គាត់ក៏បានធ្វើការចេញមកដោយថាពណ៌របស់ Demon Spirit ទាំងពីរគឺកាន់តែខ្លាំងទៅដោយគ្រាន់តែស្ដាប់យល់នៅអត្ថន័យរបស់ពាក្យពី3តែប៉ុណ្ណោះនៅពេលដែលគាត់មានត្រឹមតែ level legend តែប៉ុណ្ណោះតែការយល់ដឹងរបស់គាត់គឺពិតជាខ្លាំងក្លាគាត់ប្រកាសជាមិនមែនមនុស្សធម្មតានោះទេហើយអ្វីកាលពីជាតិមុនរបស់គាត់មិនដែលលើពីវត្តមានរបស់មនុស្សម្នាក់នេះអញ្ចឹងបន្ទាប់ពីខ្ញុំបានប្រើប្រាស់ជំនាញកាយគណនាមេឃាខ្ញុំបានស្មានថាមានមនុស្សដ៏អស្ចារ្យ5នាក់ដែលអាចទទួលបានពាក្យដ៏ឆ្លាតវៃទាំង10ហើយពួកគេម្នាក់ក៏បានជួយដឹងរឿងផ្សេងៗគ្នាហើយបន្ទាប់មកពួកគេទាំង5នាក់ក៏បានធ្វើការកាត់សម្លាប់គ្នាទៅវិញទៅមកដោយចុងក្រោយមនុស្សម្នាក់ក៏បានធ្វើការស្រូបយកនៅពាក្យឆ្លាតវៃទាំង10ដែលទទួលបានពីមនុស្ស4នាក់ទៀតហើយក៏បានមកជួបជាមួយនឹងខ្ញុំនៅខាងក្រៅវិញនីលីក៏បានធ្វើការដោតដៃហើយគាត់ក៏បានគិតនៅក្នុងចិត្តថាអធិរិកខុងមីងគឺបានប៉ាន់ស្មានថាមានមនុស្ស5នាក់ដែលអាចទទួលបានពាក្យវៃឆ្លាតទាំង10តើមនុស្ស4នាក់ទៀតគឺជាពីណាប៉ុន្តែព្រមនោះក៏មានវត្តមានបរិសម្នាក់មកពីក្រៅខ្នងរបស់នីលីដោយគាត់ក៏បាននិយាយថាគាត់មិនដឹងសោះថាទីក្រុង Glory City មានកន្លែងបែបនេះដំណើរមកកាន់ទីក្រុង Glory City មួយនេះគឺពិតជាមិនខាតជើងនោះទេនីលីវិញគាត់ក៏បានបញ្ចេញក្បិតហើយក៏បានគិតថាហេតុអ្វីបានជាគាត់មិនដឹងពីថាពណ៌របស់បរិសម្នាក់នេះដោយបរិសម្នាក់នឹងក៏បានដើរទៅមុខទៀតដោយមិនអើពើជាមួយនឹងវត្តមានរបស់នីលីនោះទេគាត់ក៏បានធ្វើការអានពាក្យដែលមាននៅលើថ្មអ្នកណាដែលធ្វើការគោរពមកកាន់ខ្ញុំនឹងទទួលបានកិត្តិយសអ្នកណាដែលប្រឆាំងជាមួយខ្ញុំនឹងត្រូវកំទេចមករបស់គេពិតជាធំមែនទោះបីជាខ្ញុំមិនដែលស្គាល់ថាតើអ្នកណាគឺជាអធិរិកខុងមីងហើយអ្វីបានជាលោកហេនជាពាក្យប្រៀបប្រដាដូចនេះនីលីវិញក៏បានដកកំបិតរបស់គាត់ចាក់ទៅកាន់បរិសម្នាក់នោះប៉ុន្តែចាក់មិនត្រូវនោះទេនីលីក៏បានគិតថាតើអាចទេដែលបរិសម្នាក់នេះគឺជាអ្នកទទួលគេដំណើរពាក្យឆ្លាតវៃទាំង10ម្នាក់ក្នុងចំណោម4នាក់ដល់ឡែកបរិសុទ្ធខ្មៅអ្នកនោះវិញក៏បានធ្វើការមើលចុះមើលឡើងហើយគាត់មិនយល់នៅទេគាត់ក៏បាននិយាយថាគ្មានប្រយោជន៍10ពាក្យនឹងវាអាចខ្លាចជាជំនាញដ៏ខ្លាំងក្លាបានយ៉ាងម៉េចទៅតែផ្ដាស់ហើយគាត់ក៏បានធ្វើការដើរចេញបានបន្តិចហើយគាត់ក៏បានដើរចូលវិញហើយយកកំបិតមួយឈូសឆាយនៅលើអក្សរហើយបាននិយាយថាបើខ្ញុំមិនអាចយល់ណាក៏មិនអាចយល់បានដែរដោយប្រូមួយនឹងគឺហៅខ្លួនឯងថាគឺជា Demon King ស្ដេចបិសាចណាហើយគាត់ក៏បានធ្វើការដើរចាក់ចេញវិញប៉ុន្តែមុននឹងចាក់ចេញគាត់ក៏បានងាកត្រឡប់មកវិញហើយបាននិយាយថាពាក្យឆ្លាតវៃទាំង10អំបញ្ញគឺជាអ្វីទៅហើយគាត់ក៏បានរលាយបាត់ពីទីតាំងនោះ
ដោយในសាច់រឿងយើងក៏បានឃើញនៅក្នុងសមុទ្រវិញ្ញាណរបស់នីលីគឺមានកូនរុក្ខជាតិមួយដែលបានដុះបន្លកចេញមកនីលីក៏បានគិតថាពួកវិញ្ញាណរបស់គាត់គឺមានការកើនឡើងជាខ្លាំងអ្នកស្នំដំណៃទាំង5នាក់ជាចុងក្រោយនៅសល់តែម្នាក់គាត់ដែលមានជីវិតនៅពេលអនាគតមិនថាគាត់ជួបជាមួយអ្នកណានោះទេគាត់ត្រូវតែប្រុងប្រយ័ត្នគាត់ត្រូវតែលាក់បាំងមិនឲ្យគេដឹងថាគាត់គឺជាអ្នកស្នំដំណៃមួយក្នុងចំណោមទាំង5ជាពិសេសចំពោះនាងជាមួយនឹងស៊ីយុនកុំឲ្យពួកគេទាំងពីរនាក់ដឹងរឿងផងដែរនីលីក៏បានធ្វើការត្រឡប់ទៅជួបមិត្តភក្តិរបស់គាត់វិញហើយលោកប៉ៅក៏បានសួរទៅកាន់នីលីថាតើហេតុអ្វីបានជានីលីទៅយូរម្លេះនីលីក៏បានតបវិញថាគាត់បានរកឃើញរបស់ខ្លះប៉ុន្តែរបស់នោះគឺមិនមែនជាថ្មនៃពន្លឺនោះទេនីលីក៏បានបបួលគ្នារបស់គាត់ធ្វើដំណើរតដែលលោកប៉ៅវិញគាត់មានការស្បែកចិត្តខ្លាំងដែលគាត់គិតថាគាត់នឹងអាចរកឃើញសត្វបិសាចផ្សេងៗនីលីក៏បានប្រាប់ទៅកាន់វៃណានឲ្យវៃណានបំលែងខ្លួនទៅជាវិញ្ញាណពន្លឺធ្វើការស្វែងរកភ្នំដែលមានសភាពដូចនេះនៅតាមម្ដុំនេះដោយ Demon Spirit របស់វៃណាននេះគឺពិតជាមិនធម្មតាល្បឿនលឿនដូចជាខ្យល់ជាពិសេសគាត់អាចបង្រួមរូបរាងកាយរបស់គាត់ទៅជាទូចបានងាយស្រួលក្នុងការកិច្ចខ្លួនអំពីភ្នែករបស់សត្វបិសាចជាពិសេសល្បឿនរបស់គាត់ក៏កាន់តែលឿនទ្វេដងដែលឡៃឲ្យដូចជាវិញគាត់ក៏បានដឹងថានីលីគឺបានរកឃើញអ្វីមួយនៅក្នុងតំបន់ភ្នំនេះប៉ុន្តែនីលីមានការព្រួយបារម្ភមិនចង់ប្រាប់ទៅកាន់ពួកគេតើនោះគឺជាអ្វីទៅនៅពេលដែលពួកគេចាក់ចែងភ្លាមនោះថ្មគេដំណើរពាក្យឆ្លាតវៃទាំង10ក៏បានរលាយបាត់អ្វីណានវិញក៏បានមករាយការណ៍ទៅកាន់នីលីថាថ្មមួយដុំនោះគឺត្រូវបានបាត់ហើយជាពិសេសគាត់ក៏បានរកឃើញអ្វីនោះដែរនីលីក៏បានតបវិញថាការដែលរកមិនឃើញនោះគឺជារឿងល្អព្រោះអីពួកគេនឹងមានសុវត្ថិភាពអ្វីណានក៏បានបន្តទៀតថានីលីទេពិតជាត្រឹមត្រូវនៅខាងមុខគឺមានភូមិមួយនីលីក៏បានធ្វើការចាក់ចែងដើម្បីទៅមើលស្ថានភាពចំណែកឯអ្វីណានវិញគាត់ក៏បាននិយាយថាទៅតែឯងចឹងមិនសុវត្ថិភាពនោះទេទៅពីនេះដល់ពេលងាកមកគឺបាត់នីលីបាត់ហើយសាច់រឿងក៏កាត់មកកាន់នីលីវិញនៅពេលនេះគាត់ក៏បានដល់កន្លែងមួយគាត់ក៏បានឃើញកម្មករកំពុងធ្វើការដាប់ទៅកាន់ថ្មដែលមានបរិយាចំណាំម្នាក់ដែលគេធ្វើការគ្រប់គ្នាគាត់បែរជាឈរកាន់ឈរចរន្តដែលជាហេតុបណ្ដាលឲ្យទាហានម្នាក់បានធ្វើការវាយសម្ពងទៅកាន់គាត់នីលីដែលនៅខាងលើវិញគាត់ក៏បានដឹងថាអ្នកនៅទីនេះគឺប្រើភាសាមកពីអាណាចក្រវូឡាន់នីលីក៏បានដឹងថាកាពិតទៅពួកគេទាំងអស់គ្នាធ្វើការជីកយករ៉ាឈាមគ្រីស្តាល់ក្រហមទោះបីជារ៉ាឈាមគ្រីស្តាល់ក្រហមមួយនេះវាមានគីឡូត្រឹមតែ 2-3 គីឡូក៏ដោយប៉ុន្តែការទាញយករបស់ពួកគេបានត្រឹមតែមួយចំណែកតូចតែប៉ុណ្ណោះវាពិតជាអស្ចារ្យខ្លាំងមែនទែនគាត់មិននឹកស្មានសោះនៅកន្លែងនេះគឺមានកន្លែងដូចនេះនីលីគាត់ក៏មានការចាប់អារម្មណ៍ហើយគាត់ក៏ចង់ចូលទៅពិនិត្យប៉ុន្តែភ្លាមនៅចំហាយពីខេតមួយក៏សម្ដៅទៅកាន់នីលីក៏បានដកដៅរបស់គាត់ដោយគាត់បានឃើញថាអ្នកដំណើរនោះគឺជាមនុស្សស្រីម្នាក់ដែលមានស្លាប់នៅពីក្រោយខ្នងនីលីក៏បានដឹងថាចៃម្នាក់នឹងគឺមិនមែនជាសត្វបិសាចនោះទេដោយស្លាប់នៅពីក្រោយខ្នងរបស់នាងគឺជាស្លាប់ដែលមកពីកំណើតហើយនីលីក៏បានតកដារបស់គាត់ធ្វើការគោរពទៅកាន់ចែមអ្នកនោះហើយបាននិយាយថាគាត់ត្រឹមតែជាអ្នកដំណើរធ្វើការឆ្លងកាត់តែប៉ុណ្ណោះហើយដោយចៃដន្យក៏បានចូលមកដល់ទីនេះបើសិនជាខ្ញុំមានការបំពេញត្រង់ចំណុចណាមួយសូមធ្វើការអភ័យទោសដោយនីលីក៏បានធ្វើការគិតឲ្យយើងដឹងថាកាពិតទៅចៃនឹងគឺមកពីគ្រួសារស្លាប់ប្រាក់ដែលគ្រួសារមួយនេះគឺត្រូវបានបាត់ខ្លួនតាំងពីសម័យកាលដើរអេកបើយោងតាមរឿងព្រេងបុរាណមេគ្រួសារស្លាប់ប្រាក់បានបញ្ចូលស្លាប់ប្រាក់បាសេរន្ទះចូលទៅក្នុងខ្លួនរបស់គាត់ដែលបណ្ដាលឲ្យកូនចៅចំនួនក្រោយរបស់គាត់មានស្លាប់ពោប្រាក់ស្លាប់ពោប្រាក់គឺជាសញ្ញារបស់គ្រួសាររាជវង្សប្រភពរបស់ម្នាក់ស្រីនេះគឺពិតជាមិនធម្មតាចំពោះការវឹកហាត់របស់នាងវិញយ៉ាងហោចណាស់ក៏កម្រិតគោលផ្កាយ5ដែរដោយឡែកឯចៃនោះវិញក៏បានលើកដៃភ្ជាប់ទៅកាន់នីលីហើយសួរថាតើលោកគឺជានរណាគេហើយលោកមកពីណាតើមានអ្នកដំណើរណាអាចចូលមកដល់ទីនេះបានបើសិនជាលោកពិតជាអ្នកដំណើរហេតុអីលោកអាចនិយាយភាសាវូឡាន់បាននីលីវិញគាត់ក៏បានលើកដៃរបស់គាត់ឡើងហើយនិយាយថាបព្វបរិសរបស់គាត់គឺមកពីគ្រួសារពន្លឺប្រាក់ដោយនៅក្នុងសម័យកាលដឹកឯក្រុមគ្រួសាររបស់គាត់ក៏បានធ្វើការចម្លៀសខ្លួនចេញដោយជាសំណាងល្អក្រុមគ្រួសាររបស់គាត់ក៏អាចរស់រានមានជីវិតបានដោយនៅក្នុងសម័យកាលអាណាចក្រវូឡាន់ក្រុមគ្រួសាររបស់ពួកគេទាំងពីរពិតជាមានភាពស្និទ្ធស្នាលដែលបានផ្គូផ្គងសមាជិកនៅក្នុងគ្រួសារឲ្យរៀបការជាមួយគ្នាទៅវិញទៅមកលើដូច្នេះចានោះក៏បានសួរឈ្មោះរបស់នីលីក៏បានណែនាំឈ្មោះរបស់គាត់គឺលៃជូលើដូច្នេះចានោះក៏បានទម្លាក់ដៅចុះហើយបានគិតថាមើលទៅម្នាក់នេះគឺមិនបានកុហកមកកាន់នាងនោះទេដោយសារតែគ្រួសារពន្លឺប្រាក់ពិតជាមានតកូលលៃមែននាងក៏បានណែនាំខ្លួនថានាងគឺមានឈ្មោះថាស៊ីកុងហុងយូដោយសារតែបព្វបរិសរបស់នាងបានធ្វើការមកជ្រកនៅទីនេះដូច្នេះពួកនាងក៏មិនបានតាក់ទងជាមួយនឹងអ្នកក្រៅជាយូរណាស់មកហើយនាងក៏បានឲ្យនីលីធ្វើដំណើរទៅជួបឪពុករបស់នាងដើម្បីធ្វើការរាយការណ៍ដោយស៊ីកុងហុងយូគឺជាកូនរបស់ស្ដេចអញ្ចឹងមានន័យថានាងគឺជាប្រនាងណាអ្នកនាងដោយនៅពេលនេះម្នាក់ធ្វើការរត់ម្នាក់ធ្វើការហោះនីលីក៏បានសួរទៅកាន់ហុងយូថាតើប្រនាងហុងយូគឺជាមនុស្សដែលមកពីគ្រួសារស្លាប់ប្រាក់មែនទេហុងយូក៏បានតបថាហ្នឹងហើយដោយនាងក៏បានជឿទៅកាន់នីលីថានីលីគឺជាក្រុមគ្នារបស់នាងនីលីវិញក៏បានលោតផ្លាស់ហើយគិតថាទោះបីជាហុងយូនៅក្មេងប៉ុន្មានប៉ុន្តែកម្លាំងរាងកាយជាមួយនឹងថាពលរបស់នាងពិតជាខ្លាំងរីឯប្រនាងហុងយូវិញក៏បាននិយាយទៅកាន់នីលីថាសំណាហើយដែលនីលីចូលទៅកាន់ទឹកដីស្លាប់ប្រាក់បើសិនជានីលីចូលទៅកាន់ទឹកដីរបស់គ្រួសារផ្សេងនៅវាប្រកាសជាវិបាកនៅលើភ្នំទាំងអស់នេះគឺមានគ្រួសារចំនួន13ដោយពួកគេមកពីអាណាចក្រផ្សេងគ្នាដែលបានបំផ្លិចបំផ្លាញនៅក្នុងសម័យកាលដើកអេកដែលនៅក្នុងគ្រួសារទាំង13មានគ្រួសារ5ដែលជាគ្រួសារសត្រូវរបស់គ្រួសារស្លាប់ប្រាក់បើសិនជាពួកគេដឹងថាលោកមកពីគ្រួសារពន្លឺប្រាក់នោះជីវិតរបស់លោកក៏จะស្លាប់នីលីវិញបានគិតถึงការភ្ជាប់អាវថាមនុស្សដែលមានជីវិតនៅក្នុងសម័យកាលដើកអេកពិតជាច្រើនដោយទីបំផុតពួកគេក៏បានមកដល់វិមានស្លាប់ប្រាក់ដោយនីលីក៏មានការភ្ជាប់អាវដូចគ្នាដែលថាពួកគេអាចសាងសង់វិមានដ៏ធំមួយនៅក្នុងដើមឈើដោយនីលីដើរចូលគាត់ក៏បានឃើញគេធ្វើទរណកម្មទៅលើបុរសម្នាក់អ្វីដែលជាពិសេសស្លាប់របស់គាត់គឺមានពណ៌ខ្មៅនីលីក៏បានសួរទៅកាន់ហុងយូថាតើគេជានរណាហ
ហងយូក៏បានតបវិញថាគេគឺជាមនុស្សដែលមានអំបោពីលេចូលគ្នាដោយម្ដាយរបស់គេគឺជាមនុស្សក្នុងគ្រួសារស្លាប់ប្រាក់លួចតាក់ទងជាមួយនឹងមនុស្សដែលមកពីគ្រួសារអ្នកខ្មៅបង្កើតបានជាកូនប្រុសម្នាក់បន្ទាប់ពីត្រូវបានចាប់ស្រីចង្រៃម្នាក់នោះក៏បានធ្វើការសក់អង្វរឲ្យដល់លេងកូនរបស់គេហើយនាងក៏បានធ្វើការសំទោសដោយសម្លាប់ខ្លួនរបស់នាងជាមួយនឹងគូស្នេហ៍របស់នាងប៉ុន្តែដោយសារតែគ្រួសារអ្នកខ្មៅគឺជាគូសត្រូវដ៏ធំបំផុតរបស់គ្រួសារស្លាប់ប្រាក់មានជាប់ចម្ពាក់ចម្ពិនជាមួយគ្រួសារសត្រូវហាក់ដូចជាក្បួនគ្រួសារទាំងមូលដូច្នេះហើយគេត្រូវទៅនៅទីនេះរហូតដល់ថ្ងៃស្លាប់ជារឿងរាល់ថ្ងៃគេត្រូវតែទទួលទរណកម្មដើម្បីគម្រាមទៅកាន់អ្នកដទៃនីលីវិញគាត់ក៏បានគិតថាគេបានទទួលទរណកម្មជារៀងរាល់ថ្ងៃប៉ុន្តែរាងកាយរបស់គេគឺមានរបួសតិចតួចតែប៉ុណ្ណោះជាពិសេសក៏គ្មានសញ្ញានៃការបំផ្លិចបំផ្លាញស្លាប់ដល់ខ្មៅមួយគូនោះប្រកាសជាមានការវិវត្តរវាងឈាមគ្រួសារស្លាប់ប្រាក់ជាមួយនឹងគ្រួសារអ្នកខ្មៅបើគ្រួសារទាំងពីរនេះធ្វើការចោទសម្ព័ន្ធមិត្តដល់ឲ្យគ្រួសាររបស់ពួកគេរៀបការជាមួយនឹងគ្នានោះពួកគេប្រកាសជាមិនជាប់នៅទីនេះនោះទេដោយនេលីជាមួយនឹងហុងយូនៅពេលនេះក៏បានដើរទល់មុខជាមួយនឹងអបិកមាប់មួយដែលមានស្រីអមសងខាងហុងយូក៏បានធ្វើការអន់គោរពទៅកាន់ព្រះបិតារបស់នាងដែលឡៃឯនេលីវិញក៏បានដឹងថាអបិកមាប់នឹងគឺស្ថិតនៅក្នុង Level Legend ដោយថាពលមនុស្សពិតជាខ្លាំងប៉ុន្តែថាពលជីវិតរបស់គាត់ហាក់ដូចជាមានការចុះខ្សោយមកតែថាពលជីវិតរបស់ប៉ែម៉ាប់នឹងត្រូវដល់ពេលអស់ជាយូរណាស់មកហើយប៉ុន្តែក៏ប្រើវត្ថុទិព្វផ្សេងៗដើម្បីជំនួយដល់ការរស់រានមានជីវិតរបស់គាត់ក៏បានសួរទៅកាន់កូនស្រីរបស់គាត់ថាម្នាក់នឹងគឺជាពីណាហុងយូវិញក៏បានតបថានេះគឺជាមនុស្សដែលមកពីគ្រួសារពន្លឺប្រាក់ប៉ែម៉ាប់វិញក៏បានសើចគ្រួសារពន្លឺប្រាក់ត្រូវបានសម្លាប់ដោយសត្វបិសាចអស់ជាយូរណាស់មកហើយតែពួកគេមិននឹងអាចសល់ចំនួនក្រោយតែឯងគឺជានរណាតែឯងគឺជាគីសម្ងាត់ដែលគ្រួសាររតីបញ្ជូនមកមែនឬទេអ្នកយាមទាំងឡាយក៏បានធ្វើការផ្ចង់អាវុធទៅកាន់នីលីក៏បានតបទៅកាន់ប៉ែម៉ាប់វិញថាខ្ញុំគឺពិតជាចំនួនក្រោយរបស់គ្រួសារពន្លឺប្រាក់ពិតមែនទោះបីជាគ្រួសារពន្លឺប្រាក់ចំនួនអតីតកាលលែងនៅពិតមែនប៉ុន្តែក៏មានគ្រួសារសាខាតូចតាចមួយចំនួននៅមានជីវិតលឿនចឹងភ្លាមប៉ែម៉ាប់ក៏បាននិយាយថាប្រេបដាឯងប្រកាសជាគីសម្ងាត់ដែលគ្រួសារផ្សេងៗបញ្ជូនមកយកវិញទៅកាត់ក្បាលចេញអ្នកការពេងទាំងឡាយក៏បានកាន់អាវុធដើរសណ្ដើរទៅកាន់នីលីរីឯនីលីវិញក៏បានបើក Demon Spirit ទី1របស់គាត់ជា Demon Spirit សមោលឃើញដូច្នេះភ្លាមប៉ែម៉ាប់ក៏បាននិយាយថាអញថាវាជួនប្រកបហើយសម្រាប់វានីលីក៏បានតបវិញថាគាត់ធ្វើនេះមិនមែនចង់ប្រយុទ្ធតបតទៅកាន់ពួកគេនោះទេគាត់គ្រាន់តែចង់បញ្ជាក់ពីអត្តសញ្ញាណរបស់គាត់តែប៉ុណ្ណោះពេលមកវិញគាត់ក៏បានគិតថា Demon Spirit បែបហ្នឹងគឺគាត់មិនដែលឃើញនោះទេដោយ Demon Spirit គឺអាចរក្សាទុករយៈពេលបានត្រឹមតែ600ឆ្នាំតែប៉ុណ្ណោះដោយគាត់ក៏បានគិតទៀតថាកន្លែងរបស់គាត់ក៏ធ្លាប់មាន Demon Spirit ដែរប៉ុន្តែក៏ត្រូវបានប្រើប្រាស់អស់បើសិនជាមិនបានប្រើប្រាស់ក៏វាហួស delay ដែរហើយគាត់ក៏បាននិយាយទៅកាន់នីលីថាទោះបីជាឯងអាចបញ្ជាក់បានថាឯងមកពីពិភពខាងក្រៅប៉ុន្តែមិនមែនបញ្ជាក់ថាឯងមិនបានបញ្ជូនមកដោយគ្រួសារផ្សេងៗនោះទេនីលីក៏បានតបវិញថាខ្ញុំដឹងពីអាចកំបាំងរបស់គ្រួសារស្លាប់ប្រាក់គាត់ក៏បានងាកទៅកាន់ហុងយូនិយាយថាស្លាប់ប្រាក់បាសេរន្ទះត្រូវបានបន្តពីចំនួន1ទៅចំនួន1ប៉ុន្តែរយៈពេលចេះតែកន្លងផុតយូរទៅរាងកាយក៏ចាប់ផ្ដើមមិនព្រមទទួលនឹងស្លាប់ប្រាក់ដោយមនុស្សដែលកើតនៅក្នុងគ្រួសារស្លាប់ប្រាក់តែមានអាយុតិចជាង60ឆ្នាំតើខ្ញុំនិយាយនេះត្រូវដែរទេចំណែកឯកូនកាពេអាចអត់ចាញ់ទាំងអស់នេះក៏មានការភ្ជាប់អោជាខ្លាំងប៉ែម៉ាប់ក៏បាននិយាយទៅកាន់នីលីថាអត់តើឯងដឹងថាឯងបាននិយាយអ្វីដែរទេហើយគាត់ក៏បានប្រាប់ដៃពោះខៀរបស់គាត់ធ្វើការវិភាគទៅកាន់នីលីប៉ុន្តែនីលីក៏បាននិយាយថាគាត់មានដំណោះស្រាយក្នុងការព្យាបាលប៉ែម៉ាប់ក៏បានធ្វើការបញ្ឈប់ហើយបាននិយាយថាដំណោះស្រាយគ្មានអ្វីអាចដោះស្រាយបញ្ហានេះបានទេក្នុងរយៈពេល1000ឆ្នាំទៅហើយហើយអ្វីយើងត្រូវជឿសម្ដេចឈ្គួររបស់ឯងដោយឡែកនីលីក៏បានតបថាបើពេលបរិបទរបស់គាត់ខំព្យាយាមដោះស្រាយបញ្ហាមួយនេះដោយការជួបទុក្ខលំបាកវេទនាជាច្រើនទីបំផុតពួកគេក៏បានលទ្ធផលប៉ុន្តែជាអកុសលវាបានយឺតពេលបន្តិចដែលគោលបំណងរបស់គាត់លើកនេះគឺចង់ធ្វើការរករកទៅកាន់អ្នកដែលនៅសេសសល់របស់គ្រួសារស្លាប់ប្រាក់នីលីក៏បានបែរមុខចេញហើយបានគិតថាប្រកាសណាស់មនុស្សដែលជិតនឹងស្លាប់ប្រកាសជាមិនអាចទប់ទល់នឹងការនិយាយបែបនេះបានទេភាពលុបលួននៃជីវិតខ្លាចសេចក្តីស្លាប់នេះគឺជាចំណុចខ្សោយរបស់លោករីឯប៉ែម៉ាប់វិញក៏បាននិយាយថាឯងគិតថាយើងជាសម្ដីរបស់ឯងពីវិមាត់នឹងមែនទេនីលីវិញឃើញត្រីមិនតាន់ស៊ីសន្ទុយគាត់ក៏បាននិយាយពីរូបមន្តនៃការព្យាបាលដោយគាត់ក៏បានបញ្ចេញផ្កាមួយដើមប្រកួតទៅឲ្យប៉ែម៉ាប់ដោយនីលីក៏បាននិយាយថាគាត់ប្រកួតផ្កាធានហ្វឹងមួយនេះដើម្បីឲ្យបន្ធូរបន្ថយការជិះចាប់របស់មេគ្រួសារនីលីក៏បានបន្តនិយាយទៀតថាមេគ្រួសាររាងកាយរបស់លោកសឹងតែខ្សោះអស់ថាពលទៅហើយទោះបីជាកម្រិតនៃការវឹកហាត់របស់លោកស្ថិតនៅក្នុងកម្រិតលីចាន់ក៏ដោយនៅពេលដែលលោកស្លាប់លោកនឹងខ្លាចជាឆ្អឹងស្ងួតមួយគំនរតែប៉ុណ្ណោះលើដូច្នេះប៉ែម៉ាប់ក៏បានប្រើកូនចៅរបស់គាត់ឲ្យយកថ្នាំធានហ្វឹងទៅដាំទឹកឲ្យគាត់ដោយមុននឹងពេលដែលគាត់លេបគាត់ក៏បាននិយាយថាបើសិនជាឯងមិនអាចព្យាបាលជំងឺរបស់យើងបាននោះទេក៏មិនតោះថាយើងគឺជាមនុស្សខុសខើសោះដោយគ្រាន់តែផឹកភ្លាមគាត់ក៏មានអាការៈឈឺចុកចាប់ឃើញដូច្នេះហុងយូក៏បានដកកំបិតភ្ជាប់ទៅកាន់ករបស់នីលីដោយដល់នៃសេចរឿងហុងយូក៏បាននិយាយទៅកាន់នីលីថាបើសិនជាឪពុករបស់នាងមានរឿងអ្វីកើតឡើងនោះនីលីប្រកាសជាស្លាប់ប៉ុន្តែភ្លាមនោះឪពុករបស់នាងក៏បានឲ្យនាងទម្លាក់ដើរចុះបើសិនជាឯងមានរូបមន្តថ្នាំនៃការព្យាបាលហេតុអ្វីឯងមិនប្រគល់ឲ្យយើងហ្មងទៅនីលីក៏បានតបវិញថាបើសិនជាខ្ញុំប្រគល់រូបមន្តថ្នាំពេលនោះលោកប្រែកន្លះពេលសម្ដីខ្ញុំប្រកាសជាស្លាប់ជាមិនខានដែលឡែប៉ែម៉ាប់នឹងវិញសម្រាប់ពី3ភាគទៅហើយមិនតាន់ដឹងឈ្មោះគាត់ឈ្មោះអីនោះទេគាត់បានបញ្ចេញភ្នែកដល់សាហាវខូខើហើយបានចាប់លើទៅកាន់នីលីបើសិនជាឯងមិននិយាយយើងមានវិធីសាររាប់រយយ៉ាងដើម្បីយករូបមន្តថ្នាំនីលីវិញគាត់ក៏បានតបថាមូលហេតុដែលគាត់មិនបាននិយាយគឺដោយសារតែនៅទីនេះគឺគ្មានរូបមន្តថ្នាំទាំងអស់នោះទេខ្ញុំត្រូវការពេលវេលាដើម្បីធ្វើការរកទៅកាន់ថ្នាំទាំងអស់នោះបើសិនជាខ្ញុំសរសេរមិនបានប្រយ័ត្នមានបញ្ហាណាមួយលោកក៏ជាស្លាប់ជាមិនខានប្រមាថបានទម្លាក់នីលីចុះហើយបាននិយាយថា
ក្មួយប្រុសលេជូពិជាសាកសមចំនួនក្រោយរបស់គ្រួសារពលឺប្រាក់មែនអ្វីដែលគាត់ធ្វើមុននេះគឺគាត់តែចង់តែទៅការសមត្ថភាពរបស់ក្មួយប្រុសលេជូតែប៉ុណ្ណោះនីលីក៏បានធ្វើការគោរពហើយនិយាយថាដើម្បីព្យាបាលជំងឺរបស់លោកពូបានខ្ញុំមិនស្ទាក់ស្ទើរក្នុងការស្លាប់នោះទេលើដូច្នេះពេលមកក៏បានឲ្យកូនស្រីរបស់គាត់រៀបចំកម្មវិធីជប់លៀងដ៏ធំមួយដើម្បីទទួលទៅកាន់នីលីវិញគាត់បិទតែផ្លេចទៅកាន់នីងជាមួយនឹងអ្នកផ្សេងទៀតទៅហើយបើសិនជាគាត់ទៅទទួលពួកគេនឹងត្រូវបានឃុំឃាំងប៉ុន្តែទោះបីជាឃុំឃាំងក៏ដោយក៏វាសុវត្ថិភាពជាងនៅខាងក្រៅនីលីក៏បានធ្វើការស្នើសុំចាក់ចេញមុននឹងកម្មវិធីមកដល់ដោយសារតែគាត់ត្រូវទៅទទួលមិត្តភ័ក្តិរបស់គាត់ស៊ីកុងក៏បានឲ្យកូនស្រីរបស់គាត់ហុងយូអមដំណើរជាមួយនឹងនីលីដើម្បីធ្វើការធានាទៅកាន់សុវត្ថិភាពរបស់នីលីដោយឡែកក្រុមគ្នារបស់នីលីវិញកំពុងតែធ្វើការពិភាក្សាគ្នាព្រលឹមនៅវត្តមានរបស់នីលីក៏បានមកដល់លោកប៉ៅក៏បាននិយាយថាឯងមកវិញហើយនេះនិយាយបានត្រឹមប៉ុណ្ណេះនីលីក៏បានក៏ហឹមហើយគាត់ក៏បានណែនាំថានេះគឺជាព្រះនាងហុងយូដែលមកពីគ្រួសារស្លាប់ប្រាក់រីឯហុងយូវិញក៏បានសួរថាលៃជូតើនេះគឺជាមិត្តភ័ក្តិរបស់លោកមែនទេពេលនេះសញ្ញាសួរនៅពេញខួរក្បាលរបស់មិត្តភ័ក្តិនីលីតើនៅពេលណាដែលនីលីគឺមានឈ្មោះលៃជូដូចជាក៏បានយល់ហេតុការណ៍គាត់ក៏បានធ្វើការគ្រប់ថាគាត់គឺជាមិត្តភ័ក្តិរបស់លៃជូហើយពួកគេក៏បានធ្វើដំណើរចាក់ចែងដោយនីលីក៏បានឲ្យមេដៃទៅកាន់ដូចជាកាត់មកក្នុងកម្មវិធីវិញនៅពេលនេះពួកគេហាក់ដូចជាសបោសបាយដល់ហើយដោយឡែកដៃរបស់នីលីវិញក៏បានទៅចាប់ដៃរបស់នាងឃើញដូច្នេះស៊ីកុងក៏បានអញ្ជើញទៅកាន់នីលីឲ្យផឹកមកតយប៉ុន្តែនីលីក៏បានយល់ថាគាត់គឺជាក្មេងយកតែចំនួនស្រានាងក៏បានសួរទៅកាន់នីលីថាតើគេគឺជានរណានីលីក៏បានតបថាគេគឺជាជនរងគ្រោះនៅក្នុងគ្រួសារទេពកោសល្យរបស់គេប្រហែលជាល្អជាងនរណានៅក្នុងគ្រួសារនេះទាំងអស់ប៉ុន្តែគួរឲ្យស្ដាយគេជាប់នៅទីនេះស៊ីកុងវិញក៏បាននិយាយទៅកាន់នីលីថាក្មួយប្រុសលៃជូបើសិនជាក្មួយចង់បានអ្វីអាចប្រាប់មកកាន់ពូបានពូនឹងព្យាយាមធ្វើតាមតម្រូវការរបស់ក្មួយនីលីក៏បានតបវិញថាគាត់គឺចង់បានម្នាក់នោះទោះបីជាខ្ញុំមានជំនឿចិត្តអាចព្យាបាលជំងឺរបស់លោកពូជាក៏ដោយប៉ុន្តែបើសិនណាជាមានបញ្ហាចំពោះថ្នាំមួយឬក៏ពីរនោះប្រកបណាខ្ញុំប្រកបជាមិនអាចទទួលខុសត្រូវបាននោះទេដោយសារតែប៉ែនោះគឺជាជនក្បត់នៅក្នុងគ្រួសារស្រាប់អញ្ចឹងយកគេមកសាកល្បងថ្នាំក៏វាមានបញ្ហាអ្វីនោះដែររីឯស៊ីកុងយីវិញគាត់ក៏បានគិតបន្តិចហើយក៏បានយល់ព្រមនឹងសំណើរបស់នីលីកាត់មកកាន់ពេល80ម៉ោងក្រោយមកក្រុមទាហានក៏បាននាំទួនជៀនមកឲ្យនីលីក៏បានធ្វើការអរគុណដោយបានឲ្យថ្នាំទៅកាន់ពួកគេមុននឹងពួកទាហានចាក់ចែងគាត់ក៏បានប្រាប់ឲ្យនីលីប្រយ័ត្នប្រយែងទៅកាន់ជនក្បត់ម្នាក់នោះដោយសារតែកម្លាំងរបស់គេយ៉ាងហោចណាស់ក៏មានកម្រិតហ្គោលផ្កាយ3នៅពេលដែលទាហានចេញទៅវិញបាននីលីក៏បានសួរទៅកាន់តនជៀនថាតើលោកគឺមានឈ្មោះអ្វីតនជៀនក៏បានសម្លឹងមើលទៅមុខរបស់នីលីដែលគាត់មិនបានតបតអ្វីនោះទេនីលីឃើញចឹងនីលីក៏បាននិយាយទៀតថាគាត់គឺមិនមកពីគ្រួសារពលឺប្រាក់នោះទេហើយគាត់ក៏គ្មានចំណាប់អារម្មណ៍ល្អចំពោះគ្រួសារស្លាប់ប្រាក់នោះដែរបើសិនជាលោកនៅតែធ្វើទង្វើបែបនេះពួកយើងទាំងពីរនាក់ប្រកាសជាគ្មានប្រយោជន៍អីនោះទេបន្ទាប់ពីលើការសារភាពរបស់នីលីតនជៀនក៏បានណែនាំឈ្មោះគាត់គឺតនជៀននីលីក៏បាននិយាយបន្តថាគាត់អាចដោះលែងទៅកាន់តនជៀនហើយអាចឲ្យតនជៀនមានឱកាសក្នុងការសងសឹកតនជៀនក៏មានការភ្ញាក់ផ្អើលហើយបាននិយាយថាបើសិនជាលោកផ្ដល់ឱកាសខ្ញុំបានសងសឹកខ្ញុំសូមសន្យាជាមួយនឹងស្លាកខ្មៅមួយគូរបស់ម្ដាយឪពុកខ្ញុំថាខ្ញុំនឹងធ្វើការបម្រើលោកស្មោះត្រង់ជាមួយនឹងលោកមិនប្រែប្រួលនីលីក៏បានបកគលថ្នាំមួយគ្រាប់ទៅឲ្យតនជៀនវិញគាត់លេបដោយគ្មានការស្ទាក់ស្ទើរទាំងអស់ឃើញដូច្នេះនីលីក៏បានសួរថាតើលោកមិនខ្លាចថានោះគឺជាថ្នាំពុលទេឬតនជៀនក៏បានតបវិញថាបើសិនជាលោកចង់សម្លាប់ខ្ញុំក៏ប្រកាសជាមិនរស់ដែរនីលីក៏បានដឹងថាក៏ពិតទៅតនជៀនគឺជាមនុស្សដ៏ស្មោះត្រង់ជាពិសេសការតាំងចិត្តរបស់គាត់គឺជាការតាំងចិត្តដ៏មុតមមនីលីបាននិយាយទៅកាន់តនជៀនថាខ្ញុំមានវិធីសាស្ត្រធ្វើឲ្យលោកកាន់តែខ្លាំងប៉ុន្តែលោកត្រូវរងនឹងការឈឺចាប់ជាខ្លាំងតើលោកសុខចិត្តដែរឬទេតនជៀនវិញគាត់ក៏បានងើបឈរឡើងហើយនិយាយថាការឈឺចាប់ជាមួយនឹងទរណកម្មគឺគ្រាន់តែធ្វើឲ្យគាត់កាន់តែខ្លាំងតែប៉ុណ្ណោះនីលីឃើញចឹងគាត់ក៏បាននិយាយទៀតថាដោយសារតែលោកគឺជាចំណងក្រោយរបស់អ្នកខ្មៅដោយខ្ញុំគ្រាន់តែដាស់ទៅកាន់ខ្សែឈាមរបស់លោកនោះលោកក៏ជាឈានដល់ level legend ប៉ុន្តែក្នុងការដាស់ខ្សែឈាមលោកត្រូវតែទ្រាំក្នុងការឈឺចាប់រយៈពេល10ថ្ងៃតនជៀនវិញគាត់គ្មានបញ្ហាអីនោះទេកុំថាឡើយ10ថ្ងៃ10ឆ្នាំក៏គាត់អូខេដែរនីលីក៏បានប្រាប់ទៅកាន់តនជៀនថាកុំតន់ធ្វើការសម្រេចចិត្តលឿនពេកបន្ទាប់ពីឆ្លងផុតការឈឺចាប់រយៈពេល10ថ្ងៃរាងកាយរបស់លោកប្រកបជាឈានដល់កម្រិត legend ប៉ុន្តែមុននឹងការវឹកហាត់របស់លោកឈានដល់កម្រិត legend លោកត្រូវតែរៀនក្នុងការអត់ធ្មត់តនជៀនក៏បានធ្វើការគោរពអរគុណទៅកាន់នីលីហើយបាននិយាយថាគាត់នឹងមិនធ្វើឲ្យនីលីខកចិត្តនោះទេនីលីក៏បានគិតថាតនជៀនគឺជាមនុស្សល្អចំណែកឯប៉ែស៊ីកុងយីវិញគឺប្រកាសជាមនុស្សមិនល្អស៊ីកុងយីនេះគឺប៉ែម៉ាប់ណាអ្នកនរគិតចប់នីលីក៏បានចាប់ផ្ដើមប្រតិបត្តិការរបស់គាត់ដោយគាត់បើកជីបចោលទៅឲ្យតនជៀនហើយគាត់ក៏បានប្រាប់ថាបើសិនជាតនជៀនមិនអាចទ្រាំបានក្នុងរយៈពេល10ថ្ងៃនោះទេតើសាច់ជីបចោលរបស់គាត់នឹងត្រូវដាច់ហើយគាត់នឹងក្លាយជាសម្រាមរីឯតនជៀនវិញពេលនេះក៏បានស្រែកថាអូយលន់លើរំពងពេញកន្លែងកាត់មកកាន់ស៊ីកុងយីជាមួយនឹងកូនស្រីវិញពេលនេះក៏មានទាហានម្នាក់មករេកាថានៅពេលនេះនៅប្រុសតូចលៃជូក៏បានចាប់ផ្ដើមធ្វើការពិសោធន៍ថ្នាំហើយដោយគាត់បានលើសម្លេងស្រែករបស់តនជៀនពោពេញទៅដោយការឈឺចាប់ចំណែកឯហុងយូវិញនាងនៅតែមានការសង្ស័យទៅកាន់នីលីចំណែកឯស៊ីកុងយីវិញក៏បានតបថាមិនថាគេគឺជាមនុស្សដែលមកពីគ្រួសារពលឺប្រាក់ឬក៏មិនមែននោះទេឲ្យតែគេអាចមានសមត្ថភាពព្យាបាលទៅកាន់ជំងឺយើងបានគឺអាចរស់នៅទីនេះនៅពេលដែលពួកយើងបានរវល់ថ្នាំពេញលេងសម្រាប់គេក៏វាមិនទាន់ហួសពេលនោះដែរកាត់មកកាន់បន្ទប់របស់នីលីវិញពេលនេះតនជៀនគឺស្រែកពោពេញទៅដោយការឈឺចាប់
ដោយមកចូលទាំងឡាយដែលបានចាក់នៅលើខ្លួនរបស់គេគឺត្រូវបានចេញម្ដងមួយដោយមិត្តភក្តិរបស់នីលីក៏បានសួរទៅកាន់នីលីថាតើនីលីមិនមែនយកតនជៀនទៅពិសោធន៍ថ្នាំមែនទេនិងវិញក៏បាននិយាយដែរថានីលីគឺមិនមែនជាមនុស្សអញ្ចឹងនោះទេនីលីក៏បានតបថាគាត់កំពុងតែផ្ដល់ឱកាសទៅឲ្យតនជៀនប៉ុន្តែឱកាសមួយនេះគេចាប់បានដែរឬអត់គឺអាស្រ័យទៅលើវាសនារបស់គេដោយនីលីបានប្រាប់ទៅកាន់គ្នារបស់គាត់មិនបាច់ចាំខ្វាយខ្វល់អីនោះទេខំប្រឹងតែវឹកហាត់ទៅបានហើយលោកប៉ៅគាត់ក៏បាននិយាយថាកាពិតទៅគ្រីស្តាល់ខ្ពើក្រហមទាំងអស់ហ្នឹងគឺត្រូវបាននាងស្រោចយកតែម្នាក់ឯងអស់បាត់ទៅហើយនាងវិញនាងក៏បានតបថាកាពិតទៅនាងគ្មានចេតនានោះទេនៅពេលដែលនាងដឹងគឺអ្វីគ្រប់យ៉ាងគឺបានហួសបាត់ទៅហើយសៀវស៊ូវិញក៏បានធ្វើការវាយទៅកាន់លោកប៉ៅម្ដាយថាលោកប៉ៅហ្នឹងគឺខ្ជិលតែខ្លួនឯងសោះមកបតោគេស្រូបច្រើនលោកប៉ៅក៏បានលើកដៃអេះក្បាលហើយសើចហេហេចំណែកឯនីលីវិញក៏បានគិតថាមិនឆ្ងល់ទេដែលថាពណ៌វិញ្ញាណរបស់នាងគឺមានការកើនឡើងជាខ្លាំងបើតាមល្បឿនរបស់នាងនៅពេលនេះនាងប្រកាសជាមនុស្សទី1នៅក្នុងក្រុមដែលឈានដល់ level gold ក្នុងរយៈពេល3ថ្ងៃខាងមុខគិតចប់នីលីក៏បាននិយាយទៅកាន់ក្រុមគ្នាគាត់ថាក៏មានការព្រួយបារម្ភអីស៊ីកុងយីបានសន្យាជាមួយនឹងគាត់ថានឹងប្រគល់រាឈេមគ្រីសាក្រហមឲ្យពួកគេជាច្រើនហើយនីលីក៏បានប្រាប់ទៅកាន់គ្នារបស់គាត់ថាគាត់នឹងធ្វើដំណើរទៅកាន់កន្លែងជីករ៉ែដើម្បីធ្វើការស្វែងរកថ្មពន្លឺសាច់រឿងក៏បានបង្ហាញពីកន្លែងជីករ៉ែវិញម្ដងដែលមានតាចាំម្នាក់ត្រូវបានទៅហ៊ានមួយធ្វើការវាយប្រហារទៅដោយខ្សែតៃបន្ទាប់មកក៏មានក្មេងប្រុសម្នាក់ចេញមករាំងដែលបាននិយាយថាកុំធ្វើបាបទៅកាន់តារបស់ខ្ញុំតែហេម្នាក់នោះក៏បាននិយាយថាអាចង្រៃយោឯងចង់ងាប់អីហើយគាត់ក៏បានធ្វើការវាយទៅកាន់ក្មេងប្រុសម្នាក់នោះចំណែកឯបរិសុទ្ធចំណាស់ម្នាក់នោះវិញក៏បានឲ្យចៅប្រុសរបស់គាត់គេចតែក្មេងប្រុសម្នាក់នោះក៏បានបដិសេធហើយនិយាយថាបើសិនជាគាត់គេចនោះជាតាប្រកាសជាស្លាប់ឃើញអាឡនោះជជែកដូច្នេះតែហេម្នាក់នោះក៏បានលើកខ្សែតៃបំរុងវាយទៅកាន់គេម្ដងទៀតប៉ុន្តែភ្លាមនោះវត្តមានរបស់នីលីក៏បានមកដល់ចាប់បកកាន់ខ្សែតៃហើយបាននិយាយថាសាច់រឿងរបស់យើងនៅពេលនេះក៏បានមកដល់ទីបញ្ចប់ដោយចាប់ផ្ដើមនៅក្នុងភេទនេះបរិសុទ្ធជាធានក៏បានសួរទៅកាន់នីលីថាតើនីលីគឺជាពីណាគេដោយនីលីវិញក៏បានតបថាគាត់គឺមានឈ្មោះថាលេជូដែលគាត់គឺជាភ្ញៀវរបស់គ្រួសារស្លាប់ប្រាក់នីលីក៏បានបន្តនិយាយទៀតថាពួកគេគឺគ្រាន់តែជាជីតានិងចៅតែប៉ុណ្ណោះហើយអ្វីបានជាលោកចាំបាច់ខឹងដល់ថ្នាក់នេះពេលនោះវត្តមានរបស់ហងយូក៏បានមកដល់ប្រាប់ទៅកាន់ស៊ីកុងស៊ូថាក៏មានការប្រហើនទៅកាន់នីលីស៊ីកុងស៊ូក៏បានណែនាំខ្លួនថាគាត់គឺមានឈ្មោះស៊ីកុងស៊ូដែលមកពីគ្រួសារសាខានៃគ្រួសារស្លាប់ប្រាក់ដោយឡែកឯរឿងនេះវិញសូមអ្នកប្រុសតូចឡៃក៏មានការពាក់ព័ន្ធឯសោះដោយឡែកឯហងយូវិញក៏បាននិយាយដូចគ្នាដែរថាកន្លែងជីរ៉ែមួយនេះគឺជាកន្លែងដ៏សំខាន់បំផុតនៅក្នុងគ្រួសាររបស់នាងមនុស្សទាំងអស់នេះគឺសុទ្ធសឹងតែជាទេសកលថ្នាក់ទាបតែប៉ុណ្ណោះហើយអ្វីបានជាអ្នកប្រុសឡៃធ្វើការពារទៅកាន់ពួកគេទៅវិញបើសិនជារឿងនេះប៉ះពាល់ទៅដល់ការជីករករ៉ែនោះវាមិនមែនជាសញ្ញាល្អនោះទេចែមួយនេះហ៊ានគម្រាមទៅកាន់នីលីអាយុរបស់នាងប្រហែលជារស់មិនយូរទេមកទៅនីលីវិញក៏បានគិតថាកាលពីមុនគាត់មិនដឹងសោះថាស្ត្រីម្នាក់នេះគឺជាមនុស្សដែលគ្មានចិត្តគ្មានបេះដូងនីលីក៏បាននិយាយថាដោយសារតែគាត់ខ្វះមនុស្សក្នុងការធ្វើថ្នាំតែគាត់អាចយកក្មេងប្រុសម្នាក់នេះបានដែរទេហងយូវិញក៏បានតបថាមនុស្សដែលធ្វើការនៅទីនេះគឺសុទ្ធសឹងតែជាមនុស្សដែលមកពីគ្រួសារសត្រូវពួកគេត្រូវបានដាក់សញ្ញាសម្គាល់ដោយត្រាសម្គាល់ឈាមបើសិនជាពួកគេធ្វើការចាក់ចែងពីទីកន្លែងនៃរយៈចម្ងាយ 1000 ម៉ែត្រនោះរឿងកាយរបស់ពួកគេនឹងផ្ទុះនីលីក៏បានដឹងថាគ្រួសារស្លាប់ប្រាក់ពិតជាសាហាវខូខើនៅពេលដែលត្រាឈាមបានដាក់នៅលើខ្លួនរូបរាងកាយរបស់ពួកគេប្រកបជាឈឺចាប់ជារៀងរាល់យប់បើសិនជាពួកគេហ៊ានចាក់ចែងពីអ្នកដែលដាក់ត្រាឈាមមកកាន់ពួកគេរយៈចម្ងាយ 1000 ម៉ែត្រនោះរាងកាយរបស់គេនឹងផ្ទុះស្លាប់គិតចប់នីលីក៏បានដើរចូលទៅជិតក្មេងប្រុសម្នាក់នោះហើយបានសួរគេថាតើគេមានឈ្មោះអ្វីដែលឡៃឯក្មេងប្រុសម្នាក់នោះវិញមិនបានតបតទៅកាន់នីលីនោះទេឃើញដូច្នេះនីលីក៏បានប្រាប់ថាពពមេចាក់ចូលទៅកាន់ថ្ងាសរបស់គេហើយនិយាយទៅកាន់គេថាខ្ញុំមិនអាចជួយឯងក្នុងពេលឥឡូវបាននោះទេខ្ញុំអាចត្រឹមតែផ្ដល់ចំណេញមួយទៅកាន់ឯងតែប៉ុណ្ណោះពេលបន្តអ្វីគ្រប់យ៉ាងត្រូវពឹងទៅលើខ្លួនឯងរួចនីលីក៏បានដើរចាក់ចែងគិតថានៅលើពិភពលោកនេះគឺពោពេញទៅដោយរឿងអយុត្តិធម៌ខ្ញុំម្នាក់ឯងមិនអាចចាត់ការវាបាននោះទេប៉ុន្តែមានរឿងមួយគត់ដែលខ្ញុំច្បាស់នៅក្នុងចិត្តគ្រួសារស្លាប់ប្រាក់មិនបាច់ចាំមានវត្តមាននៅលើពិភពលោកនេះទៀតទេដោយសម្ដីមួយម៉ាត់នេះរបស់តួឯកប្រុសអេដមីនពេញចិត្តជាខ្លាំងតែសាច់រឿងរបស់យើងក៏បានកាត់មកដល់ថ្ងៃស្អែកដោយនីលីក៏បានគោឆ្វេងឆ្វាច់នៅលើដើមឈើដោយយើងមិនទាន់ដឹងទេថាតើនីលីគាត់មានគម្រោងអ្វីនោះអ្វីដែលជាពិសេសការគោរបស់នីលីគឺមិនមែនត្រឹមតែមួយដើមឈើនោះទេឈុតបន្ទាប់នីលីក៏បានដើរមកដល់កន្លែងវឹកហាត់របស់នាងដោយនាងបានឲ្យនីលីធ្វើការណែនាំទៅកាន់ការវឹកហាត់របស់នាងនីលីក៏បាននិយាយថាមានសរសៃជីបចរទាំង6ដែលបានលាក់បាំងនៅក្នុងរូបរាងកាយរបស់មនុស្សដែលមនុស្សទូទៅគឺមិនអាចដឹងនោះទេនីលីក៏បានប្រាថ្នាពពមេរបស់គាត់ដើម្បីបង្ហាញទីតាំងទាំង6ទៅកាន់នាងទោះបីជានីលីបានបង្ហាញចំណុចទាំង6ទៅកាន់នាងក្តីប៉ុន្តែនាងមិនអាចរកចំណុចមួយឃើញដោយនីលីក៏បាននិយាយទាំងអៀនថាចំណុចមួយនោះគឺនៅក្រោមចំណុចដែលគាត់ធ្លាប់ព្យាបាលទៅកាន់នាងអូខេសង្ឃឹមថាអ្នកនរគ្នាអត់តន់ភ្លេចចុះនៅពេលដែលនីលីជួបជាមួយនឹងនាងដំបូងណានៅពេលដែលទាំងពីរបានគិតដល់អតីតកាលដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរនាក់នាងក៏មានការអៀនទៅកាន់នីលីជាខ្លាំងភ្លាមនៅវត្តមានរបស់លោកប៉ៅក៏បានមកដល់ដោយសារតែឃើញខ្លួនឯងមកចំពេលវេលាល្អរបស់អ្នកទាំងពីរលោកប៉ៅក៏បានសុំធ្វើការចាក់ចេញនីលីក៏បានសួរទៅកាន់លោកប៉ៅថាតើលោកប៉ៅនោះមានរឿងអីលោកប៉ៅក៏បានតបវិញថាស៊ីកុងយីគឺបានមកជួបមនុស្សឲ្យផ្ដល់ដំណឹងថាពួកគេរកអ្វីដែលនីលីចង់បានហើយលើដូច្នេះនីលីមានការសប្បាយចិត្តហើយក៏បានរត់ចាក់ចេញកាប់មកកាន់ពេល80ម៉ោងក្រោយមកនីលីក៏បានមកដល់កន្លែងស៊ីកុងយីគាត់ក៏បាននិយាយថាក្មួយប្រុសលេជូទៀមផុតពូរកថ្មពន្លឺបានហើយសង្ឃឹមថាថ្មពន្លឺទាំង16ដុំនោះពិតជាជួយទៅកាន់ក្មួយនីលីក៏បានគិតនៅក្នុងចិត្តថាជួយក្មួយ
បិទជួយខ្លួនឯងសោះហ្នឹងនៃលេខក៏បាននិយាយថាគាត់មានថ្មពន្លឺទាំងអស់នោះគាត់ប្រកាសជាអាចធ្វើការដំណើរការក្បួនត្រឡប់ទៅវិញបានគាត់ប្រកាសជារត់ឆ្នាំដែលគាត់ត្រូវការបានឆាប់រហ័សលើដូច្នេះស៊ីកុងយីក៏គាត់មិនបានហាមឃាត់ទៅកាន់នីលីនោះដែរដោយគាត់នឹងបញ្ជូនកូនចៅរបស់គាត់ឲ្យការពារទៅកាន់នីលីប៉ុន្តែមិត្តភ័ក្តិរបស់នីលីត្រូវតែនៅទីនេះដើម្បីឲ្យគ្រួសារស្លាប់ប្រាក់ធ្វើការមើលថែទៅកាន់ពួកគេដោយនីលីក៏បានដឹងថាកាពិតទៅស៊ីកុងយីចង់យកនាងជាមួយនឹងមិត្តភ័ក្តិរបស់គាត់ធ្វើជាចំណាត់ខ្មាំងស៊ីកុងយីក៏បានបន្តនិយាយទៀតថានៅក្នុងទឹកដីរបស់គាត់នេះគឺអ្នកដែលមាន level legend គឺមានតែគាត់ម្នាក់តែប៉ុណ្ណោះហើយក៏មានប្រតិចា2អ្នកទៀតដែលមាន level play goal ប៉ុន្តែពួកគេសុទ្ធតែមានតួនាទីសំខាន់នៅក្នុងគ្រួសារអញ្ចឹងពួកគេមិនអាចធ្វើការអោនដំណើរទៅកាន់នីលីបាននោះទេប៉ុន្តែគាត់នឹងបញ្ជូនមនុស្សដែលមានកម្រិត goal ផ្កាយ5ទៅការពារទៅកាន់នីលីក៏បានតបវិញថាលោកពូពិតជាព្រឺបារម្ភពេកហើយតែ2អ្នកឯងបានហើយប៉ុន្តែស៊ីកុងយីគឺ no 5អ្នកប្រូបើសិនជាគាត់បញ្ជូនមនុស្សតែ2អ្នកគាត់នៅតែមានការព្រឺបារម្ភទៅកាន់សុវត្ថិភាពរបស់នីលីគាត់ក៏បានគិតបន្តិចហើយគាត់ក៏បាននិយាយអូខេប៉ុន្តែគាត់មានសំណើមួយចង់ស្នើទៅកាន់ស៊ីកុងយីដោយគាត់ចង់យកតនជៀនទៅជាមួយគាត់ដើម្បីធ្វើការពិសោធន៍ថ្នាំស៊ីកុងយីក៏បានគិតនៅក្នុងចិត្តថាកាពិតទៅតនជៀនមានត្រឹមតែ level gold ផ្កាយ3តែប៉ុណ្ណោះណាមួយរូបរាងកាយរបស់គេគឺពោពេញទៅដោយរបួសដូច្នេះគាត់គ្មានអ្វីត្រូវព្រួយបារម្ភនោះទេគាត់ក៏បានឆ្លើយអូខេទៅកាន់នីលីហើយនីលីក៏បាននិយាយថាគាត់នឹងធ្វើដំណើរចេញនៅថ្ងៃស្អែកនៅពេលដែលនីលីចាក់ចេញហុងយូក៏បានចូលមកស៊ីកុងយីក៏បានសួរទៅកាន់កូនស្រីគាត់ថាតើឯងគិតថាលេជូអាចធ្វើឲ្យប្រេះផ្ដាស់ដែរទេហុងយូក៏បានតបថាបើយោងតាមសកម្មភាពរបស់លេជូនៅកន្លែងជីករ៉ែគឺបង្ហាញថាលេជូគឺជាមនុស្សដែលមានចិត្តទន់ដូច្នេះឲ្យតែយើងរក្សាមិត្តភ័ក្តិរបស់នីលីនៅទីនេះលេជូប្រកាសជាមកវិញជាមិនខានស៊ីកុងយីវិញក៏បានតបថាឲ្យតែជំងឺរបស់គ្រួសារបានព្យាបាលគាត់គ្មានអ្វីត្រូវខ្លាចគ្រួសារដទៃទៀតនោះទេគាត់នឹងរួមបញ្ចូលគ្រួសារទាំងអស់ទៅជាគ្រួសារតែមួយហើយនឹងធ្វើដំណើរទៅពិភពលោកខាងក្រៅបង្កើតជាគ្រួសារសាខាជាច្រើនហើយនៅគម្ពីរស្លឹកឈើដែលបានបែកបាក់ពេលនេះកាត់មកកាន់ការប្រជុំរបស់ក្រុមគ្រីគ្នារបស់នីលីវិញគាត់បានប្រាប់ឲ្យមិត្តភ័ក្តិរបស់គាត់ស្នាក់នៅទីនេះរយៈពេល10ថ្ងៃក្រោយពួកគេនឹងជួបជុំគ្នានៅកន្លែង map មួយនេះដូចជាក៏បានសួរទៅកាន់នីលីថាតើរយៈពេលប្រហែលថ្ងៃនេះដែលឯរវល់នោះគឺរវល់រឿងនឹងមែនលោកប៉ៅក៏បាននិយាយថាក៏ពិតទៅនីលីគឺបានដឹងពីស្ថានភាពរបស់គ្រួសារស្លាប់ប្រាក់ច្បាស់ណាស់នីលីក៏បានបញ្ជាក់ទៅកាន់គ្នារបស់គាត់ថាពួកគេមិនត្រឹមតែត្រូវការ map ប៉ុណ្ណោះទេប៉ុន្តែពួកគេត្រូវចាំឲ្យច្បាស់នៅពេលនោះគ្រួសារស្លាប់ប្រាក់ប្រកាសជាមានការរញ៉េរញ៉ៃជាខ្លាំងរីឯតនជៀនវិញពេលនេះក៏បានបើកភ្នែកដល់កំណត់កាយសាហាវខូខើរបស់គាត់កាត់មកកាន់ពេលព្រឹកវិញមានជើងខ្លាំង5នាក់បានមករកនីលីដោយបរិជាមេគេក៏បានមើលទៅកាន់តនជៀនបន្តិចហើយបានណែនាំខ្លួនថាគាត់គឺមានឈ្មោះថាស៊ីកុងជូមានតួនាទីការពារមើលថែសុវត្ថិភាពរបស់អ្នកប្រុសលុយនីលីក៏បានសុំមើលទៅកាន់ថ្មពន្លឺដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ដោយស៊ីកុងជូក៏បានបង្ហាញទៅកាន់នីលីហើយបាននិយាយទៀតថានៅក្នុងចិញ្ចៀនផ្ទុករបស់គាត់គឺមាន50ដុំទៀតនីលីក៏បានចងចាប់កាន់ទៅកាន់ថ្មពន្លឺប៉ុន្តែស៊ីកុងជូក៏បានដកដៃចេញដោយនីលីក៏បានដឹងថាប្រកាសណាស់អាចចង្រៃស៊ីកុងយីពួកគាត់ជាបានផ្ដាំទៅកាន់ពួកគេមិនឲ្យពួកគេប្រគល់ថ្មពន្លឺមកឲ្យគាត់រីឯស៊ីកុងជូក៏បានធ្វើការសើចហើយដើរសម្ដៅទៅកាន់តនជៀនហើយបានធ្វើការតត់មួយជើងចំកណ្ដាលមុខរបស់តនជៀនហើយបាននិយាយថាហែងកុំធ្វើងាប់ទៀតឯងដល់បែបហ្នឹងគឺកាច់យកតែមែនតែម្ដងគេមើលមុខបន្តិចកុំបានដែរហើយបានជន់ជើងពីលើក្បាលរបស់គេហើយនិយាយថាតើឯងជានរណាហ៊ានមើលមុខមកកាន់យើងម្ដាយរបស់ឯងគឺជាស្រីចង្រៃគ្មានគេខ្មាស់ដែលហ៊ានតាក់ទងជាមួយមនុស្សចម្លែកបង្កើតបានជាអាចង្រៃដូចជាឯងហ្នឹងយើងគិតថាឯងពិតជាមានសំណាងណាស់ដែលឯងអាចនៅរស់ដល់ពេលនេះចំណែកឯតនជៀនវិញភ្នែករបស់គាត់ពោពេញទៅដោយកំហឹងឃើញដូច្នេះនីលីក៏បានដឹងថាបើសិនជាតនជៀនធ្វើការវេបហាតបតនៅពេលនេះអ្វីដែលគាត់ខំធ្វើគ្រប់បែបយ៉ាងនឹងត្រូវបានរលាយបាត់បង់អស់នីលីក៏បានចូលធ្វើការខាត់ទៅកាន់ស៊ីកុងជូហើយបាននិយាយថាហេតុអ្វីបានជាលោកខឹងទៅកាន់មនុស្សបែបនេះទៅវិញពួកយើងនៅត្រូវការប្រើគេបន្តិចទៀតបើសិនជាលោកវាយគេឲ្យមានរបួសធ្ងន់ធ្ងរនោះខ្ញុំនឹងត្រូវចំណាយថ្នាំជាច្រើនដើម្បីជួយទៅកាន់គេនីលីក៏បានធ្វើការប្រកួតថ្នាំពីរបីគ្រាប់ទៅឲ្យស៊ីកុងជូអបែនឹងបានថ្នាំហើយក៏បានស្ដោះទៅមកទៅកាន់តនជៀនហើយបាននិយាយថានៅតាមផ្លូវបើសិនជាឯងអត់រៀបអាកប្បកិរិយារបស់ឯងឲ្យបានល្អនោះទេយើងនឹងបោះស្បែករបស់ឯងហើយអបែនឹងក៏បានដើរចេញចំណែកឯនីលីវិញក៏បានសរសើរនៅក្នុងចិត្តទៅកាន់តនជៀនដែរថាអបែនឹងគឺពិតជាត្រង់បានពិតមែនបន្ទាប់ពីឧបសគ្គមួយនេះបានឆ្លងផុតតនជៀនប្រកាសជាមានអនាគតភ្លឺស្វាងរីឯមិត្តភ័ក្តិរបស់នីលីវិញក៏បានជួបដំណើរទៅកាន់នីលីជាពិសេសគឺបានផ្ដាំតើឲ្យនីលីប្រយ័ត្នខ្លួននៅពេលដែលពួកគេចាក់ចេញស៊ីកុងយីក៏បានមកពីលើហើយបាននិយាយថាគាត់មានប្រផ្នូលមិនល្អសោះបើសិនជាលេជូនាំថ្នាំទៅឡប់វិញសម្រាប់គេភ្លាមហងយូក៏បាននិយាយថាគាត់នឹងសម្រាប់លេជូនៅពេលដែលលេជូមកដល់ប៉ុន្តែស៊ីកុងយីក៏បានតបវិញថាមិនមែនសម្រាប់ទៅកាន់លេជូនោះទេគឺសម្រាប់ទៅកាន់តនជៀនហងយូវិញក៏មានការភ្ញាក់ផ្អើលដូចគ្នាដោយតនជៀនមិនត្រឹមតែ level gold ផ្កាយ3តែប៉ុណ្ណោះស៊ីកុងយីក៏បាននិយាយថាបើសិនជាតនជៀនមិនតាន់បានសម្លាប់គាត់ក៏មានអារម្មណ៍ល្អនោះដែរកាត់មកកាន់ដំណើររបស់នីលីជាមួយនឹងតនជៀនវិញពេលនេះជើងខ្លាំងមកពីគ្រួសារស្លាប់ប្រាក់បានធ្វើការសម្លាប់ទៅកាន់ខ្មោចក្រហមមក1ដេក1មក2ដេក2មក3ដេក4ដោយស៊ីកុងជូវិញក៏បានលូថាខ្មោចក្រហមទាំងអស់នេះពិតជាអណយខ្លាំងមែនតើនៅពេលនេះគាត់គួរតែនៅផ្ទះកេងអោបនារីមិនគួរណាមកកន្លែងល្ងឹតឈឹងបែបនេះនោះទេទាំងអស់នេះគឺដោយសារតែលេជូតែម្នាក់គត់ភ្លាមនៅជើងខ្លាំងម្នាក់ក៏បានរាយការណ៍ទៅកាន់ស៊ីកុងជូថា
បើសិនជាពួកយើងមិនសម្លាប់ខ្មោចក្រហមទាំងអស់នេះឲ្យអស់នោះទេបន្តិចទៀតហ្វូងខ្មោចក្រហមជាច្រើននឹងសម្ដៅមកកាន់ពួកយើងកាន់តែច្រើនលើដូច្នេះស៊ីកុងជូក៏បានផលថាពលដ៏ខ្លាំងក្លារបស់គាត់ធ្វើការសពើទៅកាន់ខ្មោចក្រហមតូចតាចទាំងឡាយដោយឡែកឯនីលីជាមួយនឹងតនជៀនវិញក៏បានបញ្ចេញស្នាមញញឹមដល់សាហាវខូខើកាត់ចូលមកកាន់សាច់រឿងវិញនីលីក៏បាននិយាយថាដល់វេនរបស់ឯងម្ដងហើយតនជៀនក៏បោកថាពលដ៏ខ្លាំងក្លារបស់គាត់ពលក្រហមចាន់ចៅបំបែកនៅច្រវាក់ទាំងឡាយដែលរុំព័ទ្ធជុំវិញខ្លួនគាត់ចំណែកឯស៊ីកុងជូវិញក៏បានលន់មកថាតើវាមិនយ៉ាងអាចទៅរួចទៅហេតុអីបានជាគេអាចបំបែកច្រវាក់ដែលមានកម្រិតប្លេហ្គោលបានគាត់ក៏បានបញ្ជាអ្នកក្រៅបង្គាប់របស់គាត់ធ្វើការសម្លាប់ទៅកាន់តនជៀនប៉ុន្តែកំបិតទាំងឡាយមិនអាចចាក់ចូលទៅក្នុងខ្លួនរបស់តនជៀនបាននោះទេដោយរឿងនេះធ្វើឲ្យពួកគេទាំង5នាក់មានការភ្ញាក់ផ្អើលជាខ្លាំងតនជៀនវិញស្រែកតែមកវាស់តែប៉ុណ្ណោះពួកគេក៏បានផ្លោងខ្ចាក់ខ្ចាយចំណែកឯស៊ីកុងជូវិញក៏បានលន់មកទៀតហើយថាហេតុអីបានជារាងកាយអាចចង្រៃនេះវាខ្លាំងបែបនេះរីឯនីលីវិញក៏បានគិតថារូបរាងកាយរបស់សម្ព័ន្ធនេក្រីគឺពិតជាខ្លាំងក្លារបស់គេមែនដែលវារឹងមាំជាងដែក100សតបទៅទៀតគឺវាមិនអាចទៅរួចទេដែលមនុស្សមាន level កោធ្វើឲ្យរូបរាងកាយមួយនោះគឺមានរបួសឃើញដូច្នេះស៊ីកុងជូក៏បាននិយាយទាំងការភ្ញាក់ផ្អើលថាត្រឹមតែមួយពព្រិចភ្នែកសត្វទន្សាយក៏បានខ្លាចជាសត្វខ្លារខិនដែលប្រោះតូចលៃតើនេះគឺមានន័យយ៉ាងម៉េចវិញនីលីក៏បានឆ្លើយទាំងបង្ងើយថាសួរខ្ញុំចឹងតើចង់មានន័យថាម៉េចតនជាងច្បាស់ណាស់គឺចង់សងសឹកទៅកាន់អ្នកទាំងអស់គ្នាតើវាពាក់ព័ន្ធអីជាមួយនឹងខ្ញុំរីឯតនជៀនវិញក៏បានដើរសម្ដៅទៅកាន់សត្រូវហើយចាប់លើកបរិសម្នាក់ហើយស្រមៃការពាក្យតែតកាលឲ្យយើងដឹងថាឪពុករបស់គាត់បានធ្វើការសំវឲ្យលើកលែងទៅឲ្យជីវិតរបស់ក្មេងប្រុសម្នាក់នេះរីឯស៊ីកុងជីវិញក៏បានយល់ព្រមដែលឲ្យពួកគេទាំងពីរនាក់ធ្វើការសម្លាប់ខ្លួនមុននឹងពួកគេសម្លាប់ខ្លួនម្ដាយរបស់តនជៀនក៏បានផ្ដាំទៅកាន់គាត់ថាតនជៀនកូនត្រូវតែនៅមានជីវិតគាត់ជាប់តនជៀនក៏បានសម្លាប់សត្រូវនៅក្នុងដៃរបស់គាត់ដោយតនជៀនគ្រាន់តែធ្វើការខោកដោយក្តីស្រឡាញ់តែប៉ុណ្ណោះទៅហ៊ាន2នាក់ក៏ត្រូវបានស្លាប់តនជៀនក៏បានធ្វើដំណើរសម្ដៅទៅកាន់អ្នកទាំង3ហើយនិយាយថាពួកឯងទាំង3នាក់ធ្វើការប្រមាថទៅកាន់ម្ដាយឪពុករបស់យើងពួកឯងទាំង3នាក់គឺត្រូវតែស្លាប់ស៊ីកុងជូឃើញដូច្នេះក៏បានប្រាប់ទៅកាន់គ្នាក៏ថាធ្វើការសម្លាប់ទៅកាន់គេទាំងអស់គ្នាប៉ុន្តែសម្ដីខុសពីទង្វើកូនចៅរបស់គាត់ចូលគាត់បាច់ថយនីលីឃើញដូច្នេះក៏បានធ្វើការពាំងផ្លូវទៅកាន់ស៊ីកុងជូប្រូនឹងក៏បានធ្វើការវេបហាទៅកាន់នីលីប៉ុន្តែនីលីក៏បានគេចផុតហើយបានបើក Demon Spirit ទី2របស់គាត់ធ្វើការវេបហាទៅកាន់ស៊ីកុងជូដោយស៊ីកុងជូក៏បាននឹងថាក៏ពិតទៅនីលីគឺមិនមែនជាមនុស្សដែលស្ថិតនៅក្នុងកម្រិតប្រាក់នោះទេដោយគាត់បានគិតថាលេជូគឺជា Demon Spirit Master ដែលស្ថិតនៅក្នុងកម្រិត Gold រីឯតនជៀនវិញក៏បានដើរសម្ដៅទៅកាន់លេជូដោយលេជូក៏បានធ្វើការសូមវល់ទៅកាន់តនជៀនឯមិនគួរណាធ្វើការប្រមាថទៅកាន់ម្ដាយរបស់យើងនោះទេលេជូលើដូច្នេះហើយក៏កាន់តែភ័យទៀតហើយក៏បាននិយាយថាបងអើយសុំទោសបងអើយសុំទោសដល់លេខ្ញុំទៅបងអើយតនជៀនវិញក៏បានឆ្លើយតបថាដល់លេតើពួកឯងមានដោះលេទៅកាន់ម្ដាយរបស់យើងដែរទេដល់ចូលកាន់តែចិត្តលេជូកាន់តែភ័យហើយគាត់ក៏បានងើបឈរលេនិយាយថាតែឯងគិតថាយើងខ្លាចឯងមែនទេចូលមកហើយគាត់ក៏បានបញ្ចេញគ្រីស្តាល់ក្រហមឈាម6គ្រាប់លេបចូលទៅក្នុងពោះរបស់គាត់ដោយនីលីក៏បានដឹងថាគ្រីស្តាល់ក្រហមឈាមទាំង6គ្រាប់ដែលបានតតបានចម្រាញ់នោះទោះបីជាមនុស្សដែលមាន level legend ក៏មិនអាចធ្វើការបន្សុទ្ធវាក្នុងរយៈពេលខ្លីបានដែរកុំថាឡើយស៊ីកុងជីដែលមានត្រឹមតែ level Gold ផ្កាយ5នោះរីឯស៊ីកុងជីវិញគ្រប់រឿងការរបស់គាត់ក៏ចាប់ផ្ដើមមានបំរែបំរួលថាពលដ៏ខ្លាំងក្លាចេញពីក្នុងខ្លួនរបស់គាត់80ម៉ោងក្រោយមកគាត់ក៏បានក្លាយទៅជា Green Man ហើយគាត់ក៏បាននិយាយថាអាចចង្រៃយកថ្ងៃនេះបើសិនជាមិនមែនឯងស្លាប់ទេគឺយើងស្លាប់ពេលនេះកណ្ដាប់ដៃរវាងអ្នកខ្លាំងនិងអ្នកខ្លាំងក៏បានប៉ះទង្គិចគ្នាប៉ុន្តែតនជៀននៅតែមានព្រៀបទៅកាន់គេតនជៀនក៏បានរត់សម្រុកទៅកាន់គេហើយដាក់គេមួយដៃមួយកែងមួយជើងហើយធ្វើការខ្វាយនៅលើអាកាសតនជៀនក៏បំរុងធ្វើការថែមទៅហើយប៉ុន្តែព្រៀបនោះស៊ីកុងជូក៏បានហក់ម៉ាត់ទៅកាន់តនជៀនវិញម្ដងធ្វើការខ្វាយតនជៀននៅលើអាកាសវិញម្ដង1 2 3 4បន្ទាប់មកតនជៀនក៏ធ្លាក់នៅលើដីលឺសូរតែក្បុកស៊ីកុងជូក៏ថាជ័យជំនះគឺជារបស់គាត់ខំញញឹមប្រំប្រៃបន្តិចក្រោយមកតនជៀនក៏បានដើរចេញហើយឈូតឈាមចេញពីមាត់របស់គាត់រីឯទឹកមុខរបស់ស៊ីកុងជូវិញក៏បានប្រែជាស្លន់ស្លោតដោយសារតែនៅពេលនេះថាពណ៌គ្រីស្តាល់ក្រហមឈាមក៏ត្រូវបានអស់ប្រសិទ្ធភាពរូបរាងកាយរបស់គាត់ក៏បានប្រែជាតូចហើយគាត់ក៏បានប្រើក្បាច់ពិសេសរបស់គាត់គឺក្បាច់ម៉ាចឲ្យតនជៀនក៏បានសម្លឹងដោយកសាភ្នែកមកស្រួចហើយបាននិយាយថាតើឯងគិតថាយើងនឹងដោះលែងស្ត្រូវដែលសម្លាប់ម្ដាយឪពុករបស់យើងចាក់ចេញបែបនេះមែនទេចំហាយថាពណ៌ដ៏ក្រហមឆ្អិនឆ្អៅបានចេញពីក្នុងខ្លួនរបស់គាត់បង្កើតបានជានេក្រីឈាមមួយធ្វើការវេបហាទៅកាន់ស៊ីកុងជូឬសូតែបឹងនីលីវិញក៏បាននឹងថាក្បាច់នោះគឺជាភ្លើងកំហឹងរបស់នេក្រីខ្មៅដោយនីលីមិនស្មានថាតនជៀនអាចយល់ដឹងអំពីនិតមួយរបស់កោសម្ព័ន្ធនេក្រីនៅក្នុងកលៈទេសៈនឹងរយៈពេលខ្លីបែបនេះនោះទេដោយការវិភាគមួយនឹងគឺវាខ្លាំងក្លាជាងការបំផ្ទុះយើងយ៉ាងរបស់នីលីជាច្រើនដងរីឯតនជៀនវិញក៏បានធ្វើការលើកទង្គង់នៅមុខកន្លែងស្លាប់របស់ស៊ីកុងជូដោយគ្នាយើងកុំច្រឡំថាបែបនឹងគឺស្ដាយក្រោយឬក៏ណាត់ទៅកាន់ស៊ីកុងជូអីណាគឺគាត់សប្បាយចិត្តដែលគាត់បានធ្វើការសម្លាប់ទៅកាន់សត្រូវដែលសម្លាប់ឪពុកម្ដាយរបស់គាត់នីលីក៏បាននិយាយទៅកាន់តនជៀនថាបើសិនជាតនជៀនចង់យំអីហ្នឹងគឺយំទៅទុកឲ្យកមារាមអ្នកនេះធ្វើការលួងរីឯតនជៀនគាត់ក៏បានងើបឈរហើយនិយាយទៅកាន់នីលីថានីលីបានជួយគាត់ក្នុងការសងសឹកដូច្នេះចាប់ពីពេលនេះតទៅនីលីគឺជាម្ចាស់របស់គាត់ក៏បានលុតជង្គង់គោរពទៅកាន់នីលីក៏បានឲ្យគាត់ក្រោកឈរឡើងហើយពួកគេទាំងពីរនាក់ក៏បានចូលទៅរត់ចិញ្ចៀនផ្ទុកនៅក្នុងដៅនីលីបានដឹងថានៅក្នុងចិញ្ចៀនមិនត្រឹមតែមានថ្មនៃពន្លឺនោះទេតែវាមានដូចជាសម្ភារៈអាវុធផ្សេងៗទៀតជាមួយនឹងថ្មនៃពន្លឺ50ពួកយើងអាចចាក់ចេញពីទីនេះពេលណាក៏បានដែរនៅក្នុងរយៈពេល10ថ្ងៃយើងនឹងធ្វើឲ្យគ្រួសារស្លាប់ប្រាក់កាន់តែវឹកវរ
នីលីក៏បានបញ្ជាឲ្យតនជៀនធ្វើការយកចិញ្ចៀនផ្ទុករបស់មនុស្ស4នាក់ទៀតរីឯតនជៀនវិញក៏មានការសាក់ស្ទើរបន្តិចហើយបានសួរទៅកាន់នីលីថាតើពួកយើងគឺជាចោរមែននីលីក៏បានតបថាទោះបីជាតនជៀនស្ដាយក្រោយនេះក៏វាយឺតទៅបាត់ទៅហើយនីលីធ្វើអញ្ចឹងទី1គឺដើម្បីចង់បានអវ៉ាន់ផ្ទុកនៅក្នុងចិញ្ចៀនទី2គឺចង់ឲ្យគេយល់ថាមនុស្សទាំងអស់នឹងគឺត្រូវបានគេប្លន់សម្លាប់ពួកគេក៏បានចាក់ចែងពីទីតាំងនោះដោយនីលីបានសួរស្ថានភាពនៅក្នុងទីនេះពីតនជៀនក៏បានតបថានៅទីនេះគឺមានគ្រួសារធំចំនួន13ទំនាក់ទំនងរវាងគ្រួសារនីមួយៗគឺមានភាពរញ៉េរញ៉ៃជាខ្លាំងប៉ុន្តែគ្រួសារធំ3ដែលខ្លាំងជាងគេគឺមានគ្រួសារភ្លឹងទេពនិងគ្រួសារចចបអភេសដោយគ្រួសារដ៏ធំទាំង3នេះគឺសុទ្ធតែមានវត្តមានរបស់មនុស្សដែលមានកម្រិត Legend ចំណែកឯគ្រួសារផ្សេងៗទៀតគឺត្រឹមតែមាន level Lego តែប៉ុណ្ណោះក្រៅពីគ្រួសារធំទាំង13ក៏មានភូមិតូចៗដែរដោយអ្នកដែលខ្លាំងជាងគេបំផុតនៅក្នុងភូមិត្រឹមតែមាន level Gold តែប៉ុណ្ណោះនីលីក៏បានសួរទៅកាន់តនជៀនថាក្នុងចំណោមគ្រួសារដ៏ខ្លាំងជាងគេបំផុតទាំង3តើគ្រួសារមួយណាដែលស្មោះត្រង់ជាងគេតនជៀនក៏បានតបថាគឺជាគ្រួសារភ្លើងទេពដែលស្មោះត្រង់ជាមួយនឹងចិត្តល្អជាងគេបំផុតដោយគ្រួសារភ្លើងទេពនឹងគឺជាគ្រួសារខ្លាំងទី2បន្ទាប់ពីគ្រួសារស្លាប់ប្រាក់ដោយសារតែស៊ីកុងយីចង់ធ្វើការលាបតបាក់ទៅកាន់គ្រួសារធំទាំងអស់គ្រួសារភ្លើងទេពក៏ចាប់ផ្ដើមចងសម្ព័ន្ធជាមួយនឹងគ្រួសារធំ4ទៀតធ្វើការរារាំងទៅកាន់គ្រួសារស្លាប់ប្រាក់តនជៀនក៏បានបន្តនិយាយទៀតថានៅខាងមុខគឺមានទីក្រុងមួយដែលគ្រួសារទាំង13ធ្វើការផ្លាស់ប្ដូរចំនួននៅទីនោះដែលអាចចង់រាយោស៊ីកុងយីវាមានបំណងចង់គ្រប់គ្រងទៅកាន់ទីក្រុងមួយនោះប៉ុន្តែគ្រួសារទាំង11ផ្សេងទៀតក៏បានធ្វើការសម្រេចចិត្តឲ្យគ្រួសារភ្លើងទេពធ្វើការគ្រប់គ្រងទៅកាន់ទីក្រុងនោះនីលីក៏បាននិយាយថាដោយសារតែពួកគេត្រូវចាំរយៈពេល9ថ្ងៃទៀតអញ្ចឹងនីលីក៏សម្រេចចិត្តធ្វើការទៅទីក្រុងនោះម្ដងតនជៀនក៏បានធ្វើការហាមទៅកាន់នីលីដោយសារតែកន្លែងនេះគឺពោពេញទៅដោយភ្នែកច្រមុះរបស់គ្រួសារផ្សេងប៉ុន្តែរឿងត្រឹមតែប៉ុណ្ណឹងគឺគ្មានបញ្ហាជាមួយនឹងនីលីនោះទេពួកគេទាំងពីរនាក់ក៏បានធ្វើការផ្លាស់ប្ដូរមុខរបស់ពួកគេប៉ុន្តែជ្រុលបដូរមុខឲ្យបដូរឲ្យស្អាតទៅឆ្ងល់ណាស់មុខអក្រក់ឡើងកាចាមុខនីលីនេះចង់និយាយថា50ឆ្នាំក៏គេជឿដែរនេះតនជៀនវិញក៏សួរថាមុខគាត់អញ្ចឹងក៏ទៅជាមួយនីលីបានអត់នីលីក៏បានតបថាមុខដូចនរកអញ្ចឹងកាត់មកកាន់ពេល80ម៉ោងក្រោយមកនីលីជាមួយនឹងតនជៀនក៏បានចូលមកដល់ទីក្រុងដោយនៅក្នុងក្រុងនេះគឺពោពេញទៅដោយអវ៉ាន់លក់ផ្សេងអញ្ចឹងណាមានតាំងពីបកបាត់មានតាំងពីគ្រីស្តាល់អីផ្សេងដែលបានតិចនីលីក៏បានឈប់ហើយបានគិតថានៅក្នុងជៀនផ្ទុករបស់គាត់នោះគឺពោពេញទៅដោយចំណីអាហារចឹងក្នុងរយៈពេល2ឆ្នាំពួកគេនឹងប្រកាសជាមិនដាច់បាយនោះទេដូច្នេះនីលីក៏បានដើរមើលទៅកាន់សម្ភារៈអីផ្សេងអញ្ចឹងណាប៉ុន្តែភ្លាមនោះមនុស្សរបស់គ្រួសារស្លាប់ប្រាក់ក៏បានដើរកាន់កែពីកាត់ទីនោះនីលីជាមួយនឹងតនជៀនក៏បានធ្វើការដើរតាមដែលនោះគឺជាគ្រីស្តាល់ឈាមក្រហមដែលគេយកមកឲ្យបរិសម្នាក់ដោយឡែកឯនីលីវិញនៅពេលដែលមនុស្សមកពីគ្រួសារស្លាប់ប្រាក់ចេញទៅបាត់គាត់ក៏បានមកឆ្ងល់មើលទៅកាន់គ្រីស្តាល់ក្រហមឈាមដោយនៅលើតុនោះក៏មានថ្មវិញ្ញាណនេក្រេដូចគ្នាបរិយាជាអ្នកលក់ក៏បាននិយាយទៅកាន់នីលីថាអាឡាដាហើយក៏មានការប៉ះពាល់អសោះបើសិនជាមានបញ្ហាខូចខាតហើយប្រកាសជាមិនអាចសងបាននោះទេនីលីក៏បានតបវិញថាកុំឲ្យពួកគេនឹងគឺមានការព្រួយបារម្ភអីអវ៉ាន់ទាំងអស់នឹងគាត់អ្នកទិញនីលីក៏បានយកទំនិញប្រគល់ប្រាក់ធ្វើឲ្យពួកគេទាំងអស់គ្នាគឺមានការភ្ញាក់ផ្អើលជាខ្លាំងនីលីវិញក៏បានកាន់ថ្មវិញ្ញាណនេក្រេសួរទៅកាន់តនជៀនថាតើស្គាល់អានឹងអត់តនជៀនក៏បានតបថាហ្នឹងគឺថ្មធម្មតាហ្នឹងដោយចម្លើយមួយនោះធ្វើឲ្យនីលីមានការបាក់ចកេះជាខ្លាំងនីលីក៏បានសួរទៀតថាតើតនជៀនដឹងថាគេយកអានឹងប្រាក់ដើម្បីអីអត់តនជៀនក៏បានតបវិញថាក្បាលព្រួយរបស់គ្រួសារធំគឺធ្វើឡើងចេញពីអានឹងទាំងអស់ហ្នឹងនីលីក៏បានបាក់ចង្កេះម្ដងទៀតហើយគាត់បាននិយាយថាពេលជាខ្ជិះវត្ថុមានតម្លៃមែនពេលជាខ្ជិះវត្ថុមានតម្លៃមែននីលីក៏បានប្រគល់ចិញ្ចៀនដែលមានផ្ទុកអាហារទៅឲ្យតនជៀនដើម្បីឲ្យតនជៀនធ្វើការផ្លាស់ប្ដូរជាមួយនឹងគ្រីស្តាល់ថ្មឈាមថ្មវិញ្ញាណនេក្រេជាមួយនឹងវត្ថុមានតម្លៃផ្សេងទៀតតែការផ្លាស់ប្ដូរមាញ់គឺមិនមែនប្ដូរជាមួយនឹងប្រាក់នោះទេគឺប្ដូរជាមួយនឹងអាហារដោយអ្នកដែលមានវត្តមាននៅទីក្រុងទីនេះឬក៏កន្លែងនេះទាំងមូលគឺមានការខ្វះអាហារដើមនិស្ស័យរឿងភាគថ្មីនីលីបានមើលទៅកាន់ត្បូងមួយដែលត្បូងមួយនោះគឺជាត្បូងវិញ្ញាណព្រិលដោយនីលីមិននឹកស្មានសោះថាគាត់អាចរកវាបាននៅទីនេះបរិចំណាស់ដែលជាអ្នកលក់ក៏បាននិយាយទៅកាន់នីលីថាអ្នកប្រុសតូចនេះគឺជាវត្ថុគេដំណើររបស់គ្រួសារខ្ញុំដែលវាមានអាយុកាល500ឆ្នាំមកហើយបើគុំតែគ្រួសាររបស់ខ្ញុំខ្វះខាតខ្ញុំក៏មិនយកវាមកលក់ដែរចំពោះនីលីវិញរបស់ល្អយ៉ាងនេះគាត់ត្រូវតែទិញដោយបន្ទាប់ពីដឹងតម្លៃនីលីក៏បានធ្វើការស្រែកយ៉ាងផ្លត់មាត់ដោយតម្លៃរបស់វាគឺត្រឹមតែសាច់5ដុំតែប៉ុណ្ណោះនីលីក៏បានគិតថាសាច់5ដុំអាចទេទៅកាន់ត្បូងវិញ្ញាណដ៏អស្ចារ្យមួយក្នុងចំណោមត្បូងវិញ្ញាណដ៏អស្ចារ្យទាំង9ដោយត្បូងវិញ្ញាណព្រិលពិតជាជំនួយទៅដល់ការហ្វឹកហាត់របស់អ្នកដែលមានធាតុព្រិលចំណែកឯបរិចំណាវិញនៅពេលដែលឃើញទង្វើរបស់នីលីបែបនេះគាត់ក៏បានគិតថាគាត់លក់ថ្លៃពេកអញ្ចឹងណាគាត់ក៏បានបញ្ចុះតម្លៃឲ្យនីលីត្រឹមតែ3តែប៉ុណ្ណោះនីលីឃើញអញ្ចឹងគាត់ក៏បានភ្ជាប់ផ្អើលទៀតហើយលោកតាឃើញអញ្ចឹងគាត់ក៏បានបញ្ចុះតម្លៃទៀតហើយពិបាកមើលពេកទៅនីលីក៏បានសួរទៅកាន់បរិចំណានឹងថាលោកតាប្រហែលជាមិនដឹងពីគុណតម្លៃរបស់វានោះទេលោកតាក៏បានតបវិញថាគាត់គ្មានអ្វីដើម្បីនឹងហូបផងតើមានប្រយោជន៍អ្វីក្នុងការថែរក្សាវត្ថុដ៏មានតម្លៃបែបនេះលើដូច្នេះនីលីក៏បានចាក់ចែងដោយបកគោស្បោងអាហារចំនួន25ជាមួយនឹងសាច់ចំនួន10គីឡូដែលធ្វើឲ្យប្រជាជនដែលជាអ្នកលក់គឺមានការភ្ញាក់ផ្អើលជាខ្លាំងលោកតាក៏បានលុតជង្គង់អោនគោរពអរគុណទៅកាន់នីលីដែលជួយជីវិតគ្រួសាររបស់គាត់តែប៉ុន្តែគាត់មានអាហារគ្រប់គ្រាន់សម្រាប់បងប្អូនទៅកាន់គ្រួសារស្លាប់ប្រាក់ហើយលើដូច្នេះនីលីក៏បាននិយាយថាគ្រួសារស្លាប់ប្រាក់ម្ដងទៀតហើយនីលីបានដើរចេញហើយបានគិតនៅក្នុងចិត្តថាបរិចំណាស់របស់ដែលលោកបានផ្លាស់ប្ដូរគឺមានតម្លៃជាងអាហារទាំងអស់នេះច្រើនណាស់ដោយបំណងទាំងអស់នេះខ្ញុំនឹងសងទៅកាន់លោកវិញនៅក្នុងរយៈពេល10ថ្ងៃក្រោយកាត់បើកាន់រយៈពេល80ម៉ោងក្រោយមកពេលនេះនីលីជាមួយនឹងតនជៀនក៏បានជួបគ្នាវិញនីលីក៏បានសួរទៅកាន់តនជៀនថាហេតុអ្វីតនជៀនមិនដាក់អវ៉ាន់ទាំងអស់នឹងចូលទៅក្នុងចិញ្ចៀនផ្ទុក
តនជៀនក៏បានតបវិញថាចិញ្ចៀនផ្ទុកទាំងអស់នឹងគឺដើមមិនគ្រប់គ្រាន់នៅទេនីលីក៏បានធ្វើការសរសើរទៅកាន់តនជៀនហើយរើសថ្មវិញ្ញាណនៃគ្រា4-5ដុំប្រគល់ឲ្យតនជៀនដោយនីលីបានប្រាប់ទៅកាន់តនជៀនថាថ្មវិញ្ញាណនៃគ្រាទាំងអស់នឹងគឺពិតជាស័ក្តិសមសម្រាប់តនជៀនជាពិសេសថ្មទាំងអស់នឹងជួយបង្កើននៅថាមពលវិញ្ញាណរបស់តនជៀនជាច្រើនចាំពេលដែលគាត់ទៅកន្លែងរបស់គាត់វិញគាត់នឹងប្រគល់ Demon Spirit មួយដែលស័ក្តិសមសម្រាប់តនជៀនក៏បានធ្វើការអរគុណទៅកាន់នីលីបន្ទាប់មកពួកគេទាំងពីរនាក់ក៏បន្តដំណើរប៉ាសម៉ងក្រោយមកពួកគេទាំងពីរនាក់ក៏បានមកដល់កន្លែងមួយដោយជាន់ទី1គឺលោកពាក់ព័ន្ធជាមួយនឹងគម្ពីរក្បាច់គុណអីអស់នឹងនីលីមិនចាប់អារម្មណ៍នោះទេហើយគាត់ក៏បាននាំតនជៀនឡើងទៅជាន់ទី2ដោយនីលីបានចាប់អារម្មណ៍ទៅកាន់ដាវមួយដោយអ្នកលក់ក៏បានណែនាំទៅកាន់នីលីថាដាវនៅគឺមានឈ្មោះថាដាវអណ្ដាតភ្លើងខ្មៅដោយសារតែអ្នកលក់ម្នាក់នឹងក៏បានធ្វើការរៃរាប់តប៉ែសាំសូននីលីក៏បានសួរថាតើតម្លៃវាប្រមាណដោយអ្នកលក់ម្នាក់នឹងក៏បានតបវិញថានៅទីនេះគឺប្រើរបស់ដោះដូរនីលីក៏បានបញ្ចេញថ្នាំមកគ្រាប់ដើម្បីឲ្យគេពិនិត្យដោយគេបាននិយាយថារបស់ល្អដោយគេក៏បានគិតថាតាំងពីសម័យកាល Dark Age គ្រូថ្នាំទាំងឡាយក៏បានខ្លាចជាជនរងគ្រោះបន្ទាប់មកគ្រូថ្នាំផ្សេងៗទៀតក៏មានវត្តមានកាន់តែតិចទៅប៉ុន្តែចំពោះថ្នាំនេះវិញវាគឺជាសមិទ្ធផលថ្មីដែលទើបនឹងបានចម្រាញ់គាត់ក៏បាននឹកបន្តិចដោយភ្នែករបស់គាត់ក្លេកក្លាប់ចុះឡើងហើយបាននិយាយថាដើម្បីដូរជាមួយនឹងដាវអណ្ដាតភ្លើងខ្មៅគឺត្រូវការថ្នាំនេះចំនួន200គ្រាប់ដោយពូម៉ាប់នេះបានធ្វើការកោតទៅកាន់នីលីមិនចាំដាក់ទឹកទេប៉ុន្តែដោយសារតែនីលីគឺជាអភិជនត្រឹមថ្នាំ200គ្រាប់គឺគ្មានបញ្ហាចំពោះគាត់នោះទេចំពោះប្រមាប់វិញគាត់ក៏បានគិតក្នុងចិត្តថាដោយម្នាក់នេះពួកគាត់ជាគ្រូថ្នាំដ៏ខ្លាំងក្លារីឯនីលីវិញក៏បានគិតនៅក្នុងចិត្តថានៅក្នុងកុកកង្វឹតនេះពួកគាត់ជាគ្មានគ្រូថ្នាំច្រើននោះទេជាពិសេសថ្នាំគឺមានអាយុកាលត្រឹមតែ100ឆ្នាំតែប៉ុណ្ណោះដូច្នេះគ្រួសារធំៗនៅទីនេះប្រកាសជាខ្វះថ្នាំជាមិនខានដោយអ្វីៗគ្រប់យ៉ាងទាំងអស់នេះគឺសុទ្ធសឹងតែជាគម្រោងការរបស់នីលីគិតចប់នីលីក៏បានប្រកល់ដាវអណ្ដាតភ្លើងខ្មៅទៅឲ្យតនជៀនបរិកម៉ាប់នឹងគឺមានឈ្មោះថាលីហ្វូក៏បានសួរទៅកាន់នីលីថាតើលោកប្រុសគឺជាគ្រូសំថ្នាំមែនដែរទេនីលីក៏បានតបថាត្រឹមត្រូវលីហ្វូក៏បានសួរទៅកាន់នីលីទៀតថាតើអ្នកប្រុសគឺមានឈ្មោះអ្វីដែរហើយលោកប្រុសបម្រើទៅកាន់គ្រួសារមួយណានីលីក៏បានតបវិញថាឈ្មោះរបស់ខ្ញុំលោកមិនបានចាំដឹងនោះទេហើយខ្ញុំក៏បានធ្វើការបម្រើទៅកាន់គ្រួសារមួយណាដែរលីហ្វូក៏បានធ្វើការសុំទោសទៅកាន់នីលីដែលសម្ដីរបស់គាត់គឺមិនសូវសមរម្យហើយគាត់ក៏បានធ្វើការបញ្ចុះបញ្ចូលឲ្យនីលីបម្រើទៅកាន់គ្រួសារភ្លើងទេពនីលីក៏បានតបវិញថាមូលហេតុដែលគាត់មិនចង់បម្រើទៅកាន់គ្រួសារណាមួយគឺដោយសារតែគាត់មិនចង់បាត់បង់នូវសេរីភាពប៉ុន្តែបើសិនជាគ្រួសារភ្លើងទេពធ្វើការសហការដោយស្មោះត្រង់គាត់អាចនឹងធ្វើការពិចារណាលីហ្វូក៏បានតបវិញថាការសហការគឺជារឿងល្អដោយគ្រួសារភ្លើងទេពនឹងផ្ដល់មេត្រាជាច្រើនទៅឲ្យនីលីប៉ុន្តែនីលីក៏បាននិយាយថាចំពោះមេត្រាផ្សេងៗគាត់មិនខ្វះខាតនោះទេហើយគាត់ក៏មិនតបានគិតអំពីការសហការនោះផងដែរដោយគាត់មកទីនេះគ្រាន់តែមានបំណងចង់បានវត្ថុដ៏មានតម្លៃពី3តែប៉ុណ្ណោះលីហ្វូវិញក៏មានការភ្ញាក់ផ្អើលជាមួយនឹងអាកប្បកិរិយារបស់នីលីផងដែរនីលីក៏បានធ្វើដំណើរទៅជាន់លើប៉ុន្តែត្រូវបានរារាំងទៅដល់មនុស្ស2នាក់លីហ្វូក៏បានធ្វើការសញ្ញោទៅកាន់នាយទាំងពីរដើម្បីឲ្យបើកផ្លូវនីលីឡើងមកដល់លើគាត់ក៏បានដឹងថាមើលទៅមនុស្សដែលគ្មានឋានៈគឺមិនអាចឡើងមកជាន់ទី7បាននោះទេមើលទៅទីនេះអាចនឹងមានអ្វីដែលគាត់ចង់បាននីលីក៏បាននិយាយទៅកាន់តនជៀនថានៅទីនេះគឺមានវត្ថុដែលមានតម្លៃច្រើនជាងចំផ្សេងដោយវត្ថុខ្លះវាមានអាយុតាំងពីចំនួនសម័យកាល Dark Age នីលីក៏បានចាប់អារម្មណ៍ទៅកាន់ scroll មួយចំនួនដោយភ្លាមនោះអ្នកយាមក៏បាននិយាយទៅកាន់នីលីថាកុំប៉ះវាបើសិនជាឯងគ្មានលទ្ធភាពក្នុងការទិញប៉ុន្តែត្រូវបានបញ្ឈប់ទៅដោយបរិសម្នាក់ដោយសម្រស់របស់គាត់គឺពិតជាសង្ហាហើយគាត់បាននិយាយទៅកាន់នីលីថាបើសិនជាលោកមានការចាប់អារម្មណ៍លោកអាចចាប់ស្ទាបប៉ះបានតាមអំពើចិត្តនីលីក៏បានគិតក្នុងចិត្តថាបរិសម្នាក់នេះប្រកាសជាត្រូវបានលីវូហៅមកជាមិនខានមើលទៅម្នាក់នេះប្រកាសជាមកអំពីគ្រួសារដាត់ភ្លើងទេពនីលីគាត់ក៏បានធ្វើការអរគុណហើយគាត់ក៏បានបើក scroll នោះមើលដោយគាត់បានដឹងថា scroll នេះត្រូវបានកត់ត្រាចំណេញហាមឃាត់របស់កម្រិត Legend ជាពិសេសវាមានចំនួន7ផ្នែកបរិសង្ហាម្នាក់នោះក៏បានធ្វើការណែនាំទៅកាន់នីលីថានោះគឺជា scroll ដែលមានកម្រិត Legend ដែលវាត្រូវបានបន្តតាំងពីសម័យកាល Dark Age មកម្លេះប៉ុន្តែបន្ទាប់ពីសម័យកាល Dark Age សាលាចរិតដែលមាននៅលើនឹងក៏ចាប់ផ្ដើមរលាយបាត់ដោយមនុស្សជាច្រើនបានប្រឹងប្រែងធ្វើការប្រើប្រាស់វាប៉ុន្តែគ្មានលទ្ធផលទេដូច្នេះវាក៏បានខ្លាចទៅជាវត្ថុដែលគ្មានប្រយោជន៍នីលីក៏បានគិតនៅក្នុងចិត្តថាឲ្យតែគាត់ធ្វើការជំនួសនឹងជួសជុល scroll ទាំងអស់នេះនឹងបញ្ចេញពន្លឺចាញ់ចាំងសាជាថ្មីនីលីក៏បាននិយាយទៅកាន់បរិសង្ហាម្នាក់នោះថាបើសិនជាវាគ្មានប្រយោជន៍ទៅហើយលក់ឲ្យខ្ញុំហ្មងទៅបរិសង្ហាម្នាក់នោះក៏បានដឹងថានីលីមិនត្រឹមតែជាគ្រូផ្សំឆ្នាំនោះទេប៉ុន្តែក៏ជាគ្រូលំនាំសាលាចរិតផងដែរនីលីក៏បានតបថាគាត់នឹងគឺចេះតិចតួចតែប៉ុណ្ណោះបរិសង្ហាម្នាក់នេះគាត់គឺជាអ្នកធ្វើកិច្ចការធំគាត់ក៏បាននិយាយថាបើសិនជាលោកប្រុសពេញចិត្តគាត់នឹងជូនទៅកាន់អ្នកប្រុសនីលីឮដូច្នេះគាត់ក៏បានសរសើរទៅកាន់បរិសម្នាក់នឹងក្នុងចិត្តផងដែរហើយគាត់ក៏បានតបទៅកាន់គេថាទោះបីជាគាត់ចង់បាន scroll នេះប៉ុណ្ណាក៏ដោយប៉ុន្តែគាត់មិនអាចយករបស់គេបាន free នោះទេគាត់ក៏បានប្រកួត10ថ្នាំមួយទៅឲ្យបរិសម្នាក់នោះដើម្បីជាការដោះដូរចំណែកឯបរិសង្ហាក៏បានគិតនៅក្នុងចិត្តថាទោះបីជាគាត់ត្រូវលោតពីជាន់ទី7នេះក៏ដោយក៏គាត់មិនអាចទទួលរបស់អំពីនីលីបានដែរដោយគាត់ត្រូវតែបញ្ចុះបញ្ចូលណែនាំគាត់ឲ្យចូលទៅកាន់គ្រួសាររបស់គេតទៅបានគាត់ក៏បាននិយាយទៅកាន់នីលីថាមិនបាច់ចាំជូនថ្នាំនេះទៅឲ្យគាត់នោះទេដោយ scroll នោះវាគ្រាន់តែជារបស់អត់ប្រយោជន៍មួយតែប៉ុណ្ណោះលើដូច្នេះនីលីក៏បានតបវិញថាអញ្ចឹងលោកអាចសាកពិនិត្យទៅកាន់ថ្នាំនេះសិនទៅដោយបរិសង្ហាក៏បានធ្វើការហេតុហើយគាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយគាត់ក៏បានដឹងថា
នេះគឺជាថ្នាំពន្លត់ប្រលឹងដែលវាមានកម្រិតខ្ពស់ជាងថ្នាំប្រមូលផ្ដាំប្រលឹងមួយកម្រិតដោយឃើញរបស់ល្អបែបនេះអ្នកណាដែលថាមិនយកគាត់ក៏បានធ្វើការអរគុណទៅកាន់នីលីដោយការជួញដូររវាងពួកគេទាំងពីរនាក់ក៏បានសម្រេចនៅពេលដែលពួកគេទាំងពីរនាក់ពណ៌នាចប់នីលីក៏បានដើរមើលអវ៉ាន់ផ្សេងៗទៀតនីលីក៏បានឃើញវត្ថុដែលគួរចាប់អារម្មណ៍របស់គាត់មួយទៀតគឺជាកំបិតស3ដើមដោយនីលីក៏បានគិតថាកំបិតសទាំង3នេះគឺគ្មានធាតុនៅក្នុងនឹងនោះទេនៅពេលដែលយើងចាក់ថាពោវិញ្ញាណចូលទៅក្នុងវាដើរទាំង3នឹងខ្លាចជាដើរដែលគ្មានពណ៌នីលីក៏បានសួរពីតម្លៃរីឯបរិសង្ហាម្នាក់នោះវិញក៏បានរៀបរាប់ថារបស់នឹងគឺជារបស់បុរាណមកពីចំនួនបុនតាដោយសារតែអ្នកប្រើប្រាស់សម័យឥឡូវគ្មានវិធីសាស្ត្រក្នុងការគ្រប់គ្រងទៅកាន់ដើរទាំង3នោះដែលបណ្ដាលឲ្យវាដាក់លក់នៅទីនេះប៉ុន្តែទោះបីជាបែបនេះក្តីដើរទាំង3នេះគឺពោពេញទៅដោយថាមពលដោយគាត់គឺមិនអាចធ្វើការអ្វីតម្លៃវាបានព្រាបផ្ដានោះទេនីលីគាត់ក៏បានដាក់តម្លៃ10 ដបនៃថ្នាំពន្លត់ប្រលឹងប៉ុន្តែត្រឹមតែ10 ដបគឺមិនគ្រប់គ្រាន់ក្នុងការទិញវានោះទេដោយចោលចោលឡើងទីបំផុតនីលីក៏បានទិញក្នុងតម្លៃថ្នាំកំទេចប្រលឹង50ជាមួយនឹងថ្នាំបណ្ដាភ្លើងក្រហមលុតដំរាងកាយចំនួន50 ដបទៀតដោយមុនពេលដែលនីលីបានធ្វើការចាក់ចែងបរិសង្ហាម្នាក់នោះក៏បានណែនាំខ្លួនថាគាត់គឺមានឈ្មោះលីហេងរីឯនីលីក៏បានណែនាំឈ្មោះរបស់គាត់ថាគឺនីលីលីហេងក៏បាននិយាយថាបើសិនជាថ្ងៃណាមួយនីលីចង់ទិញទៅកាន់ឧបករណ៍ផ្សេងៗទៀតអាចមករកគាត់បាននីលីជាមួយនឹងតនជៀនក៏បានធ្វើការចាក់ចែងដោយពួកគេចាក់ចែងបានឆ្ងាយបន្តិចតនជៀនក៏បាននិយាយទៅកាន់នីលីថាពួកយើងបានធ្វើការផ្លាស់ប្ដូរថ្នាំដ៏មានតម្លៃជាច្រើនប៉ុន្តែដល់បានមកវិញត្រឹមតែកំបិតចាស់3ដើមតែប៉ុណ្ណោះដោយការជួញដូរមួយនេះយើងពិតជាខាតទាំងស្រុងតែម្ដងនីលីលើដូច្នេះគាត់ក៏បានធ្វើការសាយហើយនិយាយថាគាត់គឺមានថ្នាំទាំងអស់នៅគឺរាប់ពាន់ថ្នាំឯណោះដោយលោកប៉ៅគឺតែងតែយកថ្នាំទាំងអស់នឹងស៊ីលេងដោយស្ករក្រប់អញ្ចឹងតនជៀនលោកក៏អាចយកនិងប្រើប្រាស់ថ្នាំនោះបានតាមអំពើចិត្តដូចគ្នាដោយសម្ដីមួយនេះធ្វើឲ្យតនជៀនគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយដើមនៃសាច់រឿងថ្មីនីលីក៏បាននិយាយទៅកាន់តនជៀនថាពួកយើងក៏ធ្វើការចាំរយៈពេល8ថ្ងៃនោះពួកយើងនឹងធ្វើការត្រឡប់ទៅកាន់ទឹកដីគ្រួសារស្លាប់ប្រាក់វិញនីលីក៏ចាប់ផ្ដើមបើកស្គ្រូកម្រិតលីចិនរបស់គាត់ដោយគាត់បាននិយាយថាលំនាំសាលាចរឹកទាំងអស់នេះគឺពិតជាស្មុគស្មាញប៉ុន្តែវាគ្មានបញ្ហាសម្រាប់គាត់នោះទេនីលីក៏បានប្រើទឹកថ្នាំច្បាស់ទៅលើលំនាំសាលាចរឹកទាំងអស់នោះដើម្បីធ្វើឲ្យលំនាំសាលាចរឹកទាំងអស់នោះគឺមានភាពច្បាស់ឡើងវិញហើយវាក៏ជួយស្ដារថាពណ៌ឈាមបិសាចនៅក្នុងលំនាំសាលាចរឹកមួយនេះផងដែរបន្តិចក្រោយមកនីលីក៏បានដឹងថាស្គ្រូនៃការហាមឃាត់កម្រិត Legion មួយនេះគឺជា Summoning Spell អូខេអញ្ចឹងសម្រាប់គ្នាយើងណាដែលឯងមើល anime ជប៉ុនឬក៏មើលទៅកាន់រឿងបាឡាំងត្រាអាចរីប្រកបជាស្គាល់ Summoning Spell ហើយគឺជា spell នៃការកោះហៅណាកោះហៅសត្វបិសាចផ្សេងៗមកជួយប្រយុទ្ធអញ្ចឹងទៅលើដូច្នេះតនជៀនក៏បានសួរទៅកាន់នីលីថាតើអ្វីទៅជា spell នៃការកោះហៅនីលីក៏បានតបវិញថាមនុស្សជាច្រើនមិនបានដឹងថាពួកយើងក៏ពោលតែរស់នៅលើភពមួយដែលមានឈ្មោះថាភពវិញ្ញាណពិសិដ្ឋដែលជាភពដ៏ធំមួយក្នុងចំណោមភពដ៏ធំទាំង6ជាពិសេសក៏មានភពសាខាធំជាច្រើនដែលស្ថិតនៅក្នុងភពធំចម្បងដែលវាដូចជាអាណាចក្រកុកងឹតដែលតនជៀនក៏ពោលតែរស់នៅដោយសារតែតនជៀនជាមួយនឹងអ្នកសម្រាយមិនតន់យល់ច្បាស់នីលីក៏បានបញ្យល់ទៀតថាអាណាចក្រភពងឹតគ្រាន់តែជាភពសាខាតូចមួយតែប៉ុណ្ណោះដោយមានភពសាខាធំទៀតជាច្រើនដូចជាអាណាចក្ររន្ទះអាណាចក្រឡាវ៉ាអាណាចក្រអាប៊ីសដែលវាពោពេញទៅដោយភាពគ្រោះថ្នាក់តនជៀនក៏បានគិតវិញម្ដងថាហេតុអីបានជាលោកម្ចាស់បានដឹងរឿងរ៉ាវទាំងអស់នេះតើអាចទេដែលលោកម្ចាស់ធ្លាប់ទៅភពសាខានីលីក៏បានបន្តនិយាយទៀតថាលំនាំសាលាចរឹកមួយនេះគឺត្រូវបានកោះហៅទៅកាន់សត្វបិសាចនៅភពសាខាបើសិនជាអ្នកដែលធ្វើការកោះហៅមិនមានថាពោវិញ្ញាណគ្រប់គ្រាន់នោះទេនោះនៅមិនអាចធ្វើការគ្រប់គ្រងទៅកាន់សត្វបិសាចបានឡើយវាហាក់ដូចជាសត្វបិសាចភ្លើននរកដែលក្រុមតាគាបានធ្វើការកោះហៅនៅដំណាក់របស់ City Lord ដូច្នេះមុននឹងគាត់ធ្វើការប្រើប្រាស់គាត់ត្រូវតែគិតពិចារណាឲ្យបានច្បាស់លាស់រីឯតនជៀនវិញគាត់មិនយល់នោះទេគាត់ក៏បានគិតថាតើអាចទេដែលលោកម្ចាស់របស់គេធ្វើការកុហកប្រកាន់ខ្លួនប៉ុន្តែគិតចុះគិតឡើងគឺគ្មានហេតុផលបែបនេះនោះទេនីលីឃើញដូច្នេះគាត់ក៏បានធ្វើការសុំទោសទៅកាន់តនជៀនហើយគាត់ចាប់ផ្ដើមប្រើទឹកថ្នាំច្បាស់របស់គាត់ទៅកាន់លំនាំសាលាចរឹកម្ដងទៀតហើយគាត់ក៏បានយកវាទុកបន្ទាប់មកនីលីក៏បានយកកំបិតហោះទាំង3ដើមរបស់គាត់ពិនិត្យវិញម្ដងដោយនីលីក៏បានដឹងថាលំនាំសាលាចរឹកដែលបានចារនៅលើកំបិតនោះគឺមានអាយុកាលរហូតដល់100,000 ឆ្នាំប៉ុន្តែភ្លាមនោះវាក៏បានបញ្ចេញពន្លឺពណ៌ក្រហមហើយមានអក្សរចេញមកថាអណ្ដាតភ្លើងក្រហមរីឯដាវហោះពីរផ្សេងទៀតវិញក៏បានបញ្ចេញអក្សរដូចគ្នាគឺត្រជាក់ជាមួយនឹងលំហនីលីក៏បានដឹងថាដាវទាំង3នេះគឺមានឈ្មោះផ្សេងគ្នាដោយតនជៀនក៏បានសួរទៅកាន់នីលីថាក្រែងលោកម្ចាស់បាននិយាយថាកំបិតហោះទាំង3គឺគ្មានធាតុមែនដែរឬទេប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាវាមានធាតុនៅក្នុងនឹងទៅវិញនីលីក៏បានតបវិញថាអ្វីដែលតនជៀនមានអារម្មណ៍នោះគឺមិនមែនមកពីអាវុធនោះទេប៉ុន្តែវាបានមកពីលំនាំសាលាចរឹកដែលបានចារនៅលើកំបិតហោះដែលគេបានហៅវាថាការធ្លាក់ចុះនៅឋានសួគ៌វាហាក់ដូចជាដើរដល់ភ្លើងខ្មៅរបស់តនជៀនអញ្ចឹងលោហៈធាតុជាមួយនឹងជំនាញនៃការបង្កើតត្រូវបានជ្រើសរើសយ៉ាងល្អដើម្បីធ្វើឲ្យដើរដល់ភ្លើងខ្មៅកាន់តែមានសមត្ថភាពខ្លាំងក្លាជាងមុននីលីក៏បានធ្វើការសរសើរទៅកាន់ដាវហោះរបស់គាត់ថាវាមិនមែនត្រឹមតែជាអាវុធនោះទេប៉ុន្តែវាជាអាវុធសម្ងាត់យ៉ាងល្អឥតខ្ចោះនីលីក៏បានធ្វើការបោះដើរដល់ភ្លើងក្រហមទៅលើអាកាសហើយគាត់ក៏បានធ្វើការចាប់មកវិញប៉ុន្តែជាលទ្ធផលគាត់ចាប់មិនបាននោះទេនៅពេលនេះនីលីមានការបាក់មុខជាខ្លាំងតនជៀនក៏ចង់ធ្វើការរើសដើរទៅឲ្យម្ចាស់របស់ខ្លួនប៉ុន្តែនីលីក៏បានហាមឃាត់ទៅកាន់តនជៀនថាកុំកម្រើកុំបាច់ចម្រោះវាទេដោយសារតែថាពលវិញ្ញាណនៅក្នុងដាវឲ្យបានអស់បន្តិចទៀតនឹងវាចេញមកវិញហើយ
ដោយគាត់ក៏បានឲ្យតនជៀនធ្វើការសម្រាកនៅពេលដែលតនជៀនចេញផុតនីលីក៏បានកើតនៅក្នុងចិត្តថាសេចក្ដីកងរបស់តនជៀនជាមួយនឹងកម្លាំងថាពររបស់កសម្ព័ន្ធនេក្រាបើសិនជាតនជៀនបានធ្វើការជន់ទៅលើដៅហោះនោះប្រកបជាខ្ទេចជាមិនខានកាត់មកកាន់ពេល80ម៉ោងក្រោយមកនីលីក៏បានធ្វើការវឹកហាត់នីលីក៏បានកើតនៅក្នុងចិត្តថាយោងតាមល្បឿននៃការវឹកហាត់របស់គាត់ការទម្លាក់ចូលទៅកាន់កម្រិតគោលផ្កាយពេកមិនមែនជាបញ្ហានោះទេក្នុងរយៈពេល2 ថ្ងៃជាមួយនឹងឈាមនេក្រីនៅក្នុងខ្លួនរបស់គេបុកផ្សំជាមួយនឹងគ្រីសាល់ក្រហមឈាមជាមួយនឹងថ្នាំកំទេចប្រឡឹងគេប្រកបជាទម្លាក់ចូលទៅកាន់កម្រិតប្លេគោលនីលីក៏បានងើបឈរឡើងហើយបានគិតថារាងកាយរបស់តនជៀនគឺមានកម្រិតស្មើជាមួយនឹងកម្រិត Legend បុកផ្សំជាមួយនឹងការវឹកហាត់កម្រិត Play Gold តនជៀនប្រកបជាអាចធ្វើការគម្រាមបង្ហាញទៅកាន់មនុស្សដែលមាន level Legend បើសិនជាតនជៀនពិតជាធ្វើការដើរតាមទៅកាន់នីលីប្រកបជាទទួលបានឱកាសល្អជាមួយនឹងអត្ថប្រយោជន៍ជាច្រើននីលីក៏បានគិតអំពីអតីតកាលរបស់គាត់ដោយគាត់បាននិយាយថាកាលពីអតីតជាតិគាត់បានឈានដល់ចំណុចកំពូលប៉ុន្តែគាត់មិនអាចធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងឧបសគ្គបានតែម្នាក់ឯងនោះទេគាត់ត្រូវទៅរកមិត្តភក្តិស្មោះត្រង់ជាមួយនឹងដៃគូដែលអាចទុកចិត្តបានបន្ទាប់ពីឆ្លងកាត់រឿងទាំងអស់នេះខ្ញុំក៏បានយល់រឿងថ្មីមួយពិភពលោកដែលខ្ញុំបានដើរកាលពីមុនគ្រាន់តែជាផ្នែកតូចមួយនៃពិភពលោកដ៏ធំមួយវាហាក់ដូចជាពាក្យសម្ដីរបស់អធិរាជខុងមីងធ្វើឲ្យខ្ញុំគិតជាបន្តថាតើលោកគឺជាប្រភេទសត្វអ្វីកាត់មកកាន់ពេលវេលានៅថ្ងៃស្អែកនីលីជាមួយនឹងតនជៀនកំពុងតែធ្វើដំណើរនៅតាមផ្លូវមានពូងៅម្នាក់បានធ្វើការរករឿងទៅកាន់បរិសុទ្ធចំណាស់សក់សដោយពូងៅបាននិយាយដៃសម្ដៅទៅកាន់ព្រឹទ្ធាចារ្យប៉ុន្តែព្រឹទ្ធាចារ្យអាចធ្វើការចាប់បោកគេបានយ៉ាងងាយស្រួលហើយគាត់បានជន់ទៅលើក្បាលរបស់ពូងៅដល់ចេញធ្វើតែមិនដឹងឃើញដូច្នេះក៏មានការចាប់អោជាខ្លាំងរីឯកូនចៅរបស់ពូងៅវិញក៏បានធ្វើការលើកទៅកាន់ពូងៅលបងមិនគេលបងកុំទៅពាក់ព័ន្ធរញ៉េជាមួយតាចាស់នេះតាចាស់នេះខ្លាំងរីឯចរិតរបស់ពូងៅវិញក៏មិនមែនជាមនុស្សធម្មតាក៏បាននិយាយថាតាចាស់កុំឲ្យអញឃើញនៅថ្ងៃក្រោយទៀតហើយគាត់ក៏បានធ្វើការដើរចាក់ចេញដោយអ្នកសម្រាយវិញក៏បានគិតថាពួកគេនឹងពីរនាក់នឹងធ្វើការប្រយុទ្ធគ្នាប៉ុន្តែជាក់ស្ដែងមិនដូចការរំពឹងទុករីឯនីលីវិញក៏បានដឹងពីចំហាយវិឃាតដ៏ខ្លាំងក្លារបស់ព្រឹទ្ធាចារ្យដោយចំពោះការវឹកហាត់វិញបរិមម្នាក់នេះប្រហែលជាមានកម្រិត Legend ឬក៏ខ្ពស់ជាងនេះរីឯព្រឹទ្ធាចារ្យវិញក៏មានការចាប់អារម្មណ៍ទៅកាន់នីលីដែលធ្វើឲ្យនីលីគឺមានការភ្ញាក់ផ្អើលជាខ្លាំងដែលបរិសុទ្ធចំណាស់ដើរចាក់ចេញនិយាយថាភាពគ្មានទីបញ្ចប់គ្មានការចាប់ផ្ដើមគ្មានទីបញ្ចប់ប្រញាប់ឡើងអូរីឯនីលីវិញក៏បានដឹងថាបរិសុទ្ធចំណាស់ម្នាក់នេះគឺជាអ្នកស្នងតំណែងមួយក្នុងចំណោមទាំង5នាក់របស់អធិរាជខុងមីងបើសិនជាគាត់ដឹងថាខ្ញុំគឺជាអ្នកស្នងតំណែងមួយក្នុងចំណោមទាំង5បើយោងតាមសមត្ថភាពរបស់ខ្ញុំនៅពេលនេះប្រកបជាមានគ្រោះថ្នាក់ជាមិនខានតនជៀនក៏បានសួរទៅកាន់នីលីថាតើលោកម្ចាស់ដឹងរឿងអ្វីមែនដែរឬទេនីលីក៏បានតបថាបរិសុទ្ធចំណាស់នោះគឺជា Master ដោយ Master នឹងគឺសំដៅទៅដល់ជើងខ្លាំងតនជៀនក៏បានតបវិញថាគាត់ក៏មានអារម្មណ៍ដឹងដូចគ្នាប៉ុន្តែគាត់តែមិននឹកស្មានថាសូម្បីតែលោកម្ចាស់ក៏មានការខ្លាចរអាទៅកាន់គេដែរនីលីក៏បានតបវិញថាគាត់មិននឹកស្មានសោះថាមានជើងខ្លាំងបែបនេះនៅក្នុងចក្រភពកុកអងឹតដោយគាត់ទៅតែទទួលបានវត្ថុដ៏មានតម្លៃប៉ុន្តែជីវិតរបស់គាត់បែរជាប៊ីអស់ទៅវិញមុននឹងការវឹកហាត់របស់គាត់ឈានដល់កម្រិត Play Gold គាត់នឹងមិនត្រឡប់មកទីនេះវិញនោះទេបន្ទាប់មកគេទាំងពីរនាក់ក៏ធ្វើដំណើរទៅជួយសង្គ្រោះមិត្តភក្តិរបស់ពួកគេដោយកាត់មកភេទបន្តត្រង់សម្ដីរបស់ស៊ីកុងយីបាននិយាយថាដោយសារតែគាត់ដឹងពីជីវិតរបស់គាត់ចិត្តអស់គាត់មិនបានបន្តធ្វើការវឹកហាត់ដោយពីមុននោះទេប៉ុន្តែនៅពេលដែលជំងឺរបស់គាត់ជាគាត់នឹងធ្វើការត្រឡប់ទៅរកភាពរុងរឿងរបស់គាត់ពីមុនវិញគាត់ក៏ឆ្ងល់ដូចគ្នាដែរថាតើនៅពេលណាដែលអាក្មេងលៃជូត្រឡប់មកវិញប៉ុន្តែពេលនោះមានសិស្សស្អាតម្នាក់បានធ្វើឲ្យបាយធោដោយនាងក៏បានធ្វើការសូមអភ័យទោសអំពីស៊ីកុងយីវិញក៏បានតបថានៅពេលដែលមនុស្សបង្កើតកំហុសពួកគេត្រូវធ្វើការត្រែតឆាប់ទៅវិញហើយសម្រាប់ចុះចៅស្អាតម្នាក់នោះក៏បានអរគុណទៅកាន់ស៊ីកុងយីបំរុងនឹងដើរត្រឡប់ទៅវិញប៉ុន្តែភ្លាមនេះស៊ីកុងយីក៏ចាប់នាងបោកដូចជាងកែបអញ្ចឹងឬគាត់ក៏បាននិយាយថាចង់រាយោឯហេតុបំផ្លាញអារម្មណ៍ល្អរបស់យើងផងដែលអបែកកំមប់នេះគឺពិតជាកាចយកតែមែនតែនហ្មងថារូបរាងវាអាក្រក់ទៅហើយចាត់វិញគឺកាន់តែអាក្រក់ទៅទៀតដោយតាហ៊ានក៏បានធ្វើការអូសសាកសពរបស់ស្ត្រីម្នាក់នោះចាក់ចេញរីឯវត្តមានរបស់នីលីជាមួយនឹងតនជៀនក៏បានមកដល់គ្រួសារស្លាប់ប្រាក់